ខ្ញុំអាចចែកអានចែកជូនឲ្យបងប្អូនយល់សេចរឿងគាត់សិនសួស្ដីបងខ្ញុំចង់ឲ្យជួយផ្ដល់យោបល់ខ្ញុំបន្តិចខ្ញុំនឹងនាងទើបតែស្រឡាញ់គ្នាបានមួយរយៈកន្លែងនេះខ្ញុំមិនដឹងថាមួយរយៈហ្នឹងវារបៀបម៉េចទេខ្ញុំពិតជាចង់សាងគ្រួសារមួយដែលល្អជាមួយគេណាស់ចំណាយគេក៏ដូចគ្នាដែរពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់តែស្រឡាញ់នាងខ្លាំងទៅប៉ុន្តែថ្ងៃមួយគេបាននិយាយសុំទោសខ្ញុំហើយសួរខ្ញុំថាបើសិនជាស្ដាប់រឿងគាត់ហើយតើស្អប់គាត់ឬក៏អត់ខ្ញុំថាមិនស្អប់ទេនិយាយមកគាត់ក៏បាននិយាយអំពីអតីតកាលរបស់គាត់ក្រោយចប់ថ្នាក់ទី12គាត់ថាគាត់បានធ្លាប់ជ្រុលជ្រោះជាមួយនឹងសង្សារចាស់របស់គាត់ដែលបានស្រឡាញ់គ្នា8ឆ្នាំមកហើយនៅក្នុងរយៈវេលា8ឆ្នាំដែលបានស្រឡាញ់គ្នាហ្នឹងគាត់ក៏ធ្លាប់បានរស់នៅជាមួយគ្នារហូតដល់ទៅ2ទៅ3ឆ្នាំដែរទាំងដែលមានឈ្មោះត្រឹមតែជាសង្សារនៅឡើយទេខ្ញុំលឺហើយក៏ដៃជើងទន់អស់ទាំងខ្លួនគាត់បានឲ្យខ្ញុំមើលឆាតចាស់ដែលគាត់ធ្លាប់តាក់ទងគ្នាពីមុនហើយមានទាំងរូបភាពផ្អែមល្ហែមដាក់គ្នាទៀតផងខ្ញុំយំបន្តិចរួចក៏សួរគាត់ថាតើវាជាការពិតឬក៏ទេគាត់ថាវាជាការពិតហើយគាត់អត់ចង់កុហកខ្ញុំទេសម្រាប់ខ្ញុំមិនដែលស្អប់រឿងអតីតកាលរបស់គាត់ទេខ្ញុំទទួលយកបានគ្រប់យ៉ាងពីព្រោះខ្ញុំពិតជាស្រឡាញ់គាត់ស្មោះពិតមែនប៉ុន្តែខ្ញុំចង់ឲ្យបងជួយផ្ដល់ជាយោបល់បន្តិចថាតើខ្ញុំត្រូវធ្វើបែបណាទើបក្នុងចិត្តរបស់ខ្ញុំនឹងបានធូរចំពោះសមោលអតីតកាលរបស់នាងត្បិតខ្ញុំថាខ្ញុំទទួលយកនាងបានមែនប៉ុន្តែអារម្មណ៍ខ្ញុំនៅតែគិតខ្ញុំមិនចង់បែកនឹងនាងទេខ្ញុំចង់បន្តទៅមុខខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាវាគ្រាន់តែជាសមោលអតីតកាលរបស់គាត់តែខ្ញុំទទួលយកមិនទាន់បាន 100% រាល់ថ្ងៃខ្ញុំរត់តែស្រឡាញ់នាងហើយអាណិតនាងលើសដើមសង្ឃឹមថាបងអាចផ្ដល់ជាមតិឲ្យខ្ញុំបានធូរស្រាលចិត្តខ្លះអញ្ចឹងសាច់រឿងគាត់មានប៉ុណ្ណឹងជាទូទៅនៅពេលដែលបានអានសំណេរនេះខ្ញុំអាចចាប់ផ្ដើមយល់អំពីចេតនារបស់គាត់ហើយយើងមើលសាច់រឿងរបស់គាត់វិធីដែលខ្ញុំអាចយល់បានគាត់សុំយោបល់ខ្ញុំអញ្ចឹងមុននឹងខ្ញុំឆ្លើយអីគឺខ្ញុំត្រូវចាំគោលដៅរបស់ខ្ញុំដែរថាតើគាត់ចង់បានអីពីខ្ញុំអញ្ចឹងគាត់ថាគាត់ចង់បានយោបល់ពីខ្ញុំអញ្ចឹងអាយោបល់នោះយោបល់ថាម៉េចធ្វើម៉េចឲ្យគាត់ធូរចិត្តមិនមែនជាយោបល់ថាត្រូវតែសម្រេចចិត្តលេងឬក៏មិនលេងគួរឈប់ស្រឡាញ់ស្រីនឹងឬក៏អត់ទេមិនមែនទេពីព្រោះគោលដៅដើមគឺមានតែប៉ុណ្្នឹងគឺគាត់ចង់ឲ្យធូរចិត្តរបស់គាត់អញ្ចឹងបើសិនជាគាត់ចង់ឲ្យធូរចិត្តខ្ញុំត្រូវស្វែងយល់តទៀតថាគាត់ហេតុអីបានជាគាត់ចង់ធូរចិត្តពីព្រោះស្ថានភាពឥឡូវគាត់ពិបាកទ្រាំប៉ុន្តែពេលដែលគាត់ថាគាត់ចង់បានស្រួលខ្លួននឹងមិនមែនមានន័យថាគាត់មិនចង់ទ្រាំទេគាត់ចង់ឆ្លងផុតដើម្បីមានលទ្ធភាពសុបាយចិត្តត្រឡប់មកវិញជាមួយនឹងមនុស្សដែលគាត់កំពុងតែស្រឡាញ់អញ្ចឹងមានន័យថាខួរក្បាលគាត់ចង់អនុគ្រោះឲ្យសង្សារគាត់ប៉ុន្តែគាត់អត់ដឹងវិធីក្នុងការអនុគ្រោះឲ្យសង្សារគាត់អញ្ចឹងគាត់មកសួរខ្ញុំដើម្បីឲ្យខ្ញុំជួយរកវិធីដើម្បីអាចអនុគ្រោះឲ្យសង្សារគាត់បានហើយគាត់ប្រហែលជាមានលទ្ធភាពអាចសុបាយចិត្តត្រឡប់មកវិញជាមួយនឹងស្នេហាដែលគាត់កំពុងតែមានអញ្ចឹងគោលដៅយើងច្បាស់គឺយើងគ្រាន់តែផ្ដល់យោបល់ឲ្យគាត់យល់អំពីស្ថានភាពគាត់ហើយប្រហែលជាពិចារណាថាតើមានលទ្ធភាពអនុគ្រោះឲ្យសង្សារគាត់បានឬក៏អត់ពេលដែលអនុគ្រោះបានសង្ឃឹមថាគាត់មានលទ្ធភាពរីករាយជាមួយនឹងស្នេហារបស់គាត់ត្រឡប់មកវិញយើងដដែលបន្តិចប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយល់ជាសំខាន់ថាអានឹងគឺជាគោលដៅរបស់ខ្ញុំនៅពេលដែលខ្ញុំស្ដាប់សាច់រឿងរបស់គេអញ្ចឹងយើងមើលដើម្បីឲ្យដឹងថាតើគាត់គួរតែអនុគ្រោះបែបម៉េចគាត់គួរតែធ្វើម៉េចដើម្បីឲ្យអារម្មណ៍រីករាយយើងទៅមើលពីប្រភពបញ្ហាដែលធ្វើឲ្យគាត់អត់សប្បាយរីករាយសិនតើវាមានស្អីខ្លះដែលវាកំពុងតែឆុងឆាំងជាមួយនឹងអារម្មណ៍របស់គាត់អូខេជាក់ស្ដែងទំហំនៃក្តីស្រឡាញ់ដែលគាត់ថារហូតដល់ថ្នាក់ចង់កសាងគ្រួសារយើងអាចទទួលស្គាល់ថាបានធំប៉ុន្តែដូចយើងដឹងអញ្ចឹងកន្លែងធំដែលគាត់និយាយហ្នឹងគឺបញ្ហារបស់មនុស្សស្រីហ្នឹងគឺគាត់ធ្លាប់ជ្រុលជ្រោះជាមួយនឹងសង្សារចាស់ហើយសង្សារចាស់ហ្នឹងទៀតផងខ្លឹមសារធ្ងន់ហ្នឹងគឺធ្លាប់ស្រឡាញ់គ្នាជាមួយសង្សារគាត់សប្ងៃហ្នឹងគឺ8ឆ្នាំមកហើយធ្លាប់រស់នៅជាមួយគ្នាដល់ទៅ2-3ឆ្នាំឯណោះត្រឹមនាមតែជាសង្សារអញ្ចឹងកន្លែងនេះមានន័យថាម៉េចយើងអាចអានសកម្មភាពហ្នឹងយើងអាចអានស្ថានភាពហ្នឹងឲ្យយល់ងាយមនុស្សប្រុសយើងបើសិនជាយើងគិតទៅក្នុងវប្បធម៌ប្រពៃណីរបស់យើងធម្មតាសង្គមគឺបណ្ដុះគំនិតឲ្យយើងហ្នឹងទៅរកប្រពន្ធដែលកមុំឬក៏គឺបង្រៀនឲ្យមនុស្សប្រុសទៅរកមនុស្សស្រីបរិសុទ្ធហើយអាហ្នឹងខុសឬត្រូវខ្ញុំសូមអត់វែកញែកទេប៉ុន្តែដោយសារតែគាត់ប្រហែលជាចេញពីសង្គមឬក៏ផ្នត់គំនិតបែបហ្នឹងអញ្ចឹងហើយស្រាប់តែពេលដែលគាត់ឮថាសង្សារគាត់អស់ព្រមចារីឬក៏ធ្លាប់រស់នៅស្រឡាញ់គ្នាដល់ទៅ8ឆ្នាំរស់នៅជាមួយគ្នា2-3ឆ្នាំទៀតសម្រាប់គាត់មកប្រៀបធៀបជាមួយខ្លួនឯងគាត់គិតថាខ្ញុំធ្លាប់ស្រឡាញ់គ្នាបានមួយរយៈនេះគាត់ថាសង្សារគាត់ហើយនឹងគាត់ហ្នឹងគឺស្រឡាញ់គ្នាបានមួយរយៈអញ្ចឹងធម្មតាពេលដែលយើងស្រឡាញ់គ្នាយើងអត់សូវចង់ស្ដាប់រឿងអិចរបស់ម្ខាងទៀតទេធម្មតា
ឥតដែលកើតឡើងមកពីដំបូងគឺវាផ្អែមល្ហែមច្រើនណាអញ្ចឹងការដឹងពីស្ថានភាពផ្អែមល្ហែមពីមុនហ្នឹងវាឈឺចាប់សម្រាប់អ្នកឥឡូវអញ្ចឹងគេមិនសូវចង់និយាយពីប្រវត្តិទេហើយចៃដន្យសង្សារគាត់រៀងស្មោះត្រង់ជាមួយគាត់ទៅហើយប្រហែលជាសង្សារគាត់មានបញ្ហាណាមួយនៅក្នុងផ្លូវចិត្តហើយគាត់ដល់ថ្នាក់គាត់អាណិតមនុស្សប្រុសនឹងខ្លាំងពេកក៏គាត់សម្រេចចិត្តស្មោះត្រង់ឬក៏ក្លាហានក្នុងការសារភាពថាគាត់ធ្លាប់មានប្រវត្តិក៏ខុសអញ្ចឹងជាភាគីខាងប្រុសនៅពេលដែលគាត់ស្រឡាញ់គេខ្លាំងពេកគាត់តែងតែចង់ដឹងថាតើសង្សារគាត់សប្ងៃស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាស្រីក៏ដូចគ្នាដែរក៏ប៉ុន្តែថាអានឹងគឺជាផ្នត់គំនិតឬក៏អារម្មណ៍សតិអារម្មណ៍របស់គាត់តែពេលណាដែលគាត់អង្គុយឆ្ងល់ថាគេស្រឡាញ់អញប៉ុណ្ណាឬក៏តើស្នេហាអញមានន័យប៉ុណ្ណាអញ្ចឹងចាប់ទៅពេលបានទៅដឹងដល់អប្រវត្តិចាស់ដែលគេធ្លាប់ស្រឡាញ់គ្នា8ឆ្នាំរស់នៅជាមួយគ្នា2 3ឆ្នាំអស់ព្រមចារីជ្រុលជាមួយគ្នាច្រើនទៀតអញ្ចឹងគាត់ចាប់ដើមអង្គុយឆ្ងល់ប្រហែលជាសង្សារអញនឹងអត់ស្រឡាញ់អញដូចសង្សារចាស់តាមពិតដូចតែគាត់និយាយមែនអញ្ចឹងគាត់ថាគាត់អនុគ្រោះសង្សារចាស់គាត់បានសម្រាប់សកម្មភាពនៅក្នុងភាសាដែលគាត់រៀបរាប់ហ្នឹងវាមានភាសាដែលបង្ហាញថាគាត់ហ្នឹងគឺមិនខឹងសង្សារគាត់ទេមូលហេតុដែលខ្ញុំនិយាយអញ្ចឹងយើងមើលមនុស្សនៅពេលដែលគាត់រងគ្រោះជាមួយនឹងស្ថានភាពអីមួយគាត់មានពីរជំរើសទី1គាត់រៀបរាប់សាច់រឿងរងគ្រោះហ្នឹងតាមរយៈនិយាយចោទថាភាគីម្ខាងទៀតជាមនុស្សអាក្រក់កខកខដើម្បីឲ្យគាត់មានអារម្មណ៍សប្បាយចិត្តឬក៏ធូរចិត្តឬក៏ចង់ឲ្យអ្នកស្ដាប់ហ្នឹងយល់ពីចិត្តគាត់ឬកាន់ជើងគាត់ទី2គាត់និយាយតែពីរបៀបដែលបញ្ហានឹងវាជះឥទ្ធិពលដល់គាត់របៀបម៉េចដើម្បីស្នើសុំឲ្យអ្នកស្ដាប់នឹងជួយរកវិធីកែខៃស្ថានភាពរបស់គាត់ឲ្យគាត់មានអារម្មណ៍ប្រសើរឡើងពីបញ្ហានឹងអញ្ចឹងពីរជំរើសហ្នឹងផ្លូវពីរហ្នឹងវាឲ្យយើងនឹងអាចយល់បានអំពីស្ថានភាពរបស់អ្នកដែលរងគ្រោះនឹងពិតប្រាកដថាគាត់ពិតជាត្រូវការអារម្មណ៍ប្រសើរឬក៏គាត់ត្រូវការឲ្យយើងជួយកាន់ជើងគាត់ហើយប្អូនប្រុសហ្នឹងគឺគាត់អញ្ចឹងគាត់គ្រាន់តែជាក្មេងប្រុសម្នាក់ដែលឈឺចាប់នឹងរឿងស្នេហាហើយត្រូវការឲ្យខ្ញុំនឹងជួយប្រហែលជាពន្យល់ស្អីមួយចំនួនដល់គាត់ហើយឲ្យគាត់មានអារម្មណ៍ប្រសើរអញ្ចឹងបកត្រឡប់មកវិញវាពាក់ព័ន្ធអីគ្នានឹងរឿងនេះអញ្ចឹងយើងមើលឃើញថាជាមួយនឹងសង្សារគាត់អត់បានស្អប់សង្សារគាត់ទេគាត់នៅតែសារភាពថាស្រឡាញ់គេលើសដើមអាណិតគេលើសដើមក៏ប៉ុន្តែគាត់ស្អប់អាសកម្មភាពនោះអាសកម្មភាពដែរសង្សារចាស់ធ្លាប់នៅជាមួយគេនោះអញ្ចឹងគាត់ស្អប់សកម្មភាពប៉ុន្តែក៏អត់បានស្អប់មនុស្សទេអញ្ចឹងអានេះមានន័យថាអាសកម្មភាពនឹងទេអាព័ត៌មាននឹងទេដែលធ្វើឲ្យគាត់ឈឺចាប់មិនមែនមនុស្សនឹងទេដែលធ្វើឲ្យគាត់ឈឺចាប់អញ្ចឹងក៏អត់ខឹងមនុស្សទេគាត់ខឹងអាសកម្មភាពនឹងប៉ុន្តែសួរថាហេតុអីបានជាគាត់ខឹងសកម្មភាពនឹងពីព្រោះសកម្មភាពនឹងវាបំផ្លាញទឹកចិត្តគាត់ហើយនៅពេលដែលសកម្មភាពនឹងបំផ្លាញទឹកចិត្តគាត់នឹងវាមានន័យថាម៉េចគាត់ត្រូវរកវិធីក្នុងការអនុគ្រោះសកម្មភាពនឹងឲ្យចេញប៉ុន្តែគាត់អនុគ្រោះអត់បានហើយបើសិនជាយើងសួរថាហេតុអីបានជាគាត់អនុគ្រោះសកម្មភាពនឹងអត់បានពីព្រោះសកម្មភាពនឹងវាមានធរៈវេលារហូតដល់ទៅ8ឆ្នាំហើយរស់នៅជាមួយគ្នាដល់ទៅ2 3ឆ្នាំបើប្រៀបធៀបទំហំសកម្មភាពនឹងជាមួយនឹងការស្រឡាញ់គ្នារបស់គាត់ជាមួយនឹងសង្សារនឹងគឺត្រឹមតែមួយរយៈហ្នឹងគឺវាខុសគ្នាឆ្ងាយមែនទែនអញ្ចឹងមានន័យថាម៉េចពេលដែលគាត់ឮគេធ្លាប់រស់នៅជាមួយគេហ្នឹងគឺអត់សូវឈឺចាប់ដូចអាពេលដែលគាត់ត្រូវគិតទៅដល់កម្រិតមួយថាគេ switch ជាមួយអ្នកមុនខ្លាំងហើយធ្លាប់នៅជាមួយគ្នាក្នុងកម្រិតហ្នឹងទៀតហើយថែមទាំង7 8ឆ្នាំចុះអញអញ្ចឹងចុះអញត្រឹមតែមួយរយៈហ្នឹងដល់ពេលអញ្ចឹងគាត់ប្រហែលជាមានអារម្មណ៍ថាអត់ស្មារភាពឬក៏គាត់គិតថាគាត់អត់អាចទុកចិត្តបានមិនដឹងថាគេស្រឡាញ់អញដូចអញស្រឡាញ់គេឬក៏អត់ពីព្រោះគេធ្លាប់ស្រឡាញ់គ្នាក្នុងកម្រិតនោះហើយអញនៅក្នុងកម្រិតនេះអញ្ចឹងហើយធ្វើឲ្យគាត់នឹងអត់សប្បាយចិត្តកើតទុកអញ្ចឹងគាត់កើតទុកដោយសារគាត់ស្អប់សកម្មភាពភាគីខាងស្រីប៉ុន្តែខ្ញុំអាចបកស្រាយឬក៏អាចបកស្រាយបញ្ហានឹងជូនបងប្អូនបានថាបើសិនជាបងប្អូនចង់យល់នេះគឺជាយោបល់បងបើសិនជាបងប្អូនឯងក៏លេចទៅមើលសកម្មភាពរបស់សង្សារអូនឯងទី1អ្វីដែលយើងអាចទទួលស្គាល់យ៉ាងច្បាស់ពីគាត់នឹងគឺគាត់មានភាពស្មោះត្រង់គាត់ក្លាហានគ្រប់គ្រាន់ក្នុងការសារភាពនិងប្រាប់សាច់រឿងមួយចំនួនដែលគាត់ជាទូទៅក្នុងនាមជាអ្នកដែលក្តាប់សាច់រឿងហ្នឹងគាត់មានសិទ្ធិ2ឬក៏មានជំរើស2ប៉ុន្តែគាត់សុខចិត្តយកជំរើស1តែអាចជំរើស1ហ្នឹងវាមានន័យរបស់វាជំរើស2ហ្នឹងស្អីគេទី1បើសិនជាគាត់សារភាពរឿងចាស់ហើយវាធ្វើឲ្យយើងខឹងហើយសុំគាត់បែកទី2មិនចាំបាច់សារភាពទេហើយបន្តស្រឡាញ់គ្នាអូនឯងនឹងអត់ដឹងរឿងនឹងមកជីវិតអញ្ចឹងស្នេហានឹងអត់មានឧបសគ្គទេប៉ុន្តែគាត់សុខចិត្តយកជំរើសនោះអាចជំរើសសារភាពទាំងដែលវាប្រឈមនឹងហានិភ័យធ្វើឲ្យអូនឯងអន់ចិត្តហើយអាចសុំគាត់បែកទៀតប៉ុន្តែគាត់សម្រេចចិត្តស្មោះត្រង់សួរថាហេតុអីពីព្រោះគាត់គោរពទឹកចិត្តរបស់អូនឯងក៏អត់ចង់បំផ្លាញអារម្មណ៍របស់ខ្លួនឯងទេគាត់ដឹងថាគាត់មានបញ្ហា1 2 3ពីមុនមកហើយក៏អត់ចង់ឲ្យបញ្ហាហ្នឹងคล้ายទៅជាសាច់រឿងដែលអាចបំផ្លាញអារម្មណ៍អូនឯងថ្ងៃក្រោយទេអញ្ចឹងមុននឹងអូនឯងដាក់ចិត្តស្រឡាញ់គ្នាជាមួយគាត់មុននឹងគាត់កសាងគ្រួសារជាមួយអូនឯងឬក៏មុននឹងអូនឯងវិនិយោគដីស្រឡាញ់បន្ថែមលើគាត់គ្រាន់តែចង់អូនឯងហ្នឹងភាសាគ្រប់ទឹកចិត្តអូនឯងពេកគាត់ចង់អូនឯងយល់ពីស្ថានភាពគាត់ឲ្យអស់ហើយពេលយល់ហើយអូនឯងនៅតែមានអារម្មណ៍ថា
ខ្ញុំនៅតែចង់បានគាត់អានឹងស្នេហានឹងវាកាន់តែមានតម្លៃសម្រាប់គាត់ផងសម្រាប់បងឯងផងអញ្ចឹងសួរថាអានឹងវាមានន័យថាម៉េចវាមានន័យថាមនុស្សដែលបងឯងកំពុងតែស្រឡាញ់គឺជាមនុស្សស្រីដែលក្លាហានហ៊ានទទួលស្គាល់សកម្មភាពរបស់ខ្លួនហើយគោរពទឹកចិត្តរបស់យើងសុខចិត្តស៊ូបង្ហាញភាពស្មោះត្រង់ទាំងដែលវាប្រឈមនឹងហានិភ័យបងឯងស្អប់ប៉ុន្តែក៏អត់ចង់ស្អប់ខ្លួនឯងតែគាត់ខ្លាចទៅជាមនុស្សកុហកបោកប្រាស់ខ្លួនឯងអំពីប្រវត្តិការពិតអញ្ចឹងនឹងគឺបង្ហាញថាគាត់គោរពបងឯងខ្លាំងឯងគាត់ស្រឡាញ់ឯងខ្លាំងអានឹងបងឯងនិយាយថាជាចំណុចល្អមួយដែលឯងត្រូវតែរៀនមើលឲ្យយល់អំពីមនុស្សល្អទី2ទៀតបើសិនជាឯងធ្លាប់មានអារម្មណ៍ទន់ទាបអន់ចិត្តខ្លួនឯងថាគេស្រឡាញ់អ្នកមុនរហូតដល់ទៅ8ឆ្នាំហើយរស់នៅជាមួយគ្នាដល់2 3ឆ្នាំទៀតបងឯងត្រូវស៊ូខ្លួនឯងកុំខ្វល់រឿងឆ្នាំអ្នកខ្លះនៅជាមួយគ្នាដល់ទៅ4 10ឆ្នាំក៏អាចបែកគ្នាស្អប់គ្នាបានដែរអញ្ចឹងចុះធំ7 8ឆ្នាំវាក៏ដូចគ្នាវាក៏អាចដូចគ្នាដែរប៉ុន្តែវាអត់សំខាន់លើឆ្នាំទេការស្រឡាញ់គ្នាបើយើងឃើញសកម្មភាពថាគាត់រីករាយឥឡូវហ្នឹងណាគាត់ពេញចិត្តគាត់ផ្ដល់តម្លៃឲ្យយើងឬក៏គាត់ care ពីយើងអូនឯង care ពីគាត់ត្រឡប់ទៅវិញហើយអាក្តីស្រឡាញ់ហ្នឹងវាធ្វើឲ្យឯងសប្បាយរាល់ថ្ងៃយល់ទេវាធ្វើឲ្យយើងរីករាយរាល់ថ្ងៃពេលជួបមុខគាត់ហើយគាត់រីករាយរាល់ថ្ងៃពេលជួបមុខយើងអាហ្នឹងយើងទៅមុខបានហើយយើងមិនបាច់ខ្វល់ដល់10 20ឆ្នាំពីមុនទេពីព្រោះអា10 20ឆ្នាំពីមុនហ្នឹងវាអាចអត់មានន័យខ្លឹមសារបើសិនជា10ថ្ងៃយើងស្រឡាញ់គ្នាប៉ុន្តែយើងជេរគ្នាឆ្លោះគ្នារាល់ថ្ងៃអញ្ចឹងយើងអត់អាចយកពេលវេលាមកវាស់ឲ្យតែយើងស្គាល់អ្នកណាមុនឬក៏ធ្លាប់នៅជាមួយអ្នកណាយូរយើងថាយើងស្រឡាញ់គាត់ទេអត់ទេយើងក៏អាចស្អប់គ្នាបានដែរអញ្ចឹងគេអាចយកឆ្នាំមកវាស់ក្តីស្រឡាញ់ទេឬក៏បើសិនណាឯងវាស់ក៏វាស់ទៅវាមិនខុសវាមិនត្រូវឯគ្រាន់តែវាអត់លោសិចទៅអញ្ចឹងរហូតទេទេសកាលប្រែប្រួលមនុស្សប្រែប្រួលអូមកថាដូចបងអញ្ចឹងបងស្គាល់គេជាមួយអ្នកផ្សេងណាត្រឹមតែមួយខែក៏ដោយតែបងឃើញថាស្រឡាញ់គួរឲ្យរាប់អានបងរាប់អានហើយបងអត់ខ្វល់ថាតើតរាប់អានគ្នា10ឆ្នាំចាំស្រឡាញ់ទេអត់ទេវាអត់ទេអូខេអញ្ចឹងត្រឡប់មកវិញអូនឯងត្រូវរៀនមើលមនុស្សដែលអូនឯងកំពុងតែរាប់អានហ្នឹងគាត់គឺជាមនុស្សស្មោះត្រង់គាត់គោរពអារម្មណ៍របស់យើងតែបើសិនជាចំណុចមួយទៀតដែលបងមើលឃើញរូបភាពផ្អែមល្ហែមទៅអូនឯងនិយាយថាគេបង្ហាញហ្នឹងបើវាឈឺចាប់អូនឯងកុំមើលហើយបើជាក់ស្ដែងគេអត់គួរបង្ហាញអស់ហ្នឹងឯងហើយបងអត់ដឹងថាគេបង្ហាញរូបភាពនឹងឆាតទាំងអស់ហ្នឹងតាមបែបណាទេធម្មតាបើយើងអត់ស្រឡាញ់គេទេយើងអត់គួរទុកឯភាគីខាងស្រីបើសិនជាស្ដាប់បើប្រាប់ឲ្យយើងអត់គួរទុកអារូបចាស់ទាំងអស់ហ្នឹងទេបើថាបែកគ្នាប្លុកចោលអស់កាត់ដាច់កុំយកវាមកអង្គុយមើលហើយកើតទុកហើយយកមកនាំអាសង្សារថ្មីហ្នឹងឲ្យគេឃើញឈឺចាប់ដែរវាអត់ទៅគួរអញ្ចឹងឯងអាហ្នឹងក៏វាអាចคล้ายទៅជាការបំផ្លាញទឹកចិត្តគាត់ដែរយើងអាចនិយាយតែមិនចាំបាច់បង្ហាញរូបភាពទេអូខេអញ្ចឹងត្រឡប់មកវិញបងសង្ឃឹមថាបងឯងទទួលបានសារប៉ុន្តែខ្ញុំនិយាយអញ្ចឹងវាហាក់ជាវាយូរពេកអញ្ចឹងខ្លីៗកាត់គឺខ្ញុំមានតែប៉ុណ្្នឹងខ្ញុំឲ្យយើងសម័យស្ថានភាពមួយនៅក្នុងតំណែងស្នេហាដែលសម័យថាយើងស្រឡាញ់គ្នាខ្លាំងឬក៏យើងនឹងស្រឡាញ់គេខ្លាំងហើយទៅយើងចាប់ផ្ដើមមានអារម្មណ៍សង្ស័យថាប្រហែលជាគេលែងសូវស្រឡាញ់អញដូចអញស្រឡាញ់គេដល់ពេលអញ្ចឹងយើងចាប់ផ្ដើមខូចចិត្តដោយសារមួយរយៈហ្នឹងយើងអាចថាឃើញពីអេយ៉ាបតដែលគេរយល់ជាមួយយើងឬក៏អីហ្នឹងអញ្ចឹងជាក់ស្ដែងនៅពេលដែលយើងស្រឡាញ់គេខ្លាំងហើយយើងអត់ចង់បាត់បង់គេហើយចៃដន្យយើងកំពុងតែខ្លាចរបូតអញ្ចឹងយើងក៏ចង់ស្វែងយល់អារម្មណ៍នឹងឲ្យច្បាស់យើងចង់ស្វែងយល់អំពីទំនាក់ទំនងរបស់យើងថាអ្វីដែលយើងសង្ស័យហ្នឹងវាមែនឬក៏អត់អញ្ចឹងជាទូទៅនៅក្នុងម៉ោងសន្ទនាហ្នឹងវាមានរបៀបដែលយើងសន្ទនាជាមួយគ្នាដើម្បីស្វែងរកការពិតនៅប្រឡោះហ្នឹងដើម្បីឲ្យការសង្ស័យរបស់យើងនឹងអាចគ្របកង្វល់បានប៉ុន្តែយើងអាចកលេចទៅមើលភាគីខាងប្រុសឧបមាណាភាគច្រើនខាងប្រុសគាត់មានការគិតអីមួយចំនួនផនគាត់រួចខ្លះដែរហើយប៉ុន្តែជាទម្លាប់ភាគច្រើនខាងប្រុសក៏អត់សូវចូលចិត្តនិយាយពីអារម្មណ៍របស់ខ្លួនឯងឬក៏បើកបង្ហាញចិត្តថាខ្លួនឯងនឹងគិតយ៉ាងម៉េចយ៉ាងម៉ាទេប៉ុន្តែបើសិនជាគាត់ចង់សួរគេថាគេនៅស្រឡាញ់គាត់ឬក៏អត់ពេលខ្លះមនុស្សមួយចំនួនឬក៏ភេទប្រុសមួយចំនួនហ្នឹងគាត់រៀងមាត់រឹងណាគាត់អត់ចេះរបៀបសួរទេអញ្ចឹងហើយគាត់មានការសង្ស័យអំពីអាការរយាលនឹងដែរប៉ុន្តែក៏ហ៊ានសួរចំឯងពីព្រោះបើសិនទៅសួរចំថាស្រឡាញ់បងឬក៏អត់សប្ងៃអញ្ចឹងទៅបើសិនជាចម្លើយនឹងវាត្រង់មកប្រាប់ថាអត់ឬក៏ស្រកអាហ្នឹងគឺវានឹងឈឺចាប់ខ្លាំងអញ្ចឹងហើយក៏ហ៊ានសួរសំណួរប្រភេទហ្នឹងឯងដើម្បីដឹងចម្លើយហ្នឹងក៏ហ៊ានសួរទេអញ្ចឹងភាគច្រើនមនុស្សប្រុសដែលគាត់មាត់រឹងហ្នឹងតែមិនទាំងអស់ទេណាខ្ញុំនិយាយមួយចំនួនដែលអាចមានបញ្ហាហ្នឹងហើយអ្នកដែលមានបញ្ហាហ្នឹងអាចស្ដាប់បានអញ្ចឹងជំនួសឲ្យការសួរសំណួរស្វែងយល់អំពីអេយ៉ាបតថាតើមួយរយៈហ្នឹងអារម្មណ៍ជាមួយគ្នាមិនដែរស្រឡាញ់ខ្ញុំឬក៏អត់ឬនៅមានចិត្តពាក់ព័ន្ធនឹងខ្ញុំឬក៏អត់អត់ហ៊ានសួរចំអញ្ចឹងគាត់ក៏សម្រេចចិត្តនៅមកក្នុងម៉ោងឆ្លោះគ្នាហ្នឹងគាត់ក៏ប្រហែលជាសម្រេចចិត្តនិយាយអាសម្ដីមួយចំនួនដែលក
គាត់គិតថាវាអាចជួយគាត់នឹងអារម្មណ៍ល្អជាងមុនអញ្ចឹងអាសម្ដីហ្នឹងគឺគាត់និយាយលៀងខ្លួនគាត់និយាយថាបើសិនជាមានអ្នកផ្សេងណាគេល្អជាងបងខ្លួនឯងទៅយកគេទៅអញ្ចឹងដោយសារគាត់អត់ទុកចិត្តខ្លួនឯងគាត់គិតថាប្រហែលជាខ្លួនឯងនៅទុនទាបនៅឡើយមិនទាន់មានជំនឿចិត្តថាគេស្រឡាញ់ខ្លួនឬក៏នៅភ័យបារម្ភខ្លាចគេមិនស្រឡាញ់ខ្លួនដល់ពេលអញ្ចឹងទៅគាត់សង្ស័យខ្លាចតែគេមិនស្រឡាញ់ក៏គាត់និយាយអញ្ចឹងបណ្ដោយគឺគេហៅថាភាសាសាមញ្ញយើងហៅថាបញ្ចុះបន្សោឲ្យទៅណាគាត់ថាបើមានអ្នកណាល្អជាងគាត់ហ្នឹងក៏ទៅយកគេទៅប៉ុន្តែចៃដន្យវាមិនមែនចំមនុស្សដែលស្រឡាញ់គាត់ណាពិតជាអត់សូវស្រឡាញ់គាត់មែនឬក៏លែងសូវស្រឡាញ់គាត់មែនដល់ពេលអញ្ចឹងមនុស្សស្រីហ្នឹងក៏អត់កុហកទេគាត់ក៏និយាយការពិតថាអូខេអញ្ចឹងខ្ញុំសុំបែកអញ្ចឹងណាចៃដន្យក្មេងប្រុសហ្នឹងគាត់នៅក្មេងដែរហើយគាត់អាយុ21ឆ្នាំគាត់ខូចចិត្តខ្លាំងគាត់ឈឺចាប់មែនទែនពីព្រោះគាត់និយាយអញ្ចឹងមិនមែនមានន័យថាគាត់ចង់ឲ្យគេទៅទេគ្រាន់តែគាត់និយាយបែបបញ្ចុះប្រសងព្រោះភាសាទាំងអស់ហ្នឹងបើនិយាយទៅវាធ្វើឲ្យគាត់ហ្នឹងអត់សូវឈឺចាប់ប៉ុន្តែបើសួរត្រង់ហ្មងថាឈប់ស្រឡាញ់ឬក៏អត់ពេលតែគេនិយាយថាឈប់ស្រឡាញ់វាឈឺចាប់ខ្លាំងជាងអាភាសានិយាយបែបបញ្ចុះប្រសងវិញអញ្ចឹងកន្លែងហ្នឹងគឺជាមេរៀនមួយថងថាមិនគឺនៅពេលដែលគាត់ជួបប្រទះបញ្ហាហ្នឹងវាធ្វើឲ្យគាត់ហ្នឹងចាប់ផ្ដើមលែងទុកចិត្តទៅលើខ្លួនឯងកាន់តែច្រើនគាត់គិតថាគាត់ប្រហែលជាអត់ល្អមែនព្រោះពីមុនគាត់សួរគេថាបើមិនសួរនៅពេលដែលគាត់ប្រាប់គេថាបើសិនជាគាត់មិនល្អទេទៅយកគេផ្សេងទៅអញ្ចឹងដល់ពេលគេទៅយកអ្នកផ្សេងបាត់គាត់ចាប់ផ្ដើមទទួលជឿថាប្រហែលជាគាត់ជាមនុស្សមិនល្អឬក៏មិនគួរជាទីស្រឡាញ់ឬក៏គាត់ចាប់ផ្ដើមខ្លាចអារម្មណ៍ដែលគេបោះបង់ចោលព្រោះពេលដែលមានបញ្ហាហ្នឹងហើយគឺគាត់នៅជាប់ចិត្តនឹងបញ្ហាហ្នឹងរហូតអញ្ចឹងក្រោយមកនៅពេលដែលគាត់បែកគ្នាហើយគាត់ចាប់ដើម lonely ចាប់ដើមឯកោទៀតអញ្ចឹងទៅគាត់ចង់រកសង្សារថ្មីហើយស្រឡាញ់អ្នកផ្សេងបាន3 4ខែ5 6ខែអីអញ្ចឹងទៅចាប់ដើមសុំគេបែកទៀតមូលហេតុហ្នឹងនៅត្រង់ថាគាត់ទទួលសារភាពថាគាត់ហ្នឹងមានអារម្មណ៍ថាឆាប់នឿយណាយឆាប់ធុញទ្រាន់នឹងមនុស្សស្រីគាត់ថាគាត់ស្រឡាញ់គេអត់ដែលបានយូរទេហើយខ្ញុំសួរថាមូលហេតុអីបានមិនបានយូរគាត់ថាដោយសារតែពេលដែលចាប់ផ្ដើមស្និទ្ធជាមួយគ្នាទៅគេចាប់ផ្ដើមបង្ហាញអេយ៉ាបតថាយកចិត្តទុកដាក់ជាមួយគាត់កាន់តែច្រើនពេលដែលគេចាប់ផ្ដើមស្និទ្ធជាមួយគាត់កាន់តែច្រើនឬក៏ស្នេហាចាប់ផ្ដើមផ្អែមល្ហែមទៅគាត់មានអារម្មណ៍ថាធុញឬក៏នឿយណាយអញ្ចឹងហើយខ្ញុំសួរថាចុះម្នាក់ស្រីនឹងចរិតអេយ៉ាបតអីយ៉ាងម៉េចដែរអ្នកពីមុនហ្នឹងគាត់ថាអ្នកពីមុនហ្នឹងក៏សុទ្ធតែជាមនុស្សល្អទាំងអស់ពួកគាត់ហ្នឹងគឺល្អហើយស្រឡាញ់គ្នាជាមួយគាត់គឺល្អធម្មតាប៉ុន្តែនៅពេលដែលចាប់ផ្ដើមស្និទ្ធស្នាលបាន3 4 5ខែ sweet កាន់តែច្រើនទៅគាត់ចាប់ផ្ដើមឈប់ស្រឡាញ់ហើយមនុស្សស្រីទាំងអស់ហ្នឹងគឺគាត់បានបែកអស់4 5នាក់មកហើយសុំបញ្ជាក់តិចទៀតឥឡូវហ្នឹងសប្តាហ៍ថ្ងៃគាត់ក៏ដូចគ្នាដែរមនុស្សស្រីទី6គាត់តាក់ទងគ្នាហ្នឹងបាន3ខែហើយគាត់ចាប់ផ្ដើមអស់ចិត្តជាមួយនឹងម្នាក់ស្រីនៅមួយទៀតហើយគាត់សួរខ្ញុំថាហេតុអីបានជាគាត់មិនមានលទ្ធភាពស្រឡាញ់មនុស្សស្រីឲ្យបានយូរវែងហេតុអីគាត់ចាប់ផ្ដើមតែពេលណាដែលស្និទ្ធឬក៏ផ្អែមល្ហែមជាមួយគេគាត់មានអារម្មណ៍ថាគាត់អស់ចិត្តធុញទ្រាន់នឹងគេអញ្ចឹងសំណួរគាត់សួរហ្នឹងថាហេតុអីបានជាគាត់មិនអាចស្រឡាញ់បានអញ្ចឹងបើយើងស្ដាប់បកមកត្រឡប់ពីបញ្ហាដើមដែលគាត់មានកាលពីគេសំបែកនឹងគាត់ដោយសារតែគាត់បញ្ចុះប្រសោកលេងថាបើគេល្អជាងខ្លួនហ្នឹងទៅយកអ្នកផ្សេងទៅអាហ្នឹងខ្ញុំគិតថាវាគឺជាបញ្ហារបស់បុគ្គលប្រភេទហ្នឹងប៉ុន្តែកុំរាប់សម្ដីខ្ញុំថាវាមិនមែនទាំងអស់អីគ្រាន់តែថាវាជាមួយផ្នែកនៃបញ្ហាដែលវាអាចចេញមកពីមូលហេតុឬដើមចមនៃសាច់រឿងហ្នឹងខ្ញុំយល់ថាពេលខ្លះនៅពេលដែលយើងនឹងចាប់ផ្ដើមស្រឡាញ់គេខ្លាំងពេកទៅហើយនៅពេលដែលយើងអត់ទុកចិត្តលើខ្លួនឯងយើងមានអារម្មណ៍ថាខ្លួនឯងអត់ដល់គេឬក៏យើងមានអារម្មណ៍ថាគេប្រហែលជាមិនស្រឡាញ់ខ្លួនដូចខ្លួនស្រឡាញ់គេណាកម្រិតនៃការស្រឡាញ់យើងវាខុសគ្នាឆ្ងាយពេកយើងស្រឡាញ់គេកម្រិតនេះហើយគេស្រឡាញ់យើងកម្រិតនេះអញ្ចឹងវាធ្វើឲ្យយើងនឹងចេះតែភ័យខ្លាចបាត់បង់គេរហូតហើយតែកាលណាយើងភ័យច្រើនអីចឹងទៅពេលខ្លះយើងចង់ clear អាចចម្ងល់អស់ហ្នឹងចង់ស្វែងយល់ឲ្យបានស៊ីជម្រៅដើម្បីឲ្យអស់ក្តីបារម្ភប៉ុន្តែជំរឿក្នុងការសួរសំណួររបស់យើងនឹងវាអត់ត្រូវការវេលាយើងអត់ចេះដោះស្រាយដល់ពេលគេបោះបង់យើងបានមែនទៅក៏យើងឈឺចាប់ស្អិតធូងយើងចាប់ដើមធុញទ្រាន់នឹងអារម្មណ៍ដែលត្រូវបានគេបោះបង់ចោលហើយវាឈឺចាប់មែនសម្រាប់យើងដែលជាអ្នកដែលស្រឡាញ់គេខ្លាំងអញ្ចឹងហើយរាល់ពេលដែលយើងទៅស្រឡាញ់គ្នាជាមួយអ្នកណាថ្មីអីយើងចេះតែមានអារម្មណ៍ភ័យខ្លាចតែគេនឹងមិនស្រឡាញ់យើងខ្លាំងបើទោះបីជាសកម្មភាពគេអ្នកថ្មីមកក្រោយហ្នឹងគេបង្ហាញក្តីស្រឡាញ់យើងច្រើនមែនយើងនៅតែអត់ហ៊ានទុកចិត្តពីព្រោះនៅក្នុងចិត្តយើងគិតថាអញមិនអាចស្រឡាញ់អាថ្មីណាបានស៊ីជម្រៅការទេព្រោះបើហ៊ានតែអញស្រឡាញ់គេស៊ីជម្រៅអញដាក់ចិត្តទៅផ្លឹបបើសិនជាម្នាក់ស្រីនឹងគាត់បោកអញឬក៏គាត់លេងសើចជាមួយយើងអញច្បាស់ជាខូចចិត្តទេព្រោះតែកាលណាអញហ៊ានទៅស្រឡាញ់គេខ្លាំង
គេនឹងបានចិត្តគេនឹងដើរចោលយើងទៀតអញ្ចឹងយើងខ្លាចការយើងខ្លាចជួបនឹងអារម្មណ៍បោះបង់ចោលគេអញ្ចឹងយើងក៏បោះបង់គេចោលហើយហ្មងទៅអញ្ចឹងវាមិនខុសពីដូចក្មេងអញ្ចឹងនៅពេលដែលយើងដំបូងគាត់ចង់បានឧទាហរណ៍ថាគាត់ចង់បានរបស់ហ្នឹងដល់ពេលយើងឲ្យទៅគាត់សប្បាយចិត្តដល់ពេលចៃដន្យពេលដែលគេឲ្យឲ្យគាត់ដកយកវិញអញ្ចឹងពេលដែលគេឲ្យទៅគាត់សប្បាយចិត្តគាត់ទទួលប៉ុន្តែដល់ពេលឲ្យដកយកវិញអញ្ចឹងវាធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាអៀនឡក់អញ្ចឹងសួរថាក្មេងនឹងចង់បានអានឹងក្មេងនឹងនៅតែចង់បានអានឹងក៏ប៉ុន្តែនៅពេលដែលគាត់ជួបប្រទះជាមួយនឹងអារម្មណ៍អៀនឡក់ដំបូងដូចថាខកចិត្តថាឲ្យហើយដល់ពេលឲ្យដកយកវិញអញ្ចឹងគាត់ក៏ចាប់ដើមកាត់ទុកហើយទៅគាត់ក៏ចាប់ដើមមានផ្នត់កំណត់មួយថាបើគេឲ្យអីមួយអញបើអញមើលអត់ដឹងថាពិតប្រាកដទេឬក៏បើទោះបីជាវាហាក់បីដូចជាថាវាមែនតែនក៏ដោយឬក៏មើលទៅតំណងគេឲ្យមែនតែនក៏ដោយក៏គាត់អត់មានលទ្ធភាពជឿថាគេឲ្យមែនដែរពីព្រោះក៏គាត់ពិបាកជឿទុកចិត្តអ្នកដែលហុចឲ្យនឹងដែរគាត់ប្រហែលជាគិតថាបើសិនជាគេឲ្យអញហើយគេដកយកវិញទៅដែរអញ្ចឹងអញខ្ជិលខូចចិត្តអញ្ចឹងអញយល់លេសថាអញអត់ចង់បានបណ្ដោយទៅឬក៏អញធ្វើជាចិត្តខ្លាំងមិនព្រមបើកចិត្តទទួលថាគេហ៊ានឲ្យមែនទេអញ្ចឹងឲ្យទៅណាឲ្យអីហាក់បីដូចជាមែនគឺគាត់កាន់តែពិបាកក្នុងការទទួលជឿអញ្ចឹងមនុស្សស្រីក្រោយដែលស្រឡាញ់គាត់ហ្នឹងប្រហែលជារៀងសយបន្តិចបើសិនជាគាត់នៅតែមានបញ្ហាហ្នឹងមិនថាគាត់ស្រឡាញ់គ្នាប៉ុណ្ណាខំបង្ហាញអេយ៉ាបត់ខ្វល់ខ្វាយប៉ុណ្ណាសួរសុខទុក្ខសួរធរៈប៉ុណ្ណាទេប៉ុន្តែបើសិនជាម្នាក់ប្រុសហ្នឹងអត់ព្រមបើកចិត្តទទួលថាគេឲ្យមែនតែនទេអាក្តីស្រឡាញ់ទាំងអស់ហ្នឹងគឺគាត់នឹងរុញចេញគាត់នឹងចាប់ដើមធុញគាត់ចាប់ដើមទលាន់គាត់ចាប់ដើមភ័យគាត់ធ្វើចិត្តមិនត្រូវពីព្រោះគាត់អត់ត្រឡប់ជាមួយនឹងអារម្មណ៍មែនតែនពីព្រោះគាត់ជួបអារម្មណ៍ខ្លាំងៗដំបូងអញ្ចឹងគាត់លែងហ៊ានយកអញ្ចឹងអាហ្នឹងឯងក៏ជាមូលហេតុដែលយើងមិនហ៊ានដាក់ចិត្តដាក់កាយ commit ថានឹងស្រឡាញ់អ្នកណាឲ្យបានស៊ីជម្រៅ6-7 ខែ 3-4 ខែយើងចាប់ដើមស្រកចិត្តលឿនមកយើងអត់ហ៊ានបើកចិត្តទទួលយកប៉ុណ្្នឹងឯងប៉ុន្តែសួរថាដល់ពេលដែលយើងយល់អញ្ចឹងហើយមានន័យថាម៉េចយើងគួរធ្វើអីទៀតបើសិនជាយើងនៅតែមានចិត្តបើកចិត្តឃើញថាគេបើកចិត្តឲ្យក្តីស្រឡាញ់យើងទ្រាំបានឬមិនបានអានឹងយើងមានតែរៀនទទួលយកទៅប៉ុន្តែយើងត្រូវយល់ថាមិនមែនអ្នកដតីទាំងអស់ណាផ្សេងដែលមកស្រឡាញ់យើងក្រោយហ្នឹងគាត់សុទ្ធតែជាមនុស្សអាក្រក់ទេបើសិនជាអេយ៉ាបតគាត់មានការអត់ធ្មត់ជាមួយយើងពេលដែលយើងធុញទ្រាន់ជាមួយគាត់នៅតែផ្អែមល្ហែមយកចិត្តទុកដាក់ជាមួយយើងអាចសួរសំណួរដ៏សាមញ្ញមួយថាគេមិនដែលទៅចូលចិត្តខូចថ្លើមដោយសារតែយើងស្ដីឲ្យគំរោះគំរើយដាក់គេទេហើយបើសិនជាគេស៊ូទ្រាំជាមួយយើងគេអត់ធ្មត់ជាមួយយើងបានមិនថាយើងតូចចិត្តតាំងឬក៏ភាសានិយាយស្ដីទៅប៉ះពាល់ផ្លូវចិត្តគេហើយគេនៅតែអនុគ្រោះបើកចិត្តទៅហើយនៅតែព្រមរាក់ទាក់នឹងយើងធម្មតាអានឹងមានន័យថាគេនឹងគឺជាមនុស្សល្អហើយគេអាចអត់ធ្មត់ជាមួយយើងបានតែក៏វាអាចមានលីមីតដែរហើយបើសិនជាសួរថាយើងចង់បានមនុស្សបែបណាជាដៃគូហើយបើសិនជាចម្លើយឆ្លើយមកថាយើងចង់បានដៃគូដែលបើកចិត្តស្រឡាញ់យើងអត់ធ្មត់ជាមួយយើងបានអនុគ្រោះឲ្យយើងបានហើយមិនថាយើងអាចថាមានបញ្ហាខ្លះនៅក្នុងខ្លួនប៉ុន្តែគេនៅតែព្រមអត់ធ្មត់គេនៅតែហ៊ានបើកចិត្តហុចក្តីស្រឡាញ់មកឲ្យយើងអញ្ចឹងលែងជាបញ្ហាគេទេដែរមិនមែនគេមិនស្រឡាញ់យើងទេគឺមកពីយើងនឹងមិនហ៊ានទទួលឬក៏មិនព្រមទុកចិត្តនឹងទទួលអញ្ចឹងបញ្ហាយើងគឺយើងអត់ចេះទទួលយកក្តីស្រឡាញ់ដែលគេហុចឲ្យយើងអញ្ចឹងបើសួរថាយើងចង់បានអត់ហើយបើសិនជាចម្លើយឆ្លើយថាយើងចង់គឺអ្វីដែលយើងធ្វើគឺត្រូវរៀនទទួលយកអាហ្នឹងវាទៅវាធ្វើឲ្យយើងនឹងសប្បាយចិត្តច្រើនជាងមុនអញ្ចឹងពីខ្ញុំទៅហ្នឹងគឺมันមានថ្នាំទឹកអីទេគឺមានតែប៉ុណ្្នឹងបើភ្ជាប់ទៅហើយមកឃ្លាហ្នឹងគឺវាដូចតែគេនិយាយថាគ្មាននរណាស្រឡាញ់យើងបានទេបើសិនជាយើងស្អប់ខ្លួនឯងអញ្ចឹងបានន័យថានរណាគេមកស្រឡាញ់យើងក៏យើងមិនព្រមឲ្យគេស្រឡាញ់ដែរពីព្រោះវេលាដែលគេស្រឡាញ់យើងស្អប់ខ្លួនឯងបាត់ទៅហើយហ្នឹងហើយតែកាលណាយើងស្អប់ខ្លួនឯងគឺយើងតែងតែគិតថាយើងមិនល្អយើងមិនស័ក្តិសមអញ្ចឹងអាណាហ៊ានស្រឡាញ់យើងបន្តិចគឺយើងរុញគេចេញទៅហ្មងអញ្ចឹងអាណាស្រឡាញ់យើងកើតបើសិនជាគេបើកចិត្តស្រឡាញ់យើងរុញគេចេញបាត់ទៅហើយហ្នឹងអញ្ចឹងបានគេថាគ្មាននរណាស្រឡាញ់យើងកើតទេបើសិនជាយើងស្អប់ខ្លួនឯងអញ្ចឹងផ្ដើមចេញមកពីជំរឿនថាយើងត្រូវហ៊ានស្រឡាញ់ខ្លួនឯងយើងគឺជាមនុស្សល្អដែលមានគេព្រមហុចក្តីស្រឡាញ់ចែកមកឲ្យយើងណាអញ្ចឹងអាហ្នឹងមានតែប៉ុណ្្នឹងទេស្រឡាញ់ខ្លួនឯងឲ្យច្រើនកុំគិតថាខ្លួនឯងជាមនុស្សមិនល្អអីអញ្ចឹងរៀនបើកចិត្តទទួលយកក្តីស្រឡាញ់ដែលគេចែកឲ្យចំណងជើងគាត់គឺប្រពន្ធខ្ញុំគឺជាស្រីខូចអញ្ចឹងបងប្អូនស្ដាប់មើលទៅភាសានឹងសំទោសផងខែលោវាសគីទៅជាប៉ុន្តែវាគឺជារឿងពិតរបស់បងប្អូនប្រុសគាត់ថាគាត់មានរឿងផ្ទាល់ខ្លួននឹងគាត់ចង់ឲ្យខ្ញុំនឹងជួយបកស្រាយឲ្យគាត់ឲ្យបានយល់គាត់នឹងមានទំនាក់ទំនងស្រឡាញ់គ្នា
ប្រហែលជា3 ទៅ 4 ឆ្នាំទៅហើយខាងស្រីគឺជាអ្នកដែលធ្វើការនៅ karaoke ឬក៏ KTV ហ្នឹងហើយអ្វីដែលគាត់ស្អប់បំផុតហ្នឹងគឺគាត់ព្យាយាមហាមច្រើនដងថាការងារធ្វើទៅក៏ប៉ុន្តែមិនចង់ឲ្យមានឃើញទៅចេញទៅនៅជាមួយភ្ញៀវខាងក្រៅទេគាត់ក៏តាមទាន់ច្រើនដងហើយរាល់ពេលដែលតាមទាន់គឺខាងស្រីតែងតែសន្យាស្បត់ស្បាយថានឹងឈប់ធ្វើអាសកម្មភាពចេញទៅភ្ញៀវហ្នឹងទៅរកភ្ញៀវហ្នឹងហើយវានៅតែកើតឡើងចតាហើយជាលទ្ធផលក្នុងចិត្តគាត់ដែលជាដៃគូខាងប្រុសហ្នឹងគាត់ថាគាត់ឈឺចាប់វាបោកជាមួយនឹងអាណិតហើយវាធ្វើឲ្យគាត់នឹងពិបាកក្នុងការទទួលយកអារម្មណ៍ទាំងអស់ហ្នឹងខណៈពេលដែលគាត់ខឹងឬក៏អត់សប្បាយចិត្តនឹងសកម្មភាពភាគីខាងស្រីក៏ប៉ុន្តែពេលដែលគេលើកដៃសំពះសុំវល់សុំទោសថានឹងជប់ប្រព្រឹត្តអញ្ចឹងគាត់ក៏អនុគ្រោះឲ្យបន្តទៀតក៏ប៉ុន្តែវានៅតែកើតឡើងដដែលអញ្ចឹងគាត់និយាយលួងលោមច្រើនអស់ហើយក៏ប៉ុន្តែនៅតែមិនអាចដោះស្រាយវាឲ្យបានស្អាតហើយបន្ទាប់ពីគាត់រៀបរាប់សាច់រឿងនឹងហើយហ្នឹងក៏គាត់ភ្ជាប់ជាមួយនឹងឃ្លាមួយប្រហែលជាបងប្អូនធ្លាប់ឮឃ្លាដែលគេតែងតែនិយាយថាសុកចិត្តយកស្រីខូចមកធ្វើប្រពន្ធប្រសើរជាងយកប្រពន្ធដែរទៅធ្វើស្រីខូចខ្ញុំសួរគាត់ដែរថាចេះឥឡូវនៅពេលដែលជួបប្រទះស្ថានភាពបែបហ្នឹងក្នុងទំនាក់ទំនងស្នេហាហ្នឹងខ្ញុំសួរថាគាត់ចង់បានអីហើយចង់បានយោបល់ពីខ្ញុំហ្នឹងរបៀបណាវិញចង់បានយោបល់សំបែកឬក៏ចង់បានយោបល់ក្នុងការដោះស្រាយបញ្ហាបែបណាឬក៏យ៉ាងណាយ៉ាងណីហាក់បីដូចជាមិនយល់ពីខ្លួនឯងគាត់ថាខ្ញុំធ្វើវីដេអូច្រើនហើយអញ្ចឹងឲ្យខ្ញុំសម្រេចទៅថាបកស្រាយយ៉ាងណាក៏បកទៅឲ្យតែគាត់អាចស្ដាប់បានអញ្ចឹងអានេះខ្ញុំចង់ទឿនអ្នកទាំងអស់គ្នាដែរបើសិនជាមានបញ្ហាអីព្យាយាមស្វែងយល់ពីខ្លួនឯងដែរថានៅពេលដែលយើងមានទំនាក់ទំនងមានបញ្ហានៅក្នុងស្នេហារបស់យើងនឹងដាច់ខាតទូនាទីចម្បងរបស់យើងនឹងគឺត្រូវតែយល់ឲ្យបានច្បាស់ពីអ្វីដែលខ្លួនចង់បានពីព្រោះនៅពេលដែលខ្ញុំស្ដាប់រឿងនឹងហើយខ្ញុំអត់ដឹងថាតើគួរឲ្យយោបល់បែបណាទេមិនដឹងថាយើងចង់បន្តនៅហើយចង់រកវិធីដោះស្រាយស្នេហាជាមួយគ្នាឬក៏គាត់សម្រេចថាចង់បញ្ចប់ប៉ុន្តែដោយសារតែអារម្មណ៍មួយចំនួនដែលគាត់អត់យល់ចឹងទៅគាត់អត់មានលទ្ធភាពក្នុងការកាត់ផ្ដាច់វាហើយការដែលគាត់ចិត្តទុនចិត្តអីអញ្ចឹងទៅឬក៏នៅអាណិតអាសូរគ្នាច្រើនពិបាកក្នុងការកាត់ផ្ដាច់វាឲ្យស្អាតអញ្ចឹងគាត់ត្រូវតែប្រាប់គូបំណងដែលគាត់ចង់បានពីការដែលគាត់ reach out មកសួរពីខ្ញុំហ្នឹងអញ្ចឹងឥឡូវសូមត្រឡប់មកវិញសូមទោសផងខ្ញុំនិយាយវែងពេកសម្រាប់បងប្រុសដែលគាត់បានប្រាប់ថាចង់បានអីឥឡូវខ្ញុំគិតថានឹងសម្រាប់ជូនខ្ញុំមើលឃើញថាបងប្រុសនៅពិបាកក្នុងការទទួលយកការពិតរបស់គាត់ទោះបីជាបងឯងនៅធ្លាប់បាននិយាយថាខ្ញុំស៊ូយកស្រីខូចធ្វើប្រពន្ធធម្មតាយើងដឹងថាមនុស្សប្រុសដូចជាប្អូនបើសិនជាសមាជិកថានឹងយកដៃគូឬក៏ប្រពន្ធថាគាត់ធ្លាប់មានប្រវត្តិយ៉ាងណាយ៉ាងណីហើយបងអូនគិតថាបងអូនគឺជាមនុស្សដែលចិត្តទលាយហើយអាចទទួលស្គាល់ទទួលយល់ពីស្ថានភាពរបស់ប្រពន្ធខ្លួនឯងឬក៏ដៃគូរបស់ខ្លួនឯងបានហើយអញ្ចឹងណាប៉ុន្តែបើសិនជាបងឯងនៅតែជួបប្រទះបញ្ហាទាំងអស់នេះនៅតែមានអារម្មណ៍ថ្នាំងថ្នាក់ចិត្តជាមួយនឹងសកម្មភាពរបស់គាត់មានន័យថារាល់ភាសាដែលបងឯងអះអាងថាខ្លួនជាមនុស្សចិត្តទលាយនឹងបងឯងទលាយវាមិនទាន់ល្វឹងទេប៉ុន្តែក៏មិនមានន័យថាបងជំរុញឲ្យបងឯងបន្តបើកដៃឲ្យគាត់នឹងធ្វើអីស្រែចិត្តឬក៏ចង់ទៅដេកជាមួយភ្ញៀវណាស្រែចិត្តអញ្ចឹងដែរអញ្ចឹងកុំឲ្យស្ដាប់យល់ច្រឡំឲ្យគ្រាន់តែប្រាប់ថាការពិតវានៅទៅនឹងពេលដែលបងអូនថាបងអូនអាចទទួលយកគាត់បានប៉ុន្តែមួយផ្នែកទៀតគឺបងអូនឯងទទួលយកអត់បានហើយអាហ្នឹងនៅពេលដែលបងឯងទទួលយកបានបងឯងចេះតែចង់គ្រប់គ្រងសកម្មភាពរបស់គេបងឯងចេះតែចង់ហួងហែងសកម្មភាពរបស់គេហើយបងប្អូនសួរថាចុះបើខ្ញុំស្រឡាញ់គ្នាបើមិនឲ្យខ្ញុំហួងហែងសកម្មភាពរបស់គេមិនឲ្យហាមឃាត់គេធ្វើអញ្ចឹងតើឲ្យខ្ញុំធ្វើមិនវិញកន្លែងនេះជាសំណួរស៊ីជម្រៅមួយឬក៏ថាជាសំណួរល្អមួយគោលដៅរបស់បងបើសិនជាបងនឹងនិយាយឥឡូវគឺបងអត់មានចេតនាជំរុញឲ្យបងឯងសម្រេចចិត្តថានឹងត្រូវធ្វើមិនជាមួយនឹងដៃគូរបស់ខ្លួនទេប៉ុន្តែបងចង់បញ្យល់ការពិតនៅចន្លោះនឹងមួយថាពីបងទៅបងមើលឃើញថាប្អូនស្រឡាញ់ស្អីមួយឧបមាថាប្អូនស្រឡាញ់សត្វឆ្មាមួយឬក៏ស្អីមួយហ្នឹងគឺប្អូនអាចនឹងត្រូវតែដាច់ខាតរៀនបើកចិត្តស្រឡាញ់វាឲ្យបានពិតប្រាកដទោះបីវាហាក់ហើយមិនសូវជាខ្វល់ពីយើងឬក៏អីក៏ដោយបើសិនជាប្អូននៅតែបន្តអាចស្រឡាញ់វាបានអានឹងទើបយើងមានលទ្ធភាពអាចហៅថានឹងគឺជាការស្រឡាញ់ដែលវាគ្មានលក្ខខណ្ឌពិតប្រាកដហើយប្អូនថាប្អូនស្រឡាញ់ប្រពន្ធរបស់ប្អូនឬក៏ដៃគូរបស់ប្អូនក្នុងនាមជាស្រីខូចហ្នឹងប្អូនអាចបើកដៃបើកចិត្តសំទោសទទួលយកគាត់បានពិតប្រាកដហើយបើសិនជានៅថ្នាក់គឺប្អូនឯងប្រហែលជាមិនទាន់ពិតប្រាកដខ្លាំងទេបើសិនជាដល់ចំណុចនេះប្រហែលជាបងសួរបងថាចុះសប្តាហ៍ហ្នឹងដែលខ្ញុំទ្រាំរស់នៅជាមួយគាត់ទាំងដែលគាត់មានប្រវត្តិអញ្ចឹងបានហ្នឹងមិនមានន័យថាខ្ញុំស្រឡាញ់គាត់ខ្លាំងឬក៏ស្រឡាញ់តិចអីយ៉ាងណាយ៉ាងណីទៅហើយទេអញ្ចឹងកន្លែងនេះដែរបងអាចនិយាយថាស្រឡាញ់វាស្រឡាញ់ហើយក៏ប៉ុន្តែខ្លាំងឬក៏តិចកម្រិតណាវានៅក្នុងកម្រិតមួយវាមានលក្ខខណ្ឌខ្លះដែលមនុស្សប្រុសមួយចំនួនបងអាចនិយាយបានថាឥឡូវបងឧទាហរណ៍តែខ្លួនឯងចោះដើម្បីឲ្យងាយយល់ចេះ
នៅពេលដែលបងធ្លាប់តែជាមនុស្សដែលមិនសូវមានលទ្ធភាពទទួលបានក្តីស្រឡាញ់ច្រើនពីអ្នកដទៃហើយបងចេះតែគិតថាខ្លួនឯងនឹងស្តង់ដារទាបជាងអ្នកដទៃបងចេះតែមានអារម្មណ៍ថាខ្លួនឯងនឹងអត់មានតម្លៃហើយមើលឃើញថាខ្លួនឯងនឹងទុនទាបខ្លាំងមែនទែនអញ្ចឹងនៅពេលដែលខ្លួនឯងគ្មានលទ្ធភាពទៅរកស្រីស្អាតបានជាដៃគូឬក៏មនុស្សល្អមួយជាដៃគូទាំងសម្បកកាយទាំងផ្លូវចិត្តទាំងគំនិតណាយើងឃើញគេល្អយើងខូចចិត្តយើងកើតមកដល់វ័យមួយដែលត្រូវការមានស្នេហាគឺយើងក៏លេចមើលជុំវិញខ្លួនយើងឃើញគេមានសង្សារយើងឃើញគេមានដៃគូយើងក៏ចេះតែមានចិត្តថាអញក៏ចង់បានមួយដែរប៉ុន្តែអាលទ្ធភាពទៅរកអាមួយដែរហ្នឹងអាមួយដែលល្អដូចចិត្តហ្នឹងវារកមិនបានអញ្ចឹងទៅហើយអាទាំងអស់ហ្នឹងក៏វាធ្វើឲ្យយើងនឹងចាប់ដើមយកខ្លួនឯងទៅប្រៀបធៀបនឹងគេគិតថាបើសិនជារកបានមួយបើទោះបីស្ទើនេះស្ទើនោះខ្វះខាតលិចកើតក៏អញយកបានដែរអញ្ចឹងអាទាំងអស់ហ្នឹងវាកើតចេញពីអារម្មណ៍ lonely អារម្មណ៍ឯកោមួយគិតថាខ្លួនឯងគ្មានលទ្ធភាពទៅស្រឡាញ់អ្នកដែលគ្រាន់បើឬក៏ព្យាយាមទៅស្រឡាញ់អ្នកគ្រាន់បើប៉ុន្តែគេមិនដែលមានលទ្ធភាពមើលឃើញយើងព្រោះពេលដែលកលេចមកមើលខ្លួនឯងគឺខ្លួនឯងទុនទាបឬក៏អន់ថយនៅក្នុងចំណុចណាមួយអញ្ចឹងហើយយើងចាប់ដើមរៀនទម្លាក់ស្តង់ដារខ្លួនឯងអញ្ចឹងសួរថាពេលដែលបងនិយាយដល់ហ្នឹងទៅបងកំពុងតែវាតម្លៃថាដៃខ្លួនឯងមានស្តង់ដារទាបឬក៏ខ្ពស់មែនបងសុំបដិសេធថាមិនមានចេតនាអញ្ចឹងទេគ្រាន់តែប្រាប់ថាយើងចាប់ផ្ដើមទៅយកអ្នកណាក៏បានដែរឲ្យតែមានលទ្ធភាពអាចស្រឡាញ់កើតអញ្ចឹងអ្នកដែលយើងគិតថាទៅយកអ្នកណាក៏បានខាងណាក៏បានហ្នឹងក៏បងអូនចាប់ផ្ដើមទៅញ៉ែញងជាមួយអ្នកដែលងាយញ៉ែអញ្ចឹងមនុស្សដូចជាគាត់ឬក៏អ្នកដែលគាត់ធ្វើការនៅក្នុងវិស័យហ្នឹងគាត់ក៏ចិត្តងាយឬក៏អាចថាទលំទលាយស្រាប់ហើយអញ្ចឹងមនុស្សណាក៏គាត់អាចស្រឡាញ់បានមនុស្សណាក៏គាត់អាចបើកចិត្តទលំទលាយជាមួយដែរព្រោះគាត់នៅក្នុងវិស័យការងារគាត់ជួបមនុស្សច្រើនហើយអញ្ចឹងនៅពេលដែលឃើញបងអូនមានទំពើល្អធ្វើល្អជាមួយគាត់គាត់អាចបើកចិត្តរាប់អានគាត់អាចនៅជាមួយបងអូនគាត់អាចធ្វើអីជាមួយបងអូនបានប៉ុន្តែក៏មិនមានន័យថាគាត់មានលទ្ធភាពអាចគោរពបងអូនជាបងអូនក្នុងនាមជាបងអូននឹងបានពេញទីជាអនាគតដៃគូទេអញ្ចឹងណាបងអូនអាចឃើញថាគាត់ស្រឡាញ់បងអូនប៉ុន្តែសេចក្តីស្រឡាញ់ដែលគាត់មាននឹងវាអាចមិនគ្រប់គ្រាន់ឬមិនដូចចិត្តដែលបងអូនចង់បានពីគាត់ទេហើយដល់ពេលដែលបងអូនអត់តែធ្លាប់មានអ្នកស្រឡាញ់ជាមួយផងនៅពេលដែលបងអូនទៅប្រស្រ័យតាក់ទងជាមួយគាត់អាហ្នឹងបងគិតថាវាគួរតែធ្វើឲ្យបងអូនញ៉ាំអារម្មណ៍ល្អៗដែលបានធ្វើជាមួយគ្នាប៉ុន្តែកន្លែងនេះគឺជាបញ្ហាធំនៅពេលដែលបងអូនគិតថាពីមុនដែលធ្លាប់ស្វីតធ្លាប់លេងជាមួយគ្នានឹងគាត់ស្រឡាញ់យើងខ្លាំងបងអូនក៏ខំធ្វើដើម្បីគាត់ច្រើនហើយបងឯង expect ឬក៏រំពឹងថាបើសិនជាខ្ញុំលះបង់ឬក៏ធ្វើអីច្រើនដើម្បីគាត់ប្រហែលជាគាត់អាចមើលឃើញខ្លួនឯងជាមនុស្សដែលមានតម្លៃហើយឈប់ផ្ដល់តម្លៃទៅមនុស្សប្រុសផ្សេងៗហើយឈប់ទៅដេកជាមួយមនុស្សប្រុសផ្សេងៗអញ្ចឹងបងអូនឯងចង់ខ្លាយជាមនុស្សដែលមានតម្លៃទី1បំផុតនៅក្នុងកែវភ្នែករបស់គាត់ទាំងដែលការពិតគឺវានៅសញ្ញាសួរគាត់អត់មានលទ្ធភាពអាចកំណត់ថាបងអូនជាមនុស្សសំខាន់អស្ចារ្យយ៉ាងណាយ៉ាងណីនៅក្នុងខ្សែគាត់ភ្នែកគាត់ទេគាត់អាចគ្រាន់តែសប្បាយដែរបើសិនជាបាននៅលេងសើចជាមួយបងអូនរស់នៅជាមួយបងអូនអីអញ្ចឹងមានគ្នាជួយមើលទុកទម្លាក់គ្នាទៅវិញទៅមកប៉ុន្តែមិនប្រកាសថាបងអូនគឺជាមនុស្សដែលមានតម្លៃធំធេងបំផុតហើយពីព្រោះបើសិនជាបងអូនជាមនុស្សដែលមានតម្លៃធំធេងបំផុតនៅក្នុងជីវិតគាត់មិនថាជីវិតគាត់ធ្លាក់ដល់បាតគាត់ទៅធ្វើការជាស្រីខារ៉ាអូខេឬក៏យ៉ាងណាយ៉ាងណីក៏ដោយគាត់នឹងមានលទ្ធភាពអាចជ្រឹបចោលអាការងារមួយចំនួននឹងដែលជាបញ្ហាសម្រាប់បងអូននឹងដែលធ្វើឲ្យបងអូនឯងឈឺចាប់រ៉ាំរ៉ៃនឹងបានហើយក៏អាចមានលទ្ធភាពមកចាប់អាជីពដែរកន្លែងនេះគឺបងអូនព្យាយាមគ្រប់គ្រងការភាពរបស់គាត់បងអូនគិតថាបើខ្ញុំធ្វើល្អជាមួយគាត់ខ្ញុំអាចបង្ហាញក្តីស្រឡាញ់ទៅគាត់បានច្រើនក្នុងកម្រិតហ្នឹងហើយគាត់គួរតែមានលទ្ធភាពឲ្យតម្លៃយើងហើយស្មោះស្ម័គ្រតែជាមួយយើងអញ្ចឹងណាប៉ុន្តែការពិតគឺ fact check គឺថាវាមិនអញ្ចឹងទាំងស្រុងទេហើយអ្វីដែលបងអូនឯងធ្វើបានមិនមែនឲ្យលែងឬក៏មិនលែងគាត់ទេបងអូនឯងត្រូវទទួលស្គាល់ការពិតប្រឡងឲ្យបានថាមិនថាបងអូនឯងស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាទេបងឯងអត់មានលទ្ធភាពកាន់ក្តីស្រឡាញ់ខ្លួនឯងទំហំប៉ុណ្ណឹងគិតថាធំអស្ចារ្យហើយគិតថាគេនឹងព្រមផ្លាស់ប្ដូរសកម្មភាពរបស់គេដើម្បីយើងអញ្ចឹងបងអូនស្រឡាញ់គាត់យើងខាត់មិនបានទេអារម្មណ៍ស្រឡាញ់ពីមានប៉ុន្តែបើទោះបីបងឯងស្រឡាញ់គាត់ខ្លាំងប៉ុណ្ណាក៏ដោយបងឯងក៏មិនអាចទៅគ្រប់គ្រងសកម្មភាពគាត់ឲ្យឈប់ធ្វើដែរកន្លែងនេះនៅក្នុងម៉ោងជជែកគ្នាជាមួយមនុស្សចាស់ខ្ញុំធ្លាប់ជជែកជាមួយមនុស្សចាស់ខ្លះគាត់និយាយថាចេះគាត់ថាការងារវាមានប្រមាណមុខគេដូចផ្នែកអចលនទ្រព្យផ្នែករស់ស៊ីជួញឈើហើយនិងផ្នែកស្រីខូចអាជីព3ហ្នឹងទៅលូកដៃគឺគេដកឯងគេអាចដកឲ្យអត់មានអ្នកណាដកខ្លួនរួចទេគាត់ដែលជាអ្នកធ្វើការនៅក្នុងវិស័យហ្នឹងអ្វីដែលគាត់ចង់បានបងនៅត្រូវតែយល់មូលហេតុដែលគាត់ធ្វើការងារហ្នឹងមុននឹងបងឯងកំណត់ថាគាត់គឺជាស្រីមាននិស្ស័យកែបានឬក៏អត់គាត់គឺជាមនុស្សស្រីដែលអាចមានលទ្ធភាពផ្លាស់ប្ដូរអាជីពបានឬក៏អត់បងឯងត្រូវមើលនិស្ស័យគាត់តើគាត់ចាយវាយរបៀបរបបគាត់ចាយវាយអេយ៉ាបត់គាត់ប្រចាំថ្ងៃហ្នឹងល្អយ៉ាងណាខ្លះបើបងឯងអត់ចេះមើលទេបងឯងចេះគិតថាខ្ញុំស៊ូយកស្រីខូចមកធ្វើប្រពន្ធប្រសើរជាងយកប្រពន្ធធ្វើជាស្រីខូចហ្នឹងចេះតែនិយាយតាមតែចិត្តណាបងឯងចេះគិតថាប្រហែលជាខ្លួនឯងនឹងមានសមត្ថភាពអាចកែខៃវាសនារបស់គេបានកែខៃជំរឿសរបស់គេបានតែតែការពិតវាមិនអញ្ចឹងទេ
chẳng hạnពីព្រោះclear ដែលថាសួរយកស្រីខូចធ្វើប្រពន្ធនឹងវាស្រេចតែមកថាទេមនុស្សស្រីនឹងមាននិស្ស័យកែបានឬមិនបានវាអាស្រ័យទៅកត្តាផ្សេងសម្រាប់មនុស្សស្រីនឹងគាត់យល់អីគេខ្លះបើតាមពីខ្ញុំមើលទៅខ្ញុំគិតថាវាមានហេតុផលពីរប្អូនអាចកែមនុស្សស្រីនឹងបានវាតតែទី1មនុស្សស្រីនឹងសម្រេចចិត្តថាដកដៃដែលខ្លួនឯងឈប់ធ្វើអញ្ចឹងពិតប្រាកដអញ្ចឹងណាហើយវិធីមើលនឹងវាត្រូវតែមានវិធីមើលឲ្យយល់ឬក៏ទី2បើបងឯងចង់ឲ្យដកដៃបានតើតែបងឯងមានលទ្ធភាពឲ្យលុយគាត់ចាយលើសពីមនុស្សប្រុសនឹងដែរកំពុងតែឲ្យលុយគាត់អញ្ចឹងណាអញ្ចឹងគាត់អាចស្មោះត្រង់ជាមួយយើងបានបើសិនជាយើងមានលទ្ធភាពឲ្យលុយទៅគាត់ច្រើនជាងប្រុសនោះបើសិនជាអត់មានទេបងអាចគាត់អត់ឲ្យឈប់ធ្វើការងារនឹងបានទេព្រោះនៅពេលដែលគាត់ត្រឡប់ធ្វើការងារអស់នឹងហើយបងអូនចង់គាត់យ៉ាងម៉េចក៏គាត់មិនបានដែរពីព្រោះឲ្យគាត់ទៅធ្វើការងារត្រឹមត្រូវគាត់មិនធ្វើបើធ្វើការងារត្រឹមត្រូវមានគេជេរមានការងារ8ម៉ោង9ម៉ោង10ម៉ោងបានតែ3 4 500ហ្នឹងប៉ុន្តែបើសិនជាគាត់គ្រាន់តែសាច់កក្អឹកលេងសើចអូនបងហៀលិចហៀកើត5នាទី10នាទីបាន100ទៅ$200គាត់មិនព្រមដូរអាជីពអញ្ចឹងណាអញ្ចឹងបានគេថាអាការងារហ្នឹងបើសិនជាគេលុកឲ្យគេអត់ចង់ដកទេប៉ុន្តែក៏មិនមានន័យថាអ្នកដែលធ្វើនៅក្នុងហ្នឹងគ្មានចិត្តចង់ដកទេវាអាចមានកត្តាជីវភាពគួបផ្សំវាមានកត្តាគ្រួសារអីគួបផ្សំដែលគាត់ធ្វើការលុយច្រើននៅក្នុងកម្រិតមួយអញ្ចឹងការងារដែលអាចផ្ដល់លុយគាត់បានច្រើនវាក្នុងកម្រិតនោះអញ្ចឹងបើសិនជាឲ្យគាត់យកអាស្ថានភាពដែលគាត់ជួបប្រទះត្រូវទៅរលុយច្រើនទាំងអស់ហ្នឹងមកថ្លឹងជាមួយនឹងទំហំក្តីស្រឡាញ់ដែលមានជាមួយនឹងឯងគឺស្រាលធ្ងន់គឺវាខុសគ្នាមេឃហើយដីអញ្ចឹងបងឯងអត់ដែរបងឯងអត់គួរគិតថាខ្លួនឯងនឹងមានគេហៅថាមានភាពអស្ចារ្យខ្លាំងរហូតដល់ថ្នាក់គេអាចបោះបង់លុយនឹងចោលពីខ្លួនបាននេះអញ្ចឹងកន្លែងនេះបើសិនជាបងឯងច្រឡំគិតថាដោយសារតែបងឯងស្រឡាញ់គេខ្លាំងបងឯងសង្ឃឹមថាគេនឹងឲ្យតម្លៃបងហើយឈប់ធ្វើការនឹងបើសិនជាលុយដែលបានពីការងារនឹងវាច្រើននៅក្នុងកម្រិតណាមួយហើយក្តីស្រឡាញ់ជាមួយបងឯងគេមើលឃើញថាវាមិនពិតប្រាកដនៅក្នុងកម្រិតណាមួយទេអញ្ចឹងវាងាយដែលគេនឹងត្រឡប់ទៅធ្វើការងារនឹងវិញជាចុងបញ្ចប់អ្វីដែលបងចង់និយាយនឹងស្អីគេបងអាចខាត់សកម្មភាពគាត់បានទេហើយបើសិនជាបងនៅបដ ாய் វានឹងបន្តឈឺចាប់អញ្ចឹងហើយសំណួរសួរតែមួយទេបើសិនជានៅជាមួយគាត់ធ្វើបងអត់សប្បាយចិត្តអញ្ចឹងណាបងមានជំរើសពីរបន្តនៅហើយបន្តការទុកអញ្ចឹងឬក៏សម្រេចចិត្តគិតថាអូខេអញអត់មាននិស្ស័យកែបានទេហើយប្រហែលជាអញអាចបើកចិត្តទៅរកស្រឡាញ់អ្នកណាដែលប្រហែលជាគោរពអញច្រើនជាងនឹងគោរពខ្លួនឯងហើយគោរពអញដែលជាដៃគូនឹងបានច្រើនជាងនឹងដែលប្រហែលជាអាចធ្វើឲ្យបងឯងសប្បាយចិត្តអញ្ចឹងណាវាលើកលែងតែបងឯងជាមនុស្សដែលតល់ជំរើសឬក៏គិតថាខ្លួនឯងជាមនុស្សដែលគ្មានលទ្ធភាពទៅស្រឡាញ់អ្នកដទៃណាបានអញ្ចឹងទៅបងគិតថាអញតល់ច្រកអញមានតែម្នាក់នឹងអញ្ចឹងបើប្រឡែងចោលវាហាក់បីដូចស្ទាយពីព្រោះឲ្យទៅរកសង្សារថ្មីវាពិបាករកអញ្ចឹងណាទៅរកដៃគូថ្មីវាពិបាករកព្រោះយើងគិតថាខ្លួនឯងអន់គិតថាខ្លួនឯងនឹងគ្មានសមត្ថភាពទៅរកអ្នកថ្មីអញ្ចឹងវាជាភាពទីតច្រកមួយដែលបងឯងគិតតែខ្លួនឯងទេប៉ុន្តែជាក់ស្ដែងបើសិនជាបងឯងមានអត្តចរិតអេយ៉ាបតល្អមានសេចក្តីស្រឡាញ់ធំធេងអាចធ្វើបានច្រើនសម្រាប់ដៃគូជាមនុស្សដែលអត់ធ្មត់ខ្ពស់ចេះឲ្យតម្លៃដៃគូក្នុងកម្រិតណាមួយអញ្ចេះបងជឿជាក់ថាថ្ងៃមួយគង់នឹងមានអ្នកណាដែលអាចមើលឃើញគុណតម្លៃបងហើយទទួលយកបងបានអញ្ចឹងពីបងទៅបងគិតថាមានប៉ុណ្្នឹងទេឈឺចាប់ឬក៏មិនឈឺចាប់ចង់បន្តឬក៏អត់សួរខ្លួនឯងថាតើខ្លួនឯងមានលទ្ធភាពរកថ្មីឬក៏អត់ឬក៏ចង់ទៅរកថ្មីឬក៏អត់បើអត់ទេនៅឬក៏អត់វាគឺអាស្រ័យលើខ្លួនឯងបើអត់ចង់ឈឺទេគឺងើបចេញពីអាកន្លែងឈឺនឹងបងប្រុសម្នាក់ហ្នឹងគាត់ឆាតមកសួរខ្ញុំហើយខ្ញុំមើលទៅតំណងដូចជាខ្ចីមែនទែនគាត់មិនសូវជាយល់ឬក៏មិនខ្ញុំមិនដឹងប៉ុន្តែគាត់សួរសំណួរដដែលខ្ញុំច្រើនដងគាត់សួរបែបរន្ធន់ណាហើយពីខ្ញុំទៅខ្ញុំឆ្លើយសំណួរស្នេហាច្រើនពេកទៅពេលខ្លះខ្ញុំមិនសូវមាន attention ច្រើនក្នុងការចំណាយទៅអង្គុយស្វែងយល់ណាអញ្ចឹងរឿងខ្លះដែលខ្ញុំឃើញដដែលច្រើនដងខ្ញុំឆ្លើយខ្លីៗកាត់យល់ទៅប៉ុន្តែទោះបីខ្ញុំឆ្លើយខ្លីៗកាត់ខ្ញុំមើលឃើញថាមិនមែនគាត់មិនយល់ទេប៉ុន្តែគាត់នៅតែសម្រេចចិត្តសួរសំណួរដដែលប៉ុន្តែគាត់ថាគាត់ជ្រុំវាផ្លូវផ្សេងលក្ខណៈជ្រុំនៅហ្នឹងអត់ព្រមទៅផ្លូវផ្សេងអូខេបងប្រុសហ្នឹងគាត់គាត់សួរខ្ញុំថាបងខ្ញុំសុំសួរមួយតើមនុស្សស្រីហ្នឹងគាត់អាចវិលត្រឡប់ទៅរកសង្សារចាស់គាត់វិញឬក៏អត់នៅពេលដែលគាត់កំពុងតែតាក់ទងនឹងយើងខ្ញុំឆ្លើយសាមញ្ញថាអាចហើយគាត់សួរទៀតថាចុះបើសិនជាយើងតាមទាន់គេម្ដងហើយម្ដងទៀតហ្នឹងគាត់អាចនៅមានលើកក្រោយទៀតត្រូវរត់ទៅតាមអ្នកចាស់ហ្នឹងទៀតអត់ហើយខ្ញុំថាអាចទៀតហើយក្មេងប្រុសហ្នឹងក៏គាត់និយាយថាប៉ុន្តែម្នាក់សង្សារចាស់ហ្នឹងគាត់ធ្វើបាបចិត្តនាងខ្លាំងណាខ្ញុំថាបើគេធ្វើបាបចិត្តវាមិនគាត់ថាសង្សារចាស់ហ្នឹងគឺជេរផងស្ដីថាឲ្យគាត់ខាងស្រីនឹងផងប៉ុន្តែខាងស្រីនៅតែចង់ត្រឡប់វិលអ្នកចាស់វិញទៀតឬក៏អត់ខ្ញុំថាអាចខ្ញុំនៅតែនិយាយថាអាចហើយក៏សួរខ្ញុំមិនអញ្ចឹងខ្ញុំថាខ្ញុំអត់ចេះអានចិត្តខាងស្រីហ្នឹងទេទៅសួរខាងស្រីហ្នឹងហេតុអីបានជាគាត់តាក់ទងយើងហើយសង្សារចាស់ហ្នឹងធ្វើបាបជេរបន្តិចផងឲ្យផងក៏ខាងស្រីហ្នឹងនៅតែចង់រត់ត្រឡប់ទៅវិញហើយទៅ
ខាងប្រុសហ្នឹងក៏គាត់ស្ងាត់គាត់លេងសួរខ្ញុំអីបន្ថែមទៀតហើយអញ្ចឹងអា case នេះមួយខ្ញុំចង់លើកយកមកជជែកឲ្យយល់ថាចេះករណីហ្នឹងវាមានពីរទាំងភាគីខាងប្រុសផងភាគីខាងស្រីដែលជាសង្សារគាត់ផងអារឿងថាយើងស្រឡាញ់អ្នកដែលមិនស្រឡាញ់យើងដូចខាងស្រីហ្នឹងគាត់ស្រឡាញ់អាម្នាក់ដែលប្រកែកជេរគាត់ហើយខាងប្រុសហ្នឹងគាត់នៅតែបន្តស្រឡាញ់ម្នាក់ស្រីហ្នឹងទាំងតែម្នាក់ស្រីហ្នឹងបង្ហាញចេតនាថាចង់រត់ទៅតាមម្នាក់ដែលជេរគាត់ច្រើនអញ្ចឹងវាមានពីរកលៈប្រឡោះហ្នឹងអាការដែលយើងស្រឡាញ់អ្នកដែលមិនស្រឡាញ់យើងនឹងវាមានព័ត៌មានរបស់វាដែលយើងគួរតែអាចស្វែងយល់ពីលក្ខខណ្ឌនឹងបានដំបូងនឹងខ្ញុំមើលមិនយល់ទេប៉ុន្តែខ្ញុំព្យាយាមវិភាគឬក៏វិនិច្ឆ័យទាំងថ្លៃខ្ញុំឃើញថាវាមាន1 2 3 4ដែលយើងអាចស្វែងយល់បាននៅក្នុងអេយ៉ាបតដែលគាត់សួរខ្ញុំការដែលគាត់កញ្ជុំជើងសេះសួរបែបលក្ខណៈដដែលប៉ុន្តែគាត់នៅតែសំណួរតែហ្នឹងអាហ្នឹងវាមានព័ត៌មានមួយលោតចូលក្នុងខួរក្បាលខ្ញុំដែលខ្ញុំអាចយល់បានពីគាត់ធម្មតានៅពេលដែលក្មេងម្នាក់គាត់ដឹងចម្លើយហ្នឹងហើយយល់ទេហើយគាត់ហាក់បីដូចជាសង្ស័យថាវាអញ្ចឹងហើយប៉ុន្តែគាត់អត់ព្រមទទួលស្គាល់ចម្លើយហ្នឹងឯងគាត់នៅតែបកត្រឡប់មកសួរទៅដែរមែនអត់បងអញ្ចឹងមែនឬក៏អត់ប៉ុន្តែគេអញ្ចឹងហើយបើគេអញ្ចឹងគេនៅទៅមែនឬក៏អត់នៅទៅសួរច្រើនសួរថាអាការសួររន្ធន់ច្រើនដងមានន័យថាម៉េចគឺគេហៅថាសួរបែប verify ឬក៏សួរបែបបញ្ជាក់ការប្រើប្រាស់ប្រភេទសំណួរបញ្ជាក់វាចេញមកពីប្រភេទលក្ខណៈការដែលយើងនៅមានមន្ទិលពេលដែលយើងនៅសង្ស័យច្រើនអញ្ចឹងមនុស្សដែលមានការសង្ស័យច្រើនណាគឺជាមនុស្សដែលត្រូវបានគេបំភាន់គាត់ច្រើនពីមុនលក្ខណៈថាពីតូចមកប្រហែលជាដល់ឥឡូវដូចយើងមាននំមួយឲ្យគាត់ញ៉ាំអញ្ចឹងយើងឲ្យហើយយើងតែអៀនឡក់ឲ្យហើយអៀនឡក់ដោយសារគេចង់ធ្វើបាបក្មេងនឹងគេអត់ស្រឡាញ់ក្មេងនឹងខ្លាំងទេអញ្ចឹងហើយបានជាគេចូលចិត្តញាស់ឲ្យធ្វើបាបដើម្បីឲ្យតែគាត់ជុំអញ្ចឹងក្មេងនឹងនៅពេលដែលគាត់ធំឡើងគាត់ចាប់ដើមចេញអាហុកសញ្ញាស្អីដែលគាត់ធ្វើគឺគាត់អត់សូវទុកចិត្តលើខ្លួនឯងទេអញ្ចឹងពេលដែលគាត់រៀបយកអីមួយទទួលយកការស្រឡាញ់ឬក៏ទទួលយកអ្វីមួយពីអ្នកតីគាត់តែងតែសួរថាឲ្យខ្ញុំមែនឬក៏អត់អាសំណួរថាឲ្យខ្ញុំមែនឬក៏អត់ហ្នឹងអាសំណួរបញ្ជាក់ហ្នឹងវាបង្ហាញថាគាត់អត់ទុកចិត្តថាខ្លួនគាត់ហ្នឹង deserve គួរតែទទួលបានអាហ្នឹងឯងអញ្ចឹងកន្លែងហ្នឹងគេហៅថាការមានមន្ទិលជាមួយខ្លួនឯងគឺមិនទាន់យល់គុណតម្លៃខ្លួនឯងហើយនៅពេលដែលអ្នកដតីគេឲ្យហាក់ដកគាត់ព្រៀងសង្ស័យអញ្ចឹងស្នេហាគាត់ជាមួយកូនស្រីហ្នឹងក៏ប្រហែលជាអញ្ចឹងដែរនៅពេលដែលម្នាក់ស្រីនឹងឯកោគាត់បែកអាសង្សារដែលជេរគាត់ខ្លាំងមកញ៉ាយញងជាមួយគាត់ហ្នឹងក៏ស្រឡាញ់គ្នាទៅគាត់មានអារម្មណ៍ថាស្រឡាញ់គ្នាដល់ពេលសុកម្នាក់ស្រីនឹងរត់ទៅវិញគាត់មានអារម្មណ៍ថាចុយតិចលោអញអត់មានតម្លៃទៅអញ្ចឹងបានជាគេរត់ទៅរកអ្នកចាស់វិញអញ្ចឹងហើយនៅពេលដែលម្ដងមានតម្លៃម្ដងអត់តម្លៃម្ដងមានប្រយោជន៍ម្ដងអត់ប្រយោជន៍ធ្វើឲ្យគាត់អត់ទុកចិត្តស្ថានភាពខ្លួនឯងអញ្ចឹងហើយបានគាត់សួរហើយមូលហេតុឯបានជាគាត់អត់ទុកចិត្តស្ថានភាពពីព្រោះគាត់ដែលដឹងថាគាត់ជាមនុស្សគួរឲ្យស្រឡាញ់ទេឬក៏គាត់ដែលយល់ថាគាត់នឹងជាមនុស្សមានតម្លៃប៉ុណ្ណាទេស្នេហាហ្នឹងបើសិនជាពេលចាប់ដើមឡើងខ្ញុំទាយវាអាចចេញមកពីប្រឡោះថងថាក្មេងស្រីហ្នឹងស្រឡាញ់គ្នាជាមួយគាត់ហ្នឹងមិនមែនដោយសារតែស្រឡាញ់អាគាត់ហ្នឹងដោយសារតែអាគាត់ហ្នឹងច្រឹកល្អទេក្មេងស្រីហ្នឹងប្រហែលជាស្រឡាញ់អាគាត់ហ្នឹងដោយសារតែគាត់យកអាកូនប្រុសហ្នឹងទៅប្រឡប់អារម្មណ៍អវិជ្ជមានមួយចំនួនបន្ទាប់ពីបែកអ្នកចាស់អីចឹងទេអញ្ចឹងហើយបានជាវាធ្វើឲ្យក្មេងប្រុសដែលជាជនរងគ្រោះនៃស្ថានភាពហ្នឹងគាត់ហាក់បីដូចជាមន្ទិលសង្ស័យមិនដឹងថាអញមានតម្លៃឬក៏អត់ហើយគេស្រឡាញ់អញដោយសារតែអញមានប្រយោជន៍ឬក៏គេស្រឡាញ់អញដោយសារតែអញនឹងជាមនុស្សល្អពេលអញ្ចឹងគាត់អត់ដឹងគុណតម្លៃគាត់ទេអញ្ចឹងកន្លែងនេះជាមេរៀនផងថាម៉េចក្មេងប្រុសបើសិនជាមានស្នេហាគាត់ត្រូវយល់ឲ្យច្បាស់ថាគាត់មានគុណតម្លៃស្អីអញ្ចឹងគាត់ត្រូវស្គាល់គុណតម្លៃខ្លួនឯងថាអញមានស្អីតម្លាក់លើតុចែកគ្នាជាមួយគេនឹងអញមានគុណតម្លៃអីខ្លះដើម្បីផ្ដោះប្ដូរទៅឲ្យគេបំពេញទៅឲ្យគេបំពេញមកឲ្យយើងទៅវិញទៅមកហ្នឹងវាធ្វើឲ្យយើងសប្បាយចិត្តរីករាយចង់វិនិយោគក្តីស្រឡាញ់ច្រើនជាងនឹងអត់កុំស្រឡាញ់គ្នាដោយសារតែយើងមានអារម្មណ៍ថាគេពេញចិត្តយើងប៉ុន្តែមិនដឹងថាគេពេញចិត្តស្អីពីព្រោះពេលខ្លះបើខ្ញុំចង់ធ្វើបាបយើងឬក៏ខ្ញុំចង់ធ្វើបាបគេខ្ញុំដឹងថាគេចូលចិត្តអំពើល្អប៉ុន្តែទោះបីខ្ញុំមិនមែនជំនឿល្អក៏ដោយខ្ញុំព្យាយាមធ្វើជាប្រព្រឹត្តអំពើល្អ1 2 3ដើម្បីធ្វើចិត្តទៅអញ្ចឹងយើងក៏ស្រឡាញ់ខ្ញុំអញ្ចឹងទៅប៉ុន្តែសួរថាកន្លែងនេះយើងខ្លួនឯងនឹងមានដែរគិតទេថាខ្ញុំទៅស្រឡាញ់យើងដោយសារអីក្នុងនាមយើងជាអ្នកដែលគេមកស្រឡាញ់យើងត្រូវយល់ថាយើងមានតម្លៃធំណាហើយគេស្រឡាញ់យើងដោយសារអីបើគេស្រឡាញ់យើងដោយសារចរិតដោយសារអេយ៉ាបតដោយសារអ្វីដែលយើងមានដោយសារគុណសម្បត្តិដែលយើងមានជាមនុស្សល្អអញ្ចឹងអាហ្នឹងវាមានប្រយោជន៍អញ្ចឹងយើងនឹងមិនភ័យខ្លាចថាយើងបាត់បង់តម្លៃព្រោះយើងដឹងថាយើងមានតម្លៃប៉ុណ្ណាយើងស្គាល់ខ្លួនឯងយ៉ាងណាខ្លះជាមនុស្សមានគុណសម្បត្តិល្អយ៉ាងណាខ្លះអញ្ចឹងពេលដែលម្នាក់នឹងលែងស្រឡាញ់យើងម្នាក់នឹងចង់រត់ទៅរកអាណាទីប្រមាណទី7ទី8មិនក៏យើងអត់ខ្វល់ដែរព្រោះយើងដឹងថាមនុស្សប្រភេទយើងទៅជួបអ្នកណាផ្សេងក៏គង់តែមានអ្នកដទៃណាគេមើលឃើញថាយើងនឹង
មានគុណសម្បត្តិជាមនុស្សល្អអាចប្រស្រ័យរកអានបានតែបើយើងអត់ដែរស្វែងយល់ពីគុណតម្លៃយើងទេឬក៏ពេលខ្លះយើងស្អប់ខ្លួនឯងយើងគិតថាខ្លួនឯងមិនដល់គេឬក៏យើងគិតថាយើងនឹងគ្មានសម្បត្តិល្អគ្រប់គ្រាន់ណាបើទោះបីជាយើងរកបានសង្សារដោយចៃដន្យឬដោយសារញ៉ាយគ្នាលេងបានមែនទេក៏ដោយស្នេហានឹងវានឹងមិនគង់ទេដោយសារពីមួយថ្ងៃទៅមួយថ្ងៃយើងអង្គុយសង្ស័យថាតើគេស្រឡាញ់អញមែនឬក៏អត់តើគេអាចរត់ទៅរកអ្នកចាស់វិញឬអត់ព្រោះយើងអត់ដែរដឹងថាហេតុអីគេស្រឡាញ់យើងបើគេស្រឡាញ់យើងដោយសារយើងល្អហ្មងអញ្ចឹងយើងអត់ដែរភ័យថាគេរត់ទៅរកអាណាផ្សេងអញ្ចឹងហើយបើសិនជាគេរត់ទៅរកអាណាផ្សេងក៏យើងមិនដែរភ័យថាខ្វះមនុស្សល្អផ្សេងណាមកស្រឡាញ់យើងកើតដែរ so អាហ្នឹងវានៅប្លោះហ្នឹងហើយក្មេងប្រុសហ្នឹងខ្ញុំគិតថាគាត់មានបញ្ហាអញ្ចឹងទទួលយកចម្លើយទៅយើងស្រឡាញ់គេខ្លាំងប៉ុណ្ណាក៏ដោយវាអត់សំខាន់ទេបើគេចង់រត់ទៅរកអាចថ្ងៃណាក៏គេនៅទៅចង់នឹងហើយយើងខាត់វាមិនបានទេប៉ុន្តែសំខាន់ពេលដែលគេរត់ទៅរកអ្នកផ្សេងហ្នឹងសួរថាយើងហ៊ានទទួលស្គាល់ស្ថានភាពហ្នឹងហើយ move on ឬក៏អត់បើមិនអញ្ចឹងទេយើងនៅតែមិនសុខចិត្តយើងនៅតែមានអារម្មណ៍ខឹងខ្លួនឯងស្អប់ខ្លួនឯងគិតថាប្រហែលជាអញមិនល្អព្រោះយើងអត់ដឹងថាខ្លួនឯងល្អប៉ុណ្ណាអញ្ចឹងហើយបានជាយើងដើរសួរគេគេចេញទៅអញ្ចឹងតិចលើខ្ញុំអត់មានតម្លៃទៅហើយគេនៅតែរត់ទៅរកអញ្ចឹងហើយបានជាគាត់ព្យាយាមប្រៀបធៀបជាមួយថាចុះអ្នកផ្សេងមុនហ្នឹងគេជេរគាត់សឹងអីហេតុអីគាត់នៅតែរត់ទៅរកគេពេលតែមនុស្សសួរអញ្ចឹងគឺគាត់ចង់ឲ្យយើងជួយថ្លឹងថាចុះបាននោះអាក្រក់អញ្ចឹងហេតុអីបានជាម្នាក់ស្រីនៅតែស្រឡាញ់គេហើយខ្ញុំអត់ដែរជេរគាត់ផងហេតុអីបានជាគេមិនស្រឡាញ់ខ្ញុំឃើញអាហ្នឹងគឺដោយសារតែគាត់អត់យល់ថាគាត់ហ្នឹងល្អប៉ុណ្ណាគាត់គិតថាខ្លួនឯងមានគុណសម្បត្តិល្អគ្រប់គ្រាន់ណាខ្ញុំនឹងខ្ញុំនិយាយត្រូវឬខុសហើយមិនដែរខ្ញុំចង់ឆ្លើយតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្រុសនឹងអាចស្ដាប់ហើយពិចារណាពីខ្លួនឯងតិចអារឿងស្រឡាញ់អ្នកដែលមិនស្រឡាញ់យើងហ្នឹងវាមានន័យថាម៉េចអញ្ចឹងវីដេអូហ្នឹងខ្លីខ្ញុំគិតថាមានតែប៉ុណ្្នឹងទេអូខេអានេះគឺជាសាច់រឿងរបស់បងស្រីដែលគាត់ផ្ញើចូលមកគាត់ថាគាត់បានស្គាល់បរិសម្នាក់មានគេណែនាំឲ្យស្គាល់គ្នាហើយគាត់ក៏រាប់អានគ្នារយៈពេល6ខែមកហើយដំបូងគេបង្ហាញសញ្ញាថា care ខ្លាំងយកចិត្តទុកដាក់ខ្លាំងប៉ុន្តែក្រោយមកគេក៏ផ្លាស់ប្ដូរសកម្មភាពហើយភាគីខាងប្រុសហ្នឹងក៏ធ្លាប់សារភាពប្រាប់គាត់ដែរថាខាងប្រុសធ្លាប់មានគ្រួសាររួចមកហើយបែកបាក់គ្នា7ទៅ8ឆ្នាំមកហើយដែរសប្តាហ៍ថ្ងៃគាត់នៅតែនឹកគេជានិច្ចខាងប្រុសហ្នឹងគាត់សារភាពប្រាប់តែអញ្ចឹងគាត់នៅតែនឹកអតីតរបស់គាត់រាល់ពេលដែលគាត់ព្យាយាមស្រឡាញ់ឬក៏ចង់ទៅមុខច្បាស់លាស់ជាមួយនឹងដៃគូថ្មីណាមួយម្នាក់ប្រុសហ្នឹងគាត់តែងតែគេងមិនលក់ឬក៏នៅតែនឹកគិតដល់អតីតរបស់គាត់ជានិច្ចក្នុងនាមប្អូនស្រីគឺជាដៃគូថ្មីរបស់គាត់ហ្នឹងគាត់និយាយថាគាត់អត់យល់ពីសកម្មភាពរបស់ភាគីខាងប្រុសហ្នឹងពីព្រោះភាគច្រើននៅចំពោះមុខសប្តាហ៍ថ្ងៃគឺគាត់បង្ហាញអេរិយាបថថាស្រឡាញ់ឬក៏ខ្វល់ពីគាត់ខ្លាំងដែរពេលខ្លះទៅក៏ផុសរូបចម្រៀងឬក៏អត្តន័យភាគច្រើនសម្ដៅមកកាន់ភាគីខាងស្រីដូចជាគាត់ដៃគូថ្មីហ្នឹងប៉ុន្តែរាល់ពេលដែលគាត់ឮភាសាដែលខាងប្រុសនិយាយថាគាត់នៅនឹកអតីតរបស់គាត់ចង់ដើរចេញពីអតីតរបស់គាត់ប៉ុន្តែគាត់ពិបាកក្នុងការដើរចេញគាត់កាត់ចិត្តពីអ្នកចាស់មិនបានអញ្ចឹងអាទាំងអស់ហ្នឹងវាធ្វើឲ្យគាត់ជាភាគីដៃគូថ្មីនេះខាងស្រីនេះឈឺចាប់ពីព្រោះក៏អត់ដឹងថាគាត់ត្រូវដោះស្រាយរបៀបម៉េចពីព្រោះបើមើលអេយ៉ាបតក៏ឃើញថាម្នាក់ប្រុសហ្នឹងមានទុកមានវិបត្តិហើយនៅពេលដែលឃើញគេមានទុកវិបត្តិនៅនឹកអ្នកថ្មីហ្នឹងចិត្តគាត់ហ្នឹងក៏វាមានវិបត្តិទៅតាមនឹងដែរវិបត្តិនៅត្រង់ថាគាត់សោកសៅក៏អត់ដឹងថាធ្វើយ៉ាងម៉េចពីព្រោះមនុស្សដែលខ្លួនឯងកំពុងតែស្រឡាញ់ឬក៏មានទំនាក់ទំនងស្នេហាកំពុងតែនៅគិតអតីតកាលហើយចៃដន្យបើសិនជាគាត់បង្ហាញអារម្មណ៍លក្ខណៈរយាលឬក៏មិនសូវផ្ដល់ភាពស្និទ្ធស្នាលដល់គាត់អាហ្នឹងវាមិនពិបាកក្នុងការយល់ទេប៉ុន្តែទោះបីមាត់របស់ភាគីខាងប្រុសថានៅនឹកគេក៏ដោយក៏គាត់នៅតែមានសកម្មភាពថាបង្ហាញថាស្រឡាញ់ឬក៏យកចិត្តទុកដាក់ជាមួយគាត់ដែរអញ្ចឹងគាត់សួរខ្ញុំថាតើគួរគាត់នេះធ្វើយ៉ាងម៉េចទៅហើយវាមានន័យថាម៉េចសម្រាប់ទំនាក់ទំនងស្នេហារបស់គាត់ចង់ស្វែងយល់ឲ្យវាបានស៊ីជម្រៅអញ្ចឹងសាច់រឿងគាត់គឺមានតែប៉ុណ្្នឹងទេដល់ម៉ោងដែលខ្ញុំនឹងវែកញែកវះកាត់ជូនបងស្រីជាចម្លើយខ្លីដែលខ្ញុំបានផ្ញើនៅក្នុងឆាតខ្ញុំប្រាប់គាត់ថាជាក់ស្ដែងបើតាមខ្ញុំមើលក្នុងនាមខ្ញុំជាមនុស្សប្រុសខ្ញុំអត់កាន់ជើងគ្នាអីទេខ្ញុំនិយាយបានតែខ្លីៗប្រាប់គាត់ថាកាត់ចោលទៅហើយអាចថាព្យាយាមធ្វើចិត្តធ្វើថ្លើមមកហើយទៅថាវានឹងមិនទៅមុខស្អាតទេសម្រាប់យើងអញ្ចឹងអត់មានអីត្រូវអល់ហឡៃទេគឺកាត់ចោលគាត់សួរខ្ញុំថាហេតុអីខ្ញុំអត់មានពេលក្នុងការឆ្លើយហើយអត់មានលទ្ធភាពសរសេរអក្សរវែងក៏ខ្ញុំប្រាប់ថាចាំខ្ញុំធ្វើវីដេអូនេះមួយឲ្យគាត់យល់ពីព្រោះហេតុផលវាមានច្រើនដែលយើងអាចយល់បានពីភាគីខាងប្រុសអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងធ្វើឲ្យគាត់បានយល់សង្ឃឹមថាគាត់មានលទ្ធភាពអាចស្ដាប់ហើយស្វែងយល់ដោយខ្លួនឯងតើវាស៊ីនឹងអាចចម្លើយដែលខ្ញុំបានផ្ដល់ឲ្យគាត់ពីមុនឬក៏អត់ថាគួរតែទាត់ក្បាលគាត់ចោលឬក៏អត់អញ្ចឹងពីខ្ញុំទៅខ្ញុំមើលឃើញចំណុចមួយចំនួនចំណុចទី1ដែលខ្ញុំចង់លើកមកនិយាយហ្នឹងគឺ
យើងត្រូវយល់វាអេយ៉ាបតមនុស្សប្រុសនឹងឲ្យច្បាស់សកម្មភាពគឺជាសកម្មភាពអារម្មណ៍គឺជាអារម្មណ៍បើសិនជាយើងយកសកម្មភាពមកមើលយើងឃើញគាត់ស្និទ្ធស្នាលយើងឃើញគាត់ប្រើភាសាកាយវិការផ្សេងៗបង្ហាញថាគាត់ខ្វល់ពីយើងឬក៏បង្ហាញអារម្មណ៍ថាស្រឡាញ់យើងអាចយកវាជាកត្តាសំខាន់មកកាត់សេចក្តីថាគាត់ស្រឡាញ់យើងមែនឬក៏អត់ទេពីព្រោះពេលខ្លះមនុស្សខ្លះធ្វើសកម្មភាពវាមិនមែនចេញពីចិត្តគ្រប់ពេលទេហើយក៏មិនមែនថាមែនតែនដែរជាក់ស្ដែងបើយើងសិក្សាពីសកម្មភាពរបស់មនុស្សប្រុសម្នាក់ហ្នឹងដូចថាការដែលគាត់ធ្វើអំពើល្អៗទាំងអស់ហ្នឹងមកយើងការដែលគាត់បង្ហាញអារម្មណ៍ថាស្រឡាញ់ឬក៏ចាប់អារម្មណ៍ជាមួយយើងអានឹងវាអាចមានន័យអញ្ចឹងហើយប៉ុន្តែអាសកម្មភាពផ្សេងទៀតដែលយើងសម្គាល់ឃើញដូចជានៅពេលដែលគាត់បង្ហាញឬក៏និយាយភាសាថាគាត់នៅនឹកអ្នកចាស់ឬក៏អីហ្នឹងណាដែលធ្វើឲ្យយើងឈឺចាប់ហ្នឹងត្រូវចាំថាសកម្មភាពគាត់គឺវាលាយឡំគ្នាវាមានសកម្មភាពល្អវាមានសកម្មភាពដែលធ្វើឲ្យយើងឈឺចាប់អញ្ចឹងបើយើងយកទៅអាសកម្មភាពល្អយកមកនិយាយយើងនឹងកាត់សេចក្តីខុសសម្រាប់ស្ថានភាពទាំងស្រុងប៉ុន្តែបើសិនជាយើងមើលឲ្យស៊ីជម្រៅទៅលើអាសកម្មភាពដែលគាត់ធ្វើឲ្យយើងឈឺចាប់ដូចជាភាសាដែលគាត់និយាយថានឹកអ្នកផ្សេងបើទោះបីជាអាភាសាទាំងអស់ហ្នឹងគាត់និយាយហាក់បីដូចជាស្មោះត្រង់ឬក៏និយាយមកហាក់បីដូចជាទន់ភ្លន់សារភាពថាគាត់មិនដឹងจะធ្វើយ៉ាងម៉េចនៅពេលដែលគាត់នឹកគេអ្នកចាស់ឬក៏គាត់និយាយភាសាបែបលក្ខណៈគាត់កំពុងតែរងគ្រោះក្នុងស្ថានភាពនឹងដែរមិនមែនជាអ្នកមានចេតនាធ្វើបាបផ្លូវចិត្តយើងក៏ដោយណាពីខ្ញុំទៅខ្ញុំមើលឃើញថាគាត់គឺជាមនុស្សដែលមានលបួសស្នេហាចេតនាអាក្រក់ឬក៏អត់ខ្ញុំវែកទុកម្ដុំប៉ុន្តែនៅពេលដែលគាត់មានលបួសយើងអាចនិយាយបានថាអញ្ចេះនៅពេលដែលមនុស្សម្នាក់មានលបួសហ្នឹងវាអាចមានមេរោគអញ្ចឹងអាមេរោគហ្នឹងវាអាចឆ្លងមកដល់យើងគាត់មានលបួសស្នេហាជាមួយអ្នកចាស់មុនគាត់អត់ព្រមទៅព្យាបាលវាជាទេប៉ុន្តែនៅពេលដែលគាត់ឈឺចាប់ជាមួយអាស្នេហាហ្នឹងណាគាត់យកយើងគឺជាបងបិទបាវអញ្ចឹងនៅពេលដែលគាត់យកយើងជាបងបិទបាវវាធ្វើឲ្យយើងប្រឡាក់ឈាមគាត់វាធ្វើឲ្យយើងនឹងរងគ្រោះដោយសារគាត់ដែរវាធ្វើឲ្យយើងឆ្លងមេរោគតាមគាត់ដែរអញ្ចឹងយើងដែលជាមនុស្សសុខភាពល្អរីករាយសោះហ្នឹងណាយល់ទេបែរជាត្រូវមកប្រឡូកប្រឡាក់ជាមួយនឹងជំងឺស្នេហាគាត់យើងចង់បានស្នេហាមួយដែលសប្បាយហើយយើងគួរតែមានសិទ្ធិទទួលបានស្នេហាមួយដែលធ្វើឲ្យយើងរីករាយប៉ុន្តែយើងទៅរាប់អានឬក៏យើងទៅប្រឡូកប្រឡាក់ជាមួយគាត់ឬក៏គាត់មកយកយើងប្រឡូកប្រឡាក់ជាមួយគាត់អាហ្នឹងវាធ្វើឲ្យយើងឆ្លងមេរោគជំងឺហ្នឹងអញ្ចឹងរាល់អាសកម្មភាពផ្សេងដែលចេញពីរោគសញ្ញានៃជំងឺស្នេហាគាត់ដូចជាការដែលគាត់នឹកអ្នកចាស់ការដែលគាត់បង្ហាញសកម្មភាពថានៅខ្វល់ឬក៏ចង់បានអ្នកចាស់អីទាំងអស់ហ្នឹងវាចាស់តពលដល់យើងវាបំផ្លាញក្តីសុខយើងរាល់ថ្ងៃវាធ្វើបាបចិត្តយើងរាល់ថ្ងៃវាចូលដល់សំណួរធំថាចេះតើអាហ្នឹងសមឬក៏មិនសមគួរឬក៏មិនគួរបើសិនជាយើងនៅក្នុងស្ថានភាពជាជនរងគ្រោះក្នុងស្ថានភាពហ្នឹងអ្នកសួរថាយើងចង់ឲ្យវាកើតទៅអញ្ចឹងអត់ហើយយើងសួរម្នាក់ប្រុសហ្នឹងតើគាត់ចង់ធ្វើអញ្ចឹងអត់វាមានមនុស្សអាក្រក់ខ្លះគាត់យកគេធ្វើជាបងបិទបាវអញ្ចឹងគាត់ដើរញ៉ៃញងជាមួយអ្នកផ្សេងនៅពេលដែលគាត់ឈឺចាប់នៅពេលដែលគាត់ឈឺចាប់នឹងស្នេហាគាត់ការទុកវិបត្តិជាមួយនឹងក្តីស្នេហារបស់គាត់នឹកអាក្តីស្រឡាញ់ដែលគាត់ធ្លាប់ទទួលបានពីអ្នកចាស់គាត់ដាច់ដាបអត់ឃ្លានជាមួយនឹងអារម្មណ៍រីករាយទាំងអស់ហ្នឹងក៏អត់ដឹងទៅរកពីណាពីព្រោះបើទៅរកពីអ្នកចាស់វាលែងមានហើយវាបាត់បង់ឱកាសក្នុងការរកអញ្ចឹងគាត់ដើរទៅច្បាមយកពីយើងអ្នកដែលជាមនុស្សអត់ពាក់ព័ន្ធឬក៏អ្នកថ្មីឬក៏អ្នកដែលមិនគួរត្រូវមកសយសុនជាមួយគាត់មកត្រូវវេទនាផ្លូវចិត្តជាមួយគាត់ទេអញ្ចឹងនៅពេលដែលគាត់មានរបួសគាត់មកច្បាមអារម្មណ៍ល្អពីយើងមកច្បាមក្តីស្រឡាញ់ពីយើងតាមរយៈព្យាយាមរៀនតាក់ស្នាឲ្យយើងពេញចិត្តជាមួយនឹងសកម្មភាពរ៉ូមែនទិកផ្សេងអីទាំងអស់ហ្នឹងវាធ្វើឲ្យយើងនឹងធ្លាក់នៅក្នុងរលងស្នេហ៍គាត់ដល់តែពេលដែលយើងបានធ្លាក់ទៅរលងស្នេហ៍គាត់យើងអ្នកដែលពេលដែលយើងបង្ហាញក្តីស្រឡាញ់ទៅឲ្យគាត់នៅពេលដែលយើងព្យាយាមតបស្នងក្តីស្រឡាញ់វាធ្វើឲ្យគាត់សប្បាយដល់ពេលដែលគាត់សប្បាយគាត់ឆ្អែតមកពេលប៉ុន្តែដល់ពេលថ្ងៃមួយគាត់ឃ្លានទៀតបើសិនជាយើងឲ្យគាត់មិនទាន់ទេគាត់នឹងចាប់ដើមនឹកអ្នកចាស់គាត់ចាប់ដើមទៅស្រែកឃ្លានក្តីស្រឡាញ់ពីអ្នកចាស់តែនឹងវាធ្វើឲ្យយើងឈឺចាប់បើសិនជាយើងបានដឹងឬសកម្មភាពគាត់ធ្វើឲ្យដឹងតាមរយៈគាត់រៀបរាប់ប្រាប់យើងនឹងឯងអញ្ចឹងអានេះបោកដកកូនចៃវាមានន័យតែមួយទេគាត់ឃ្លានក្តីស្រឡាញ់ពីអ្នកចាស់គាត់ទៅរកអ្នកចាស់មិនបានគាត់មកតម្រេតលើយើងគាត់យកយើងធ្វើក្រែដេកឲ្យស្រួលខ្លួនទៅគាត់ទេអញ្ចឹងគាត់ល្មោបក្តីស្រឡាញ់គាត់ឃ្លានក្តីស្រឡាញ់គាត់ត្រូវការអាថ្នាំព្យាបាលចិត្តទាំងអស់ហ្នឹងគាត់យកយើងមកទ្រាំដេកឲ្យបានស្រួលខ្នងគាត់សំណួរសួរថាយើងចង់ធ្វើជាឈ្នន់ឲ្យគាត់ស្រួលអញ្ចឹងឬក៏អត់ខណៈពេលដែលយើងទៅទ្រគាត់
បង្ហាញក្តីស្រឡាញ់ឲ្យគាត់បំពេញតម្រូវការផ្លូវចិត្តឲ្យគាត់ស្រួលគាត់សប្បាយហើយយើងនេះមកឈឺចាប់នឹងអារម្មណ៍នៅពេលដែលគាត់បង្ហាញថាគាត់នឹកអ្នកចាស់ឬក៏គាត់យកយើងមកយើងខំបំពេញក្តីសប្បាយគាត់ឆ្អែតបែរជាគាត់និយាយថាគាត់នឹកអ្នកដទៃសោះហ្នឹងអញ្ចឹងខ្ញុំសួរមួយសារហើយមួយសារទៀតនេះគឺខ្ញុំចង់ឲ្យស្វែងយល់ថាយើងត្រូវដឹងនីតិរបស់យើងថាយើងជាអ្នកណាយើងជាអ្វីនៅក្នុងទំនាក់ទំនងស្នេហាហ្នឹងបើយើងជាដៃគូស្រឡាញ់ពេញទីបើសិនជាគាត់ពិតជាចង់បានយើងមែនគាត់ត្រូវតែដាក់ចិត្តដាក់កាយបង្ហាញក្តីស្រឡាញ់មកឲ្យយើងចំពោះយើងសម្ដៅមករយយើងពេញទីអត់ត្រូវយកយើងជាឈ្នន់ដោយសារតែគាត់នឹកអ្នកដទៃទេអញ្ចឹងយើងមិនមែនជាថ្នាំព្យាបាលយើងមិនមែនជាបងបតបាវសម្រាប់គាត់ទេហើយគាត់នោះត្រូវតែយល់អញ្ចឹងដែរបើសិនជាយើងប្រាប់គាត់ឲ្យយល់គាត់មិនយល់គាត់នៅតែបន្តតែបងនឹកគេប៉ុន្តែបងនៅតែធ្វើមិនឲ្យបងអត់ចេះកាត់ចិត្តពីគេរឿងថាកាត់ចិត្តពីគេឲ្យដាច់ឬមិនដាច់វាអាស្រ័យលើឆន្ទៈរបស់អ្នកដែលមានលបួសស្នេហានឹងទេដូចខ្ញុំអាចលបួសមានតបាវម្ដុំវាអាចថាឈឺខ្លាំងប៉ុន្តែសម្រាប់ខ្ញុំបើសិនជាខ្ញុំចង់ឲ្យជាខ្ញុំទៅរកថ្នាំលេបតាមរយៈព្យាបាលវាធ្វើខ្លួនឲ្យសុបាយឲ្យរីករាយកាត់ផ្ដាច់ជាមួយនឹងអ្នកចាស់នឹងឲ្យដាច់ឈប់ពាក់ព័ន្ធឈប់តាក់ទងឈប់គិតឈប់នឹកទៅធ្វើខ្លួនឲ្យសុបាយជាមួយមនុស្សដែលខ្លួនឯងរីករាយបន្ទាប់មកពេលដែលខ្ញុំជាស្នាមតបាវនឹងវាត្បិតតែមិនរលាយខ្សលដូចអំបិលត្រូវទឹកទេណាត្បិតតែវាមិនអាចថាខ្ញុំមិនមែនថាភ្លេចគេទាំងស្រុងឯងខ្ញុំអាចនៅចាំមុខចាំមាត់ចាំចិត្តគេប៉ុន្តែឲ្យខ្ញុំទៅស្រែកឃ្លានក្តីស្រឡាញ់ពីបុគ្គលម្នាក់នឹងទៀតគឺខ្ញុំអត់មានទេយើងអត់គួរមានទេដូចរបួសហ្នឹងវាអាចជាទៅហើយអាស្នាមវាមានប៉ុន្តែសួរថាបើចុចទៅយើងឈឺទៀតឬក៏អត់វាលែងឈឺហើយអញ្ចឹងអាហ្នឹងមានន័យថាយើងជាបន្ទាប់ពីយើងជាហើយហ្នឹងបានយើងអាចទៅមានលទ្ធភាពបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកដទៃបានដែលគេចង់បង្កាត់ជាមួយយើងព្រោះអាហ្នឹងគឺជាវិធីសាស្ត្រដ៏ត្រឹមត្រូវក្នុងការបង្កើតស្នេហាជៀសវាងយើងទៅបង្កើតជាមួយអ្នកដទៃទាំងដែលយើងនៅឈឺចាប់ជាមួយអ្នកចាស់ហើយអានឹងគឺជាវិធីព្យាបាលសម្រាប់ភាគីខាងប្រុសយើងត្រូវបញ្យល់គាត់ឲ្យយល់ប៉ុន្តែបើសិនជាយើងបញ្យល់គាត់ឲ្យយល់ពីរូបមន្តក្នុងការកាត់ចិត្តហើយគាត់នៅតែមិនព្រមជាអញ្ចឹងកន្លែងនេះយើងសួរខ្លួនឯងថាចេះយើងចង់ព្យាបាលមនុស្សដែលមិនព្រមចង់ជាឬក៏អត់អញ្ចឹងអានេះសួរខ្លួនឯងឆ្លើយខ្លួនឯងទៅចម្លើយវានៅនឹងអញ្ចឹងខ្ញុំមានតែចែកជូនឲ្យយល់ប៉ុណ្ណឹងជាចុងក្រោយខ្ញុំចង់ផ្ដាំថាវាមិនមែនជាទំនួលខុសត្រូវរបស់យើងទេដែលត្រូវទៅធ្វើជាបងបិទបាវឲ្យគេយើងមានសិទ្ធិទទួលបានក្តីស្រឡាញ់ពីមនុស្សដែលចង់វិនិយោគផ្លូវចិត្តជាមួយយើងពេញទីមិនមែនយកយើងជាឈ្នន់ដើម្បីបំបត្តិនឹកអ្នកដទៃទេកន្លែងនេះបើសិនជាយើងសួរខ្ញុំថាតើខ្ញុំចោទគាត់ជាមនុស្សក្រក់ខ្ញុំអត់ចោទទេខ្ញុំនិយាយថងទៅគឺវាអាស្រ័យលើចេតនាទេតើគាត់ដឹងឬមិនដឹងមនុស្សខ្លះគាត់ធ្វើដោយសារគាត់មានចេតនាដឹងគឺគាត់ព្យាយាមយកយើងមកលេងសើចអញ្ចឹងទៅប៉ុន្តែមនុស្សខ្លះគាត់អត់ដឹងវិធីចេញគាត់អត់យល់ពីវិធីក្នុងការកាត់ចិត្តជាមួយអ្នកមុនហើយក៏អត់យល់ពីវិធីក្នុងការដាក់ចិត្តស្រឡាញ់យើងអញ្ចឹងបើយើងប្រាប់គាត់ឲ្យដឹងហើយធ្វើតាមយើងអត់គាត់ព្យាយាមអត់បើសិនជាយើងឃើញព្យាយាមយើងក៏អាចពិចារណាហេតុផលទៅតាមនឹងទៅប៉ុន្តែសំណួរចុងក្រោយប្រហែលសំណួរដែលខ្ញុំចង់ផ្ដល់ទៅឲ្យនោះខ្ញុំចង់សួរថាទី1នោះខ្ញុំចង់សួរថាអញ្ចេះសប្ថ្ងៃបើសិនជាយើងអត់ហ៊ានដើរចេញពីទំនាក់ទំនងស្នេហានេះនៅពេលដែលគេនៅនឹកអ្នកដទៃអញ្ចឹងណាយើងសួរថាហេតុអីបានយើងមិនហ៊ានដើរចេញយើងអត់ហ៊ានដើរចេញដោយសារតែយើងអង្គុយបន់ប្អូយក្នុងចិត្តថាថ្ងៃមួយគេនឹងជ្រើសរើសយកអញពេញទីថ្ងៃមួយគេនឹងកាត់ចិត្តពីអ្នកដទៃបានអញ្ចឹងឬក៏យើងកំពុងតែភ័យឬក៏ព្រួយខ្លាចថាអញមិនដឹងទៅរកអាណាថ្មីណាដែលអាចមានលទ្ធភាពផ្ដល់ក្តីស្រឡាញ់ឬក៏ផ្ដល់ការ care មកឲ្យខ្ញុំច្រើនឬក៏បានល្អដូចគាត់មុនខ្ញុំឲ្យយើងថ្លឹងតែចេះបើសិនជាយើងជាភាគីខាងប្រុសវិញណាខណៈពេលដែលយើងនៅនឹកអ្នកចាស់មុនហ្នឹងតើយើងដែលមានចេតនាចង់ទៅបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកដទៃហើយនិយាយថានឹកអ្នកចាស់ដូចគាត់ធ្វើអញ្ចឹងឬក៏អត់យើងសួរហើយពេលដែលយើងសួរអាហ្នឹងហើយយើងសួរមួយទៀតថាហេតុអីផងណាពីព្រោះអាចចម្លើយនៅក្នុងសំណួរហ្នឹងវាអាចឲ្យយើងយល់ថាអញ្ចឹងបើសិនជាយើងមិនដែលមានចិត្តចង់ទៅធ្វើអញ្ចឹងដូចគាត់ផងអាហ្នឹងវាមានន័យថាម៉េចវាមានន័យថាប្រហែលជាវាមិនមែនជាអំពើល្អទេវាមិនមែនជាអ្វីដែលគួរទេអញ្ចឹងបើវាមិនគួរទៅអញ្ចឹងផងហេតុអីយើងបដ ாய் ឲ្យវាកើតឡើងអញ្ចឹងហេតុអីយើងបដ ாய் ឲ្យមនុស្សដែលនិយាយថាស្រឡាញ់យើងប៉ុន្តែនៅនឹកគេហ្នឹងវាកើតឡើងទៅអញ្ចឹងវាអត់ត្រូវកើតឡើងអញ្ចឹងទេអញ្ចឹងហើយបើសិនជាគាត់គ្មានលទ្ធភាពកាត់ចិត្តពីអ្នកចាស់ទេបន្តនៅក្នុងវត្តមានស្នេហាហ្នឹងវាមានតែធ្វើឲ្យយើងរងគ្រោះឈឺចាប់ផ្លូវចិត្តហ្នឹងយូរតទៀតហើយសំណួរមួយទៀតមុននឹងបិទវីដេអូខ្ញុំចង់សួរថាតើយើងចង់បន្តប្រហិនពេលវេលាឈឺចាប់ដោយសារតែគេគ្មានលទ្ធភាពកាត់ចិត្តពីអ្នកដទៃបានហ្នឹងប្រហែលខែបន្តទៀតយើងសល់ពេលប្រហែលខែប្រហែលឆ្នាំ10ឆ្នាំ5-10ឆ្នាំឬក៏យ៉ាងណាក្នុងការអង្គុយប្រហិនអារម្មណ៍រីករាយរបស់
របស់យើងជាមួយមនុស្សដែលគ្មានលទ្ធភាពឬក៏មិនចង់ព្យាបាលជំងឺខ្លួនឯងឲ្យជាបើព្យាបាលជាthenយើងអាចចាប់ផ្ដើមជាមួយគាត់បានតែបើព្យាបាលមិនជាទេមានន័យថាគាត់អត់ចង់ជាអញ្ចឹងសួរយើងវិញយើងចង់ឈឺអត់យើងចង់ឆ្លងរោគនឹងអត់បើអត់ចង់ទេដើរចេញតែពាក់ព័ន្ធនឹងប្រធានបទនឹងខ្ញុំចាប់ផ្ដើមចូលបកស្រាយបណ្ដោយមុននឹងខ្ញុំអាចឆ្លើយអាសំណួរពាក់ព័ន្ធថាធ្វើម៉េចយើងអាចបំភ្លេចគេបានហ្នឹងណាខ្ញុំចង់ទាញចំណាប់អារម្មណ៍ឲ្យបងប្អូនយល់ពាក់ព័ន្ធនឹងមូលហេតុសិនថាហេតុអីបានជាយើងចង់បំភ្លេចគេអញ្ចឹងដើម្បីដៅអាមូលហេតុដែលយើងចង់បំភ្លេចគេឲ្យបានហ្នឹងតែប៉ុន្តែវាមិនមែនស្រួលទេមកពីវាមិនមែនស្រួលហ្នឹងហើយបានជាយើងភាគច្រើនឈឺចាប់ខូចចិត្តច្រើនហើយអ្នកខ្លះអាចឈានទៅដល់លូតទឹកអីសម្រាប់ខ្លួនផងក៏មានដែរអញ្ចឹងហើយបានថាវាមិនស្រួលវាពិបាកដើម្បីដោះស្រាយអាបញ្ហាពិបាកនឹងបានយើងត្រូវតែពិនិត្យវាឲ្យយល់ពីមូលហេតុយើងត្រូវដៅឲ្យបានថាមូលហេតុដែលយើងចង់បំភ្លេចគេនឹងវាកើតចេញមកពីគោលដៅអីចេតនាអីធម្មតាយើងគិតថាយើងស្រឡាញ់គេខ្លាំងយើងពិបាកទ្រាំនឹងអារម្មណ៍នៅពេលដែលគេបោះបង់យើងចោលហើយគេដើរចោលពីយើងចឹងទៅយើងពិបាកទទួលយកយើងឈឺចាប់អញ្ចឹងនៅពេលដែលយើងឈឺចាប់យើងគិតថាយើងចង់ធ្វើឲ្យខ្លួនឯងមានលទ្ធភាពសប្បាយចិត្តរីករាយឡើងមកវិញយើងចង់មានសេរីភាពផ្លូវចិត្តត្រឡប់មកវិញយើងចង់លែងមានការឈឺចាប់ទាំងអស់ហ្នឹងអញ្ចឹងមាត់យើងនិយាយថាខ្ញុំលែងចង់ឲ្យមានអាការឈឺចាប់ទាំងខ្ញុំអត់ចង់ឲ្យឈឺចាប់អញ្ចឹងទៀតទេក៏យើងសួរចិត្តខ្លួនឯងថាហេតុអីបានយើងឈឺចាប់ហើយចម្លើយនៅក្នុងខ្លួនយើងភាគច្រើនយើងឆ្លើយបានថាមកពីខ្ញុំនឹកគេបានខ្ញុំឈឺចាប់មកពីខ្ញុំនឹកឃើញរូបភាពរបស់គេទៅវាធ្វើឲ្យខ្ញុំឈឺចាប់តែសំណួរសួរថានៅពេលដែលយើងគិតថាយើងនឹកគេហើយវាធ្វើឲ្យយើងឈឺចាប់វាកើតអីបន្ទាប់អញ្ចឹងយើងយល់ច្រឡំថាខ្ញុំបើសិនជាអត់នឹកគេឬក៏លែងនឹកគេទៅប្រហែលជាខ្ញុំលែងមានការឈឺចាប់ហើយឃើញទេអញ្ចឹងយើងសន្និដ្ឋានថាបើសិនជាអាចលុបអា memory ឬក៏ការចងចាំនឹងបានទំនងជាវាអាចជួយយើងលែងមានការឈឺចាប់ប៉ុន្តែពីខ្ញុំទៅខ្ញុំគិតថាវាអត់អញ្ចឹងទេវាមានហេតុផលស៊ីជម្រៅច្រើនជាងនឹងទៀតអញ្ចឹងអាស៊ីជម្រៅជាងនឹងទៅទៀតនឹងស្អីគេខ្ញុំសូមបកស្រាយដូចតទៅដើម្បីឲ្យយល់ថាវាមានស្អីលើពីនឹងខ្ញុំចង់ឲ្យយើងនឹងខ្ញុំចង់បង្វែរចំណាប់អារម្មណ៍យើងទាំងអស់គ្នានឹងមកស្វែងយល់ពីមូលហេតុដើមនៃការកកើតស្នេហាសិននៅក្នុងស្នេហាមួយនៅពេលដែលមនុស្សម្នាក់ក្នុងនាមជាបុគ្គលយើងនឹងទៅចាប់អារម្មណ៍ប្រតិបត្តិស្រឡាញ់អ្នកណាម្នាក់វាមានដើមចំវាមានមូលហេតុវាមាន chemistry អារម្មណ៍ផ្លូវចិត្តមួយចំនួនដែលវាត្រូវនឹងចិត្តយើងហើយទើបយើងអាចមានលទ្ធភាពស្រឡាញ់គាត់បានអញ្ចឹងបានភាសាស្រីៗគេនិយាយថាមាននិស្ស័យហ្នឹងណាយើងត្រូវចាំថាអញ្ចឹងហើយអញ្ចឹងហ្នឹងវាមានន័យថាម៉េចវាមានន័យថាអញ្ចឹងយើងក្នុងនាមជាបុគ្គលយើងមានរូបរាងកាយអញ្ចឹងយើងមានផ្លូវចិត្តផ្នត់គំនិតអញ្ចឹងយើងមានការយល់ឃើញអញ្ចឹងចំណុចល្អចំណុចអាក្រក់របស់យើងក្នុងនាមជាបុគ្គលមួយហ្នឹងជាទូទៅយើងមាន identity យើងមានអត្តសញ្ញាណជាបុគ្គលនឹងមួយប៉ុន្តែនៅពេលដែលយើងយកអា identity ឬក៏អត្តសញ្ញាណក្នុងនាមជាបុគ្គលនឹងយកទៅប្រតិកម្មជាមួយនឹងបុគ្គលមួយទៀតយកទៅប្រស្រ័យតាក់ទងជាមួយនឹងបុគ្គលមួយទៀតអញ្ចឹងបុគ្គលមួយទៀតហ្នឹងក៏ដូចយើងដែរគាត់ក៏មានអត្តសញ្ញាណរបស់គាត់ដែរហើយកន្លែងនេះសួរថាអត្តសញ្ញាណ identity របស់គាត់ហ្នឹងស្អីគេអញ្ចឹងនៅពេលដែលយើងមិនយល់គ្នានៅពេលដែលយើងយល់គ្នាដែរតែយល់គ្នាតិចតិចអញ្ចឹងនៅពេលដែលយើងប្រតិកម្មជាមួយគ្នាវាធ្វើឲ្យយើងនឹងមានអត្រាត្រូវគ្នាតិចឬក៏ច្រើនវាអាស្រ័យនៅលើអាកតានឹងឯងអាចំណុចកន្លែង identity នឹងឯងជាក់ស្ដែងឧបមាថាខ្ញុំគឺជាក្មេងអត់មកទៅអត់សូវមានអ្នកធ្វើល្អជាមួយខ្ញុំទេអញ្ចឹងណាពីតូចមកខ្ញុំកំព្រីអញ្ចឹងនៅពេលដែលខ្ញុំទៅស្រឡាញ់រាប់អានអ្នកណាអាហ្នឹងគឺជាអត្តសញ្ញាណខ្ញុំគឺជាមនុស្សដែលខ្វះក្តីស្រឡាញ់ស្រាប់នៅពេលដែលខ្ញុំទៅប្រស្រ័យតាក់ទងជាមួយនរណាម្នាក់មិនថាចរិតគាត់ល្អឬអាក្រក់អីប៉ុន្តែចៃដន្យបុគ្គលម្នាក់នឹងគាត់ធ្វើល្អជាមួយខ្ញុំគាត់ផ្ដល់ក្តីស្រឡាញ់ឲ្យខ្ញុំច្រើនអញ្ចឹងទៅខ្ញុំមានអត្រាខ្ពស់ដែរនឹងស្រឡាញ់គាត់ខ្លាំងពីព្រោះអីនៅពេលដែលខ្ញុំឃ្លានអារម្មណ៍ទាំងអស់ហ្នឹងគឺខ្ញុំសឹកកលេចទៅបុគ្គលហ្នឹងខ្ញុំទៅប្រស្រ័យជាមួយបុគ្គលហ្នឹងទៅបុគ្គលហ្នឹងផ្ដល់ឲ្យខ្ញុំច្រើនក៏ខ្ញុំស្រឡាញ់គាត់ទៅអញ្ចឹងឃើញទេអារម្មណ៍ស្រឡាញ់វាកើតចេញមកពីយើងក្នុងនាមជាអត្តសញ្ញាណបុគ្គលនីមួយៗហ្នឹងទៅប្រស្រ័យជាមួយគេទៅយើងមានស្អីយើងខ្វះស្អីហើយគេមានស្អីគេខ្វះស្អីហ្នឹងវាត្រូវគ្នាឧបមាថាបើយើងជាមនុស្សអាត្មានិយមពេលដែលយើងទៅស្រឡាញ់ជាមួយអ្នកផ្សេងដែលគេជាមនុស្សអាត្មានិយមដែរឃើញអត្រាត្រូវគ្នាហ្នឹងវាមានតិចបើសិនជាអ្នកខ្លះវិញគាត់ពីតូចមកគាត់មានបញ្ហាថាគាត់គឺជាមនុស្សដែលត្រូវបានសង្គមបង្រៀនគាត់ឲ្យយល់ថាស្រឡាញ់គឺជាការលះបង់អញ្ចឹងដូចឪពុកម្ដាយគាត់បង្ហាញប្រាប់គាត់បរៀនគាត់ថាបើកូនឯងស្រឡាញ់
គេខ្លួនឯងត្រូវធ្វើដើម្បីគេបានច្រើនអញ្ចឹងទៅដល់ពេលធំឡើងគាត់មានអត្តសញ្ញាណជាមនុស្សដែលធ្វើស្អីដើម្បីអ្នកដទៃច្រើនអញ្ចឹងសេចក្តីសុខសេចក្តីរីករាយរបស់គាត់វាកើតចេញមកពីថាតកាលណាខំប្រឹងធ្វើល្អដើម្បីគេច្រើនទៅសង្ឃឹមថាគេស្រឡាញ់ខ្លួនណាពីព្រោះអាហ្នឹងគឺជារូបមន្តនៃការស្រឡាញ់គ្នាអញ្ចឹងហើយបានជាគាត់ទៅរៀនបានអាទិស្ដីថាស្រឡាញ់គឺជាការលះបង់អីចឹងទៅអញ្ចឹងសួរថាអាទាំងអស់ហ្នឹងវាមានន័យថាម៉េចយើងនីមួយៗមានបញ្ហារៀងខ្លួនបុគ្គលនោះក៏មានបញ្ហាយើងក៏មានបញ្ហានៅពេលដែលយើងទៅប្រតិកម្មជាមួយគ្នាស្រាប់តែអាបញ្ហារបស់យើងប៉ុន្តែគេមានគេផ្ដល់មកឲ្យយើងដល់ពេលគេមានបញ្ហាស្អីមួយផុនគេដែរហើយយើងផ្ដល់ទៅឲ្យគេដែរក៏យើងត្រូវគ្នាចឹងទៅយើងបំពេញទៅឲ្យគ្នាទៅវិញទៅមកអញ្ចឹងនៅពេលដែលសម័យថ្ងៃមួយឧបមាថាយើងធ្វើច្រើនដើម្បីគេពីព្រោះយើងពីតូចមកគេបង្រៀនថាស្រឡាញ់គឺជាការលះបង់បើយើងស្រឡាញ់នរណាម្នាក់យើងត្រូវធ្វើច្រើនដើម្បីគេយើង care ច្រើនដើម្បីគេស្រាប់តែយើង care គេស្រឡាញ់ដល់ពេលថ្ងៃមួយអាបរិមាណនៃការ care ហ្នឹងវាចាប់ដើមសាបដោយសារម្នាក់មកខាងទៀតហ្នឹងគាត់គិតថាការលះបង់ប៉ុណ្ណឹងវាអត់អស់ចាយទេព្រោះមានអ្នកផ្សេងគេលះបង់ជាមួយគាត់ច្រើនជាងនឹងទៀតអញ្ចឹងគេសម្រេចចិត្តទៅចោលយើងបាត់គឺទៅយកអ្នកណាដែល care បានល្អឬក៏គ្រាន់បើជាងយើងហើយយើងទោះបីយើង care ក្នុងកម្រិតប៉ុណ្ណាក៏ដោយសម្រាប់យើងអាបរិមាណប៉ុណ្ណឹងវាច្រើនណាស់ពីព្រោះយើងមានប៉ុណ្ណឹងប៉ុន្តែអាប៉ុណ្ណឹងវាប៉ុណ្ណាសម្រាប់គេយើងអត់ដឹងអញ្ចឹងអាកន្លែងនេះមានន័យថាម៉េចស្រាប់តែពេលដែលយើងត្រូវបានគេដើរចោលទៅយើងវាពិបាកចិត្តពីព្រោះយើងគិតថាអញខំធ្វើល្អជាមួយគេប៉ុណ្ណឹងដែរហេតុអីគេមើលមិនឃើញតម្លៃខ្ញុំហេតុអីគេដើរចោលខ្ញុំយល់ទេហេតុអីបានជាពីមុនពេលយើងធ្វើល្អប៉ុណ្ណឹងគេស្រឡាញ់យើងបានគេនៅល្អជាមួយយើងកើតដល់ពេលឥឡូវហេតុអីវាប្រែប្រួលហេតុអីបានជាប៉ុណ្ណឹងវាលែងមានតម្លៃអញ្ចឹងនៅពេលដែលយើងមានការយល់ឃើញអញ្ចឹងយើងចាប់ផ្ដើមគិតទៅដល់អាហ្នឹងណាយើងក៏ខូចចិត្តព្រោះយើងចាប់ផ្ដើមសួរសំណួរហ្នឹងទៅយើងឆ្លើយអត់ចេញយើងអត់ដឹងថាមូលហេតុអីបានជាគេមើលលែងឃើញតម្លៃយើងអញ្ចឹងនៅពេលដែលគិតក៏ស្រាប់តែធ្លាយចូលនឹងចម្លើយមួយនោះបើសិនជាយើងឆ្លើយខុសចម្លើយរបស់វានឹងធ្វើឲ្យយើងយល់ខុសយល់ច្រឡំលើខ្លួនឯងឧបមាថាយើងសួរថាហេតុអីបានជាយើងធ្វើល្អប៉ុណ្ណឹងហើយគេមើលអត់ឃើញតម្លៃខ្លួនឯងចម្លើយដែលឆ្លើយវាមាន2ទី1យើងធ្វើល្អប៉ុណ្ណឹងហើយគេមើលមិនឃើញដោយសារអាអ្នកមើលនឹងភ្នែកវាស្អុយឬក៏ទី2យើងធ្វើល្អប៉ុណ្ណឹងហើយប៉ុន្តែចៃដន្យអាសេចក្តីល្អដែលយើងធ្វើនឹងវាអត់មានតម្លៃអីសោះអញ្ចឹងនៅពេលដែលយើងគូក្បាលយើងជុំទៅលើថាអញធ្វើល្អមិនបានប្រយោជន៍អីសោះឬក៏ស្អីអញ្ចឹងយូរទៅវាច្រឡំទៅគិតថាអញជាមនុស្សដែលគ្មានតម្លៃអញ្ចឹងអាហ្នឹងគឺជាពេលដែលយើងប្រតិកម្មនឹងខ្លួនឯងយើងចាប់ដើមទូចចិត្តនឹងខ្លួនឯងយើងមិននឹកស្មានថាអញជាមនុស្សគ្មានតម្លៃសម្រាប់គេយល់ទេពីព្រោះពីទូចមកជំងឺចាស់របស់យើងគឺយើងគិតថាបើអញធ្វើល្អឲ្យគេទៅហើយគេស្រឡាញ់អញអាហ្នឹងបូកចូលគ្នាទៅមានន័យថាអញជាមនុស្សមានតម្លៃពីព្រោះគេមើលឃើញពីសេចក្តីតស៊ូរបស់ខ្ញុំគេមើលឃើញពីការលះបង់របស់យើងអញ្ចឹងអាសេចក្តីល្អដែលយើងធ្វើឲ្យគេហ្នឹងគឺយើងហុចឲ្យគេហើយស្រាប់តែពេលគេស្រឡាញ់យើងវាធ្វើឲ្យយើងច្រឡំជឿថាគុណតម្លៃយើងគឺនៅលើអាលះបង់ហ្នឹងតែខំប្រឹងលះបង់ទៅដល់ពេលគេទទួលគេបង្ហាញអារម្មណ៍ល្អជាមួយយើងស្រឡាញ់យើងមានន័យថាអ្វីដែលល្អយើងធ្វើហ្នឹងវាធ្វើឲ្យយើងជាមនុស្សមានតម្លៃដល់តែពេលថ្ងៃមួយយើងធ្វើល្អទៅគេលែងឲ្យតម្លៃយើងគិតថាយើងអត់មានតម្លៃអញ្ចឹងនៅពេលដែលយើងអត់មានតម្លៃយើងតូមនាស់យើងអន់ចិត្តខឹងចិត្តនឹងខ្លួនឯងអញ្ចឹងនៅពេលដែលយើងតូចចិត្តអន់ចិត្តនឹងខ្លួនឯងរៀងរាល់ពេលដែលយើងនឹកឃើញអំពីការដែលគេដើរចេញពីយើងការដែលគេបោះបង់យើងគឺជាពេលដែលខួរក្បាលយើងនឹងបញ្ជ្រាបអព័ត៌មានមួយឲ្យយើងនឹងយល់ច្រឡំថាអញជាមនុស្សគ្មានតម្លៃអញ្ចឹងហើយបានវាកើតឲ្យមានជាការឈឺចាប់អញ្ចឹងហើយបានជាមានបងប្អូនមួយចំនួននឹងសួរខ្ញុំថាហេតុអីបានជារាល់ពេលដែលខ្ញុំនឹកឃើញគេវាធ្វើឲ្យខ្ញុំឈឺចាប់បើសិនជាខ្ញុំបញ្យល់កន្លែងនឹងហើយអត់តន់យល់ខ្ញុំមានឧទាហរណ៍មួយទៀតសម័យថាយើងធ្លាប់ធ្វើល្អជាមួយគ្នារីករាយជាមួយគ្នាសប្បាយចិត្តជាមួយគ្នាយ៉ាអញ្ចឹងនៅពេលដែលយើងសប្បាយខួរក្បាលយើងវិញ្ញាណញ៉ាមអារម្មណ៍សប្បាយនេះពីមុនយើងធ្លាប់ជាមនុស្សអត់ល្អចេះ2ចេះ3ដល់ពេលយើងខំធ្វើច្រើនដើម្បីគេយើងរីករាយយើងស្រឡាញ់គេខ្លាំងយើង care ពីគេខ្លាំងយើងធ្វើល្អជាមួយគេខ្លាំងអញ្ចឹងហើយដល់ពេលយើងធ្វើល្អកាន់តែច្រើនអារម្មណ៍យើងកាន់តែរីករាយស្រាប់តែថ្ងៃមួយអាមនុស្សដែលយើងធ្វើល្អជាមួយនឹងអាមនុស្សដែលយើងធ្វើល្អហើយយើងតែងតែសប្បាយចិត្តជាមួយនឹងដែលហៅថាមនុស្សដែលយើងស្រឡាញ់ហ្នឹងគាត់លែងនៅមានវត្តមាននៅហ្នឹងហើយយើងអត់បានចេញទៅធ្វើអំពើល្អនឹងជាមួយគេអត់បានធ្វើអាសេចក្តីរីករាយនឹងជាមួយគេទេខួរក្បាលយើងចាប់ដើមលហលហែវពីព្រោះអីអាសកម្មភាពដែលយើងនឹកឃើញអំពើដែលយើងនឹកឃើញទាំងប្រមាណបើសិនជាយើងនឹកគេយើងបានចេញទៅជួបគេយើងបានទៅញ៉ាំអីជាមួយគេអញ្ចឹងវាអាចសម្រន់អាការៈនឹកបានហ
ហើយវាធ្វើឲ្យយើងរីករាយកើតប៉ុន្តែបើយើងនឹកគេហើយយើងអត់បានចេញទៅជួបគេព្រោះគេបានរត់ចោលយើងបាត់ទៅហើយអញ្ចឹងធ្វើឲ្យខួរក្បាលហ្នឹងឃ្លានប៉ុន្តែអត់បានស៊ីអីអត់បានស៊ីចំណីអារម្មណ៍ហ្នឹងអត់បានមានអាដូផាមីនយកទៅញ៉ាំឲ្យសប្បាយចិត្តមិនញ៉ាំទេសំទោវាអត់បានបញ្ចេញអាដូផាមីនហ្នឹងធ្វើឲ្យយើងសប្បាយចិត្តដូចចិត្តដែលយើងចង់បានអញ្ចឹងនៅពេលហ្នឹងវាមានអារម្មណ៍លហលលហែវនៅក្នុងចិត្តយើងអាលហលហែវអយហ្នឹងគឺជាការឈឺចិត្តហ្នឹងឯងខូចចិត្តហ្នឹងអូខេអញ្ចឹងសួរថាខ្ញុំបញ្យល់ទាំងអស់ហ្នឹងមានន័យថាម៉េចត្រឡប់មកវិញពេលដែលយើងស្គាល់ថាប្រភពនៃការឈឺចាប់វាកើតចេញពីប្រឡោះហ្នឹងណាសួរថាយើងធ្វើម៉េចយើងក៏ចាប់ដើមច្រឡំថាត្រូវតែបំភ្លេចគេតតែបានមានន័យថាបើឲ្យតែនឹកគេធ្វើឲ្យខ្ញុំឈឺចាប់ឥឡូវដើម្បីកុំឲ្យនឹកវាមានមួយផ្លូវគឺលុបវាចោលទៅវាលែងនឹកហើយព្រោះអត់មាននៅក្នុងការឈឺចាប់ប៉ុន្តែកន្លែងនេះគឺជាការយល់ខុសការឈឺចាប់ទាំងអស់វាអត់ត្រូវការវាអត់អាចរំលងចោលបានទេព្រោះពេលដែលយើងឈឺចាប់គឺជាពេលដែលរាងកាយយើងប្រាប់ថាអានឹងសំខាន់សម្រាប់យើងត្រូវតែដោះស្រាយជាមួយវាមិនមែនអានឹងសំខាន់សម្រាប់យើងត្រូវតែលុបបំបត្តិវាចោលលុបអត់បានទេការចងចាំយើងចងចាំមនុស្សនេះចងចាំមនុស្សនោះយើងលុបអត់បានទេលើកលែងតែកោសិកាចងចាំយើងងាប់ទើបយើងលែងចាំនរណាបានអញ្ចឹងណាអញ្ចឹងបើសិនជាយើងនៅតែមានប្រាជ្ញាស្មារតីល្អយើងស្គាល់បុគ្គលនេះបុគ្គលនោះឈ្មោះនេះឈ្មោះនោះអញ្ចឹងយើងអត់អាចលុបការចងចាំបានទេអញ្ចឹងកុំច្រឡំថាឲ្យតែពេលនឹកគេយើងចេះតែចង់បំភ្លេចគេកើតគឺបំភ្លេចអត់បានទេហើយសូមទោសផងពីដើមមកខ្ញុំអត់បានប្រាប់ថាបំភ្លេចបានឬមិនបានខ្ញុំចូលនិយាយយកហ្មងប៉ុន្តែខ្ញុំសូមបញ្ជាក់ថាគោលដៅគឺយើងមិនត្រូវការបំភ្លេចទេប៉ុន្តែយើងត្រូវតែមានលទ្ធភាពអាចរៀនរស់ជាមួយនឹងការចងចាំនឹងឲ្យបានឧបមាថាខ្ញុំមុតកបិតបើសិនជាខ្ញុំមុតកបិតខ្ញុំមានលំអួសវាឈឺប៉ុន្តែមិនមែនមានន័យថាខ្ញុំត្រូវតែជប់វាឲ្យអាលាយខ្សលទៅខ្ញុំបាត់ឈឺទេវាអត់ចឹងទេបើសិនជាវាលបួសលហែកសាច់មកឆ្វាចអ្វីដែលយើងធ្វើបានគឺយើងត្រូវការដោះស្រាយមួយវាហើយវិធីដោះស្រាយមួយវានឹងគឺយើងត្រូវតែប៉ះវាត្រូវតែដេវាយល់ទេអញ្ចឹងតែកាលណាប៉ះហើយដេមិនមែនមានន័យថាវានឹងស្រួលទេវានឹងនៅតែឈឺអញ្ចឹងប៉ុន្តែវានឹងឈឺតែមួយពេលនឹងទេនៅពេលដែលឈឺយើងដេអីរួចយើងដាក់ថ្នាំអីរួចមករយៈក្រោយទៅវានឹងមានលទ្ធភាពជានៅពេលដែលវាសះឬក៏វាជាវាលែងឈឺប៉ុន្តែអាស្នាមស្កាហ្នឹងវានៅតែមានហ្នឹងអញ្ចឹងខ្ញុំចង់បញ្ជាក់ពី reality តាយើងអត់អាចការពិតទៅគឺយើងអត់អាចជប់វាឲ្យលេខសល់ទេការចងចាំយើងក៏ដូចគ្នាដែរយើងអាចនៅនឹកឃើញមុខគេយើងអាចនៅចាំឈ្មោះគេដូចជាក់ស្ដែងខ្ញុំមានសង្សារចាស់ដែរប៉ុន្តែខ្ញុំនៅនឹកឃើញមុខគាត់ខ្ញុំនៅចំណាំគាត់ប៉ុន្តែខ្ញុំអត់ឈឺចាប់ទៀតទេខ្ញុំអាចរកវិធីសាស្ត្រឲ្យខ្លួនឯងបានសុបាយបានច្រើនខ្ញុំមានលទ្ធភាពទៅធ្វើអីផ្សេងដែលធ្វើឲ្យខ្ញុំរីករាយបានច្រើនអញ្ចឹងអានឹងបានយើងហៅថាការរើបំរាស់ពីស្ថានភាពឈឺចាប់នឹងបានជោគជ័យអញ្ចឹងសួរថាយើងធ្វើម៉េចសម្រាប់យើងវិញឧបមាថាយើងគិតថាយើងជាមនុស្សលែងមានតម្លៃយើងនឹកអារូបភាពយើងសប្បាយយើងគិតថាកាលពីខ្ញុំនៅស្រឡាញ់គេហ្នឹងគឺខ្ញុំជាមនុស្សប្រភេទនេះខ្ញុំជាមនុស្សប្រភេទនោះមនុស្សប្រភេទនេះប្រភេទនោះហ្នឹងគឺជាមនុស្សដែលខ្ញុំសប្បាយចិត្តខ្ញុំចង់ខ្លាយជាមនុស្សប្រភេទអញ្ចឹងរាល់ថ្ងៃខ្ញុំចង់ខ្លាយជាមនុស្សរីករាយអញ្ចឹងរាល់ថ្ងៃប៉ុន្តែចែកដន់យើងបាត់បង់អាលទ្ធភាពរីករាយហ្នឹងមិនមែនមានន័យថាយើងគ្មានវិធីសាស្ត្រធ្វើឲ្យយើងរីករាយបានឡើងមកវិញទេវាមានវិធីសាស្ត្រធ្វើឲ្យយើងសប្បាយរីករាយជាក់ស្ដែងទៅពេលដែលយើងនឹកគេវាធ្វើឲ្យយើងសប្បាយចិត្តតែដល់ពេលយើងអត់បានជួបគេវាធ្វើឲ្យយើងខូចចិត្តអញ្ចឹងវិធីសាស្ត្រដើម្បីសប្បាយចិត្តវាមានច្រើនទម្រង់ណាពេលខ្លះអ្នកខ្លះខូចចិត្តគាត់ទៅច្រៀងអ្នកខ្លះខូចចិត្តគាត់ទៅផឹកអីចឹងទៅអញ្ចឹងយើងដែលជាអ្នកខូចចិត្តយើងត្រូវយល់យើងត្រូវចេះវិធីក្នុងការកែប្រែសាច់រឿងរបស់យើងការដែលគេចាក់ចេញទៅនឹងយើងត្រូវតែរៀនទទួលស្គាល់ថាយើងអត់អាចខាត់គាត់បានហើយក៏យើងអត់អាចកែប្រែស្អីដែលជាជំរឿនរបស់គាត់កើតទេមិនថាយើងវល់លន់តួមិនក៏ដោយបើគេចង់ទៅគឺចង់ទៅហើយអញ្ចឹងចង់មិនចង់យើងត្រូវតែទទួលស្គាល់ប្រឡោះហ្នឹងបន្ទាប់ពីយើងទទួលស្គាល់ប្រឡោះហ្នឹងហើយសួរថាយើងធ្វើអីបានទៀតអ្វីបន្ទាប់ដែលយើងត្រូវធ្វើយើងត្រូវយល់ថាអញ្ចឹងរាល់អារូបភាពសប្បាយដែលយើងធ្លាប់មានជាមួយគាត់រាល់ការចងចាំទាំងអស់ដែលយើងធ្វើជាមួយគាត់ឬក៏រាល់អាការលះបង់ដែលយើងធ្លាប់ធ្វើដើម្បីគាត់មិនមែនមានន័យថាវាលែងមានតម្លៃទេវាគឺជាការចងចាំមួយដែលយើងអាចរៀនជាមេរៀនបានថានឹងយើងគឺជាមនុស្សដែលមានលទ្ធភាពស្រឡាញ់អ្នកដទៃបានខ្លាំងក្នុងកម្រិតហ្នឹងយើងគឺជាមនុស្សដែលគ្រាន់បើឲ្យអស្ចារ្យណាស់ដែលមានលទ្ធភាពអាចផ្ដល់ក្តីស្រឡាញ់ដ៏ល្អមួយទៅឲ្យគេក្នុងកម្រិតហ្នឹងឥឡូវចែកដល់មនុស្សហ្នឹងលែងមានលទ្ធភាពទទួលអញ្ចឹងយើងត្រូវរៀនវិច្ចខ្ចប់អាគុណតម្លៃហ្នឹងអាលទ្ធភាពដែលយើងអាច care ពីអ្នកណាខ្លាំងកម្រិតណាហ្នឹងយើងវិច្ចខ្ចប់វាឲ្យស្អាតហើយយើងកាន់វាយកទៅរកអ្នកផ្សេងណាដែល
គេប្រហែលជាឲ្យតម្លៃបងបកកែ care បើអញចូលចិត្ត care ពីគេពីឯងអញ្ចឹងបើអញ care ពីខ្ញុំបណ្ដោយទៅអញ្ចឹងឃើញអញ្ចឹងយើងត្រូវចេះវិចខ្ចប់អំពើល្អសកម្មភាពល្អដែលយើងធ្លាប់ធ្វើហើយហ៊ានធ្វើសម្រាប់អ្នកដទៃក្នុងកម្រិតហ្នឹងលះបង់គ្រប់យ៉ាងដើម្បីគេហ្នឹងខ្ចប់វាឲ្យស្អាតយកទៅលះបង់ឲ្យអ្នកផ្សេងមួយទៀតអញ្ចឹងប្រហែលសួរថាចុះបើលះបង់ទៅខុសហើយយើងខុសចិត្តទៀតកន្លែងនេះយើងអាចកែបានស្ថានភាពហ្នឹងយើងត្រូវតែឆ្លាតយើងត្រូវតែរៀនចេះមើលមនុស្សមុននឹងយើងលះបង់ស្អីទៅឲ្យអ្នកណាមួយយើងត្រូវចេះយល់ថាតើបុគ្គលហ្នឹងគាត់ចេះទទួលឬក៏អត់ពេលយើងធ្វើល្អឲ្យគេអញ្ចឹងទៅយើងឃើញគេចេះអរគុណជាមួយយើងឬក៏អត់គេចេះយកចិត្តទុកដាក់ជាមួយនឹងការផ្ដល់ឲ្យរបស់យើងអត់តិចតួចក្តីអ្នកនឹងមើលរំលងតែកាលណាយើងចេះមើលមនុស្សអញ្ចឹងពេលដែលយើងលះបង់ស្អីឲ្យស្អីទៅអ្នកណាថ្ងៃក្រោយយើងអត់មានអារម្មណ៍ខូចចិត្តនឹងអាការនឹងទេព្រោះអីវាយើងស្គាល់មនុស្សនឹងរៀងគ្រាន់បើជាងមុនអ្នកដែលយើងស្គាល់ខាងក្រោយនឹងគាត់អាចថាចេះមើលឃើញចេះយកចិត្តទុកដាក់ចឹងទៅគាត់ចេះតែសើយើងថាបាទបងចាបងដែលបងធ្វើល្អជាមួយអូនចឹងទៅវាសប្បាយចិត្តអូនស្រឡាញ់បងចេះពីចេះ3ចឹងទៅវាក៏ធ្វើឲ្យយើងរីករាយកាន់តែចង់ធ្វើល្អបន្ថែមទៀតហើយអញ្ចឹងយើងមានអត្តសញ្ញាណជាមនុស្សដែលធ្វើច្រើនដើម្បីគេយើងមានអត្តសញ្ញាណជាមនុស្សដែលលះបង់ច្រើនដើម្បីគេនៅពេលណាដែលយើងលះបង់ទៅត្រូវមនុស្សអ្នកដែលយើងលះបង់ឲ្យនឹងគេសប្បាយចិត្តគេអរគុណយើងក៏រីករាយដែរព្រោះយើងវាឆ្ងាញ់ត្រង់ហ្នឹងវាចូលចិត្តអញ្ចឹងតែបើសិនជាយើងលះបង់ទៅឲ្យគេទៅគេអត់អរគុណជាមួយយើងឬក៏គេហាក់បីដូចជាមិនសូវមើលឃើញអាស្អីដែលយើងលះបង់ហ្នឹងវាចេះធ្វើឲ្យយើងលហលហើយព្រោះយើងគឺជាមនុស្សប្រភេទអញ្ចឹងខ្ញុំគិតថាប្រហែលជាខ្ញុំនិយាយច្រើនពេកខ្ញុំចង់តម្លាក់ក្បាលមីក្រូចប់ប៉ុណ្ណឹងខ្ញុំអត់ដឹងថាយល់ប៉ុណ្ណាទេបើសិនជាមិនយល់ទៀតអាចសួរបន្ថែមទៀតបានអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូប៉ុណ្ណឹងវីដេអូនេះខ្ញុំចង់ធ្វើជារួមមួយផ្ញើជូនទៅឲ្យបងប្អូនប្រុសៗយើងណាដែលមានបញ្ហាស្រដៀងគ្នាចាស់ស្ដីខ្ញុំចាប់បានពីបងប្រុសម្នាក់នេះខ្ញុំគិតថាវាអាចសរុបជារួមសម្រាប់ករណីធំមួយចំនួនបងប្រុសដែលមានបញ្ហាស្រដៀងនេះអាចស្ដាប់បានខ្ញុំចាប់ពីបងប្រុសហ្នឹងគាត់និយាយថាចេះគាត់ថាខ្ញុំសុំទោសផងប្រហែលជាបងឆ្លើយសំណួរនឹងច្រើនដងមកហើយប៉ុន្តែគាត់នៅតែមិនយល់គាត់ថាគាត់ស្រឡាញ់គ្នាជាមួយនឹងដៃគូគាត់ហ្នឹងគឺ1ឆ្នាំជាងគាត់ធ្វើច្រើនដើម្បីគេគាត់លះបង់ច្រើនដើម្បីគេទាំងអស់លះបង់ខ្លាំងមែនទែនអញ្ចឹងហើយសុកក៏អត់យល់ហ្នឹងគឺខាងស្រីប្រាប់ថាសុំបែកដល់អត់មានចង់ពាក់ព័ន្ធអីទៀតទេហើយសម្រាប់គាត់ដែលជាអ្នកលះបង់ច្រើនគាត់រនឹកហេតុផលអីផ្សេងអត់ឃើញសោះហ្មងគាត់ដឹងថាហេតុអីដែលវាអាចនាំមកដល់ស្ថានភាពនេះអញ្ចឹងវាពិតជាពិបាកយល់សម្រាប់គាត់ហើយចំណុចមួយទៀតដែលគាត់លើកមកគួរឲ្យចាប់អារម្មណ៍គឺនៅពេលដែលគាត់និយាយសួរខ្ញុំថាតើស្ថានភាពគាត់នឹងវាមានន័យថាម៉េចគាត់នឹងជាមនុស្សប្រភេទម៉េចដែលធ្វើច្រើនដើម្បីគេបែរជាគេមើលអត់ឃើញគុណតម្លៃអីសោះគេដើរចោលគាត់ទាំងស្រុងអញ្ចឹងដោយអត់មានឲ្យហេតុផលអីឬមួយគាត់ជាមនុស្សដែលខ្វះក្តីស្រឡាញ់ខ្លាំងឬក៏យ៉ាងណាគាត់សួរខ្ញុំថាគាត់ជាមនុស្សប្រភេទម៉េចពាក្យថាខ្វះក្តីស្រឡាញ់ដែលគាត់លើកឡើងហ្នឹងណាវាជាពាក្យគួរចាប់អារម្មណ៍មួយដែរព្រោះនៅក្នុងវីដេអូខ្ញុំពីដើមមកខ្ញុំនិយាយភាសាអញ្ចឹងច្រើនហើយខ្ញុំតែងតែលើកសម្ដៅទៅកាន់ចំពោះមនុស្សមួយក្រុមហ្នឹងដែលខ្ញុំតែងតែនិយាយភាសាថាយើងគឺជាក្រុមមនុស្សដែលឃ្លានក្តីស្រឡាញ់ខ្លាំងអញ្ចឹងណាឃ្លានហ្នឹងគឺដាច់ដាបស្រែកឃ្លានខ្លាំងមែនទែនជាក់ស្ដែងក្នុងវីដេអូនេះខ្ញុំចង់បកស្រាយឃ្លានហ្នឹងបណ្ដោយទៅថាវាមានន័យថាម៉េចហេតុអីបានជាយើងលើកវាមកនិយាយស្ថានភាពដែលមនុស្សឃ្លានក្តីស្រឡាញ់ខ្លាំងហ្នឹងនិយាយភាសាសាមញ្ញមានន័យថាយើងអត់សូវទទួលបានក្តីស្រឡាញ់ហើយនៅពេលដែលយើងអត់សូវទទួលបានក្តីស្រឡាញ់អញ្ចឹងទៅចំពេលយើងហេវវាយើងឃ្លានតែកាលណាយើងឃ្លានយើងអត់សូវទទួលបានច្រើនថែមជាងនឹងទៀតអត់សូវមានអីប៉ះប៉ូវធ្វើឲ្យយើងកាន់តែកោពោះកាន់តែដាច់ដាបអញ្ចឹងនៅពេលដែលមនុស្សយើងដាច់ដាបគឺយើងអាចធ្វើច្រើនមែនទែនដើម្បីតែទទួលស្គាល់បាននៅអាពាក្យថាស្រឡាញ់ហ្នឹងអញ្ចឹងយើងនឹងធ្វើលើសខុសប្រក្រតីច្រើនណាស់ទាំងដាច់ដាបដើម្បីទៅទទួលបានអារម្មណ៍ sweet ឬក៏អារម្មណ៍ល្អៗទាំងអស់ហ្នឹងដែលកើតចេញពីភាសាថាស្នេហាដែលគាត់មាននឹងអញ្ចឹងហេតុអីបានជាយើងអាចដៅបានថាបុគ្គលនឹងឃ្លានក្តីស្រឡាញ់ឬក៏យ៉ាងម៉េចយ៉ាងម៉ាហ្នឹងកន្លែងនេះខ្ញុំចង់បញ្យល់ទៅមូលហេតុបន្តិចតួចថាចាបើយើងចង់ដឹងថាយើងឃ្លានក្តីស្រឡាញ់ឬក៏អត់ណាខ្ញុំអាចលើកឧទាហរណ៍មួយថាចាឧបមាថាយើងនៅក្មេងអញ្ចឹងណាយើងនៅក្មេងពីទូចមកយើងកើតនៅក្នុងសង្គមមួយដែលមានឪពុកម្ដាយឬក៏អ្នកជុំវិញខ្លួននឹងមិនសូវជាចូលចិត្តយើងទេអញ្ចឹងណាមិនសូវស្រឡាញ់យើងហើយប្រហែលជាធ្លាប់និយាយស្ដីឬក៏ប្រើប្រាស់ភាសារិះគន់យើងច្រើនស្អប់យើងច្រើនមិនស្អប់ឯអាចថាទោះបីស្រឡាញ់ក៏មិនបង្ហាញឲ្យដឹងហើយក៏មិនដែលទៅទ្រលួងយើងដែរខ្ញុំអាចនិយាយភាសាមួយទៀតថាយើងគឺជាកូនដែលបែបពោជ្រុះ
ម៉ែពោជ្រុះនឹងមានន័យថាម៉េចមិនថាម៉ែយើងចង់ពោឬមិនចង់ពោឬក៏គាត់រវល់ទៅធ្វើតរៈណាមួយរស់ស៊ីដើម្បីចាំយើងកណ្ដោយគឺគាត់អត់មានពេលមកពោយើងលើកដាក់បីបមយើងពេញទីទេអញ្ចឹងនៅពេលដែលយើងដួលក៏អត់ដែលមានពេលមកទ្រយើងហើយថែមទាំងអាចវាយដៃវាយជើងយើងបន្ទោសយើងថាយើងនឹងធ្វើអញ្ចេះធ្វើអញ្ចោះហើយយើងក៏មិនដែលទទួលបានអារម្មណ៍ស្រឡាញ់ឬក៏ថ្នាក់ថ្នមនឹងពេញទីអញ្ចឹងទៅហើយថែមទាំងបាក់ទឹកចិត្តច្រើនពីអាក្តីស្រឡាញ់ដែលយើងចង់បានពីម៉ែឪនឹងបែរជាម៉ែឪមិនឲ្យហើយថែមទាំងផ្ដាច់របបយើងទៀតអញ្ចឹងផ្ដាច់របបយើងតាមរយៈស្ដីថាឲ្យយើង demotivate យើងខ្លាំងមែនទែនមានន័យថាវាយប្រហារទឹកចិត្តយើងមែនទែនអញ្ចឹងដល់តែពេលយើងធំឡើងរាល់ពាក្យពេចន៍ពីរោះពិសាឬក៏ចំណុចល្អផ្សេងដែលអ្នកដទៃអាចសង្កេតឃើញយើងនឹងអត់មានអារម្មណ៍ថាចង់ជឿវាទេពីព្រោះយើងអត់ដែលសូវទទួលបានវាឬក៏យើងសឹងតែមិនដែលស្គាល់វាថាយ៉ាងម៉េចណាយើងអត់ដែលមើលឃើញថាខ្លួនឯងជាមនុស្សល្អទេយើងតែងតែខុសច្រើនទើសច្រើនទាស់ច្រើនអញ្ចឹងដល់ពេលដែលមានអ្នកណាអាចបើកចិត្តមើលមកយើងឃើញថាយើងជាមនុស្សល្អទៅសើយើងឬក៏បង្ហាញសញ្ញាថាចាប់អារម្មណ៍បង្ហាញក្តីស្រឡាញ់មកចំពោះយើងរោគសញ្ញាទី1គឺយើងអត់ដែលស្គាល់វាគឺយើងបដិសេធអត់ទទួលមូលហេតុដែលយើងបដិសេធអត់ទទួលនឹងគឺដោយសារតែអារម្មណ៍ដែលកើតចេញមកពីពាក្យទៅសារដូចជាអារម្មណ៍រីករាយអារម្មណ៍លួចរំភើបអារម្មណ៍ចង់ជឿបន្តិចអត់បន្តិចអីទាំងឡាយហ្នឹងគឺជាអារម្មណ៍ដែលខួរក្បាលឬក៏ចិត្តយើងប្រាប់ថាអានេះថ្មីសម្រាប់អញបើអញអត់ដែលស្គាល់វាថាជាស្អីវាហាក់បីដូចជាស្គៀឬក៏ទឹះអញ្ចឹងល្អឬអាក្រក់អញអត់ខ្វល់ទេអញរុញវាចោលព្រោះអញអត់ចូលចិត្តអាថ្មីនឹងប្រមាណទេខួរក្បាលយើងចូលចិត្តតែស្អីដែលយើងស៊ាំជាមួយវាអញ្ចឹងបើយើងស៊ាំជាមួយពាក្យអាសក្រៀមឬក៏ពាក្យមិនសូវជាពិរោះឬក៏អីអញ្ចឹងរាល់តែពេលដែលគេនិយាយពាក្យពិរោះជាមួយយើងគឺយើងស្គៀហ្មងអញ្ចឹងហើយបានជាថានៅពេលដែលយើងធំឡើងយើងចាប់ផ្ដើមចេះស្រឡាញ់ស្រីមនុស្សស្រីណាដែលនិយាយផ្អែមជាមួយយើងយកចិត្តទុកដាក់ជាមួយយើងឬក៏បង្ហាញអារម្មណ៍វិជ្ជមានមួយយើងច្រើនឬក៏ទៅសារយើងច្រើនវាពិបាកមែនទែនសម្រាប់យើងទៅទទួលជឿវាអញ្ចឹងយើងអត់ស្រឡាញ់ទេអញ្ចឹងយើងសម្រេចចិត្តថាអញអត់ជឿថាគេស្រឡាញ់អញផងអញ្ចឹងនៅពេលដែលយើងអត់ជឿថាគេស្រឡាញ់ណាសកម្មភាពដែលកើតចេញមកពីអាហ្នឹងគឺយ៉ាងម៉េចយើងនឹងច្រឹបគាត់ចោលយើងនឹងផ្ដាច់គាត់ចោលយើងគិតថាអញអត់គួររំភើបនឹងអាហ្នឹងវាអត់មានអីមែនទេណាអញ្ចឹងអញផ្ដាច់ខ្លួនអញចោលទៅកុំឲ្យអញទៅអង្គុយសម័យថាមែនព្រោះអីគេប្រហែលជាមិនស្រឡាញ់អញទេគេគ្រាន់តែនិយាយដើម្បីហេតុផលអីផ្សេងអញ្ចឹងគឺអត់អាចជឿថាវាជាក្តីស្រឡាញ់មែនទេអញ្ចឹងសួរថាបើសិនជាយើងមិនស្រឡាញ់មនុស្សដែលស្រឡាញ់យើងហ្នឹងវាកើតអីបន្ទាប់ទៀតនៅពេលដែលយើងមិនព្រមទទួលស្រឡាញ់មនុស្សដែលស្រឡាញ់យើងក៏ចាប់ផ្ដើមទៅតាក់ចិត្តចាប់អារម្មណ៍តែជាមួយមនុស្សណាដែលមិនសូវបង្ហាញសញ្ញាស្រឡាញ់យើងយល់ទេអញ្ចឹងបានជាវាមានឃ្លាខ្លះគេតែងតែនិយាយហ្នឹងថាហេតុអីបានជាយើងមិនទៅស្រឡាញ់មនុស្សដែលព្រមស្រឡាញ់យើងបែរជាយើងចូលចិត្តតែស្រឡាញ់មនុស្សដែលមិនសូវស្រឡាញ់យើងគឺភាគច្រើនវាចេញមកពីចន្លោះមួយហ្នឹងមនុស្សដែលស្រឡាញ់យើងមែនយើងអត់សូវមើលទេយើងអត់សូវចាប់អារម្មណ៍ទេយើងរុញគាត់ចេញព្រោះយើងពិបាកជឿថាយើងជាមនុស្សល្អយើងអត់អាចបើកចិត្តទទួលយកគាត់បានទេព្រោះយើងគិតថាគាត់ប្រហែលជាកុហកអញឬក៏គាត់ប្រហែលជានិយាយមិនត្រង់ជាមួយអញអត់មានចំណុចល្អអីផងហេតុអីមកស្រឡាញ់អញព្រោះអាហ្នឹងគឺជាសញ្ញាបញ្ជាក់ថាខ្លួនឯងនឹងបានស្អប់ខ្លួនឯងទៅហើយពីព្រោះសង្គមពីមុនហ្នឹងបង្រៀនឲ្យយើងនឹងស្អប់ខ្លួនឯងថាយើងនឹងគ្មានគុណតម្លៃអីល្អទេព្រោះម៉ែយើងតែងតែប្រាប់យើងយើងតែងតែស្ដីថាឲ្យយើងថាយើងមិនដែលជាមនុស្សល្អទេរឿងអីគេមកប្រាប់ថាយើងល្អយើងទៅជឿងាយអញ្ចឹងយើងរុញគាត់ចោលយើងស្អប់ខ្លួនឯងមុនគេស្អប់យើងទៀតអញ្ចឹងយើងចាប់ផ្ដើមស្អប់ខ្លួនឯងយើងរុញទៅអញ្ចឹងបានជាឃ្លាមួយទៀតដែលគេនិយាយនោះក៏គេថាដែរគ្មាននរណាស្រឡាញ់យើងបានទេបើសិនជាយើងស្អប់ខ្លួនឯងមែនអញ្ចឹងទោះបីមនុស្សល្អទាំងអស់ហ្នឹងមកចាប់អារម្មណ៍ស្រឡាញ់យើងនិយាយព្រោះនិយាយអីជាមួយយើងក៏យើងអត់ទទួលដែរពីព្រោះយើងស្អប់ខ្លួនឯងបាត់ទៅហើយប៉ុន្តែបើសិនជាមានមនុស្សណាដែលចាប់ផ្ដើមនិយាយអវិជ្ជមានឬក៏មនុស្សណាដែលបង្ហាញថាមិនសូវជាយល់ស្របជាមួយយើងច្រើនទេចូលចិត្តតែប្រកែកជាមួយយើងឬក៏ចូលចិត្តតែបង្ហាញសញ្ញាថាមិនសូវចាប់អារម្មណ៍យើងគឺយើងនឹងស្រឡាញ់ខ្លាំងព្រោះយើងគិតថាអ្នកនឹងមែនតែនជាមួយយើងបើគេថាអត់ចូលចិត្តយើងដោយសារចំណុចនេះយើងជឿគេទាំងស្រុងថាស្អីដែលគេនិយាយឬក៏មើលឃើញឬក៏កាត់សេចក្តីថាយើងជាមនុស្សខ្វះនេះខ្សោយអានោះខ្ញុំអត់ចូលចិត្តអ្នកឯងទេខ្ញុំអត់អាចស្រឡាញ់បងឯងបានទេដោយសារបងឯងខ្សោយអានេះខ្សោយអានោះអញ្ចឹងសួរនៅពេលដែលយើងទទួលជឿថានឹងមែនតែនវាមានន័យថាម៉េចវានឹងធ្វើឲ្យយើងចាប់ផ្ដើមប្រឹងកែចំណុចអាក្រក់ហ្នឹងព្រោះយើងជឿថាវាមែនគេមើលឃើញចំណុចអវិជ្ជមានរបស់អញអញ្ចឹងអញចាប់ផ្ដើមទាត់វាចោលអញខំប្រឹងពុតខ្លួនឯងដើម្បីទៅស្រឡាញ់គេសម័យថាបើសិនជាយើងធ្វើបានល្អអញ្ចឹងទៅយើងចាប់ផ្ដើមទាត់ចោលបញ្ហាយើងចាប់ផ្ដើមរណបគេច្រើនដ
ដាច់ដាបយើងចាប់ដើមធ្វើដើម្បីគេច្រើនដល់តែពេលដែលយើងធ្វើដើម្បីគេច្រើនហ្នឹងក្នុងចិត្តយើងចាប់ដើមទិញថាបើអញធ្វើច្រើនដើម្បីគេទៅប្រហែលជាមានឱកាសគេមើលឃើញអញថាមានតម្លៃហើយគេស្រឡាញ់អញឃើញទេអញ្ចឹងយើងនឹងធ្វើគ្រប់យ៉ាងដើម្បីតែឲ្យគេមើលឃើញថាយើងល្អវេលាដែលយើងកំពុងតែធ្វើបដាដើម្បីគេបដាហ្នឹងគឺចិត្តយើងលួចបន្ទិញថាបើអញប្រឹងតិចទៀតប្រហែលជាគេមើលឃើញគុណតម្លៃអញល្អបើអញប្រឹងជាងនឹងតិចទៀតខំប្រឹងធ្វើដើម្បីគេច្រើនប្រហែលជាអាចធ្វើឲ្យគេនឹងស្រឡាញ់អញបានទេព្រោះពេលហ្នឹងគឺមានន័យថាស្អីដែលអញខំធ្វើដើម្បីគេគឺវាមានតម្លៃអញ្ចឹងគុណតម្លៃទាំងស្រុងរបស់ខ្លួនឯងគឺយើងយកវាទៅបន្ទប់លើការលះបង់តើតែយើងលះបង់នៅក្នុងកម្រិតនេះតើតែយើងបូជាកាយចិត្តចំពោះគេកម្រិតនេះហើយគេមើលឃើញថាល្អទើបយើងសប្បាយចិត្តទទួលយកថាយើងជាមនុស្សល្អមែនតែបើសុកអាណាតសាយើងស្រាប់ថាយើងជាមនុស្សល្អគឺយើងអត់ជឿទេអាណាមកស្រឡាញ់យើងងាយក៏យើងអត់ជឿដែរអញ្ចឹងហើយសរុបមកវិញសម័យថ្ងៃមួយមនុស្សដែលគាត់ឃើញយើងល្អខ្លះអីខ្លះពេលដែលយើងប្រឹងធ្វើឧបមាថាថ្ងៃមួយយើងធ្លាក់ដៃអត់សូវបានធ្វើគេក៏ស្រកចិត្តស្រឡាញ់ជាមួយយើងដែរគេអាចចូលចិត្តយើងនៅពេលដែលយើងធ្វើល្អជាមួយគេនៅក្នុងកម្រិតមួយប៉ុន្តែគ្រាន់តែយើងធ្លាក់ដៃមកបន្តិចដោយសារហេតុផលណាមួយវាធ្វើឲ្យគេស្រកអារម្មណ៍លឿនមកពួកអីគេអត់ដែលមានចិត្តមានចេតនាចង់ស្រឡាញ់យើងពេញទីទេទោះបីយើងខំប្រឹងខ្លាំងយើងខំលះបង់ខ្លាំងប៉ុណ្ណាក៏ដោយអាទាំងអស់ហ្នឹងគឺមានន័យតិចខ្លាំងមែនតើពីព្រោះអីជាមួយអ្នកផ្សេងណាផ្សេងក៏គេអាចធ្វើច្រើនដើម្បីគាត់លើសយើងទៀតអញ្ចឹងបើយកយើងទៅប្រៀបធៀបជាមួយអ្នកដទៃបើសិនតែយើងធ្វើប៉ុណ្ណឹងយើងថាធ្វើខ្លាំងក៏ដោយតែបើអ្នកដទៃផ្សេងគេធ្វើខ្លាំងលើសយើងគឺអត្រាដែលបកគលដែលយើងព្យាយាមប្រកួតប្រជែងហ្នឹងគឺគាត់នឹងរត់ទៅរកគេពីព្រោះយើងអត់ដឹងថាយើងធ្វើច្រើននឹងច្រើនកម្រិតណាខ្លាំងកម្រិតណានៅក្នុងខ្សែភ្នែករបស់ភាគីខាងស្រីដែលយើងព្យាយាមតាមស្រឡាញ់នឹងឯងអញ្ចឹងបើសិនជាមានប្រុសផ្សេងណាធ្វើល្អលើសនឹងឲ្យលុយចាយច្រើនលើសនឹងចំលើសនឹងគឺគាត់ទៅរកគេហើយយើងនេះគឺយើងទោះយើងធ្វើប៉ុណ្ណឹងយើងគិតថាច្រើនប៉ុន្តែជាងការវាអាចមានតម្លៃក្នុងកម្រិតមួយឯងអញ្ចឹងយើងអាចយករង្វាស់បរិមាណដែលយើងធ្វើនឹងមកស្រែកជារួមថាខ្ញុំធ្វើច្រើនដើម្បីគេខ្លាំងណាស់បងហេតុអីបានជាគេមិនអាចស្រឡាញ់ខ្ញុំអញ្ចឹងនឹងបញ្ហាវានៅត្រង់ហ្នឹងបរិមាណច្រើនដែលយើងឃើញនោះវាអាចតិចពេកសម្រាប់គេក៏ថាបានដែរប៉ុន្តែมันមានន័យថាគេខុសទេហើយក៏មិនមានន័យថាយើងត្រូវឬក៏មិនមានន័យថាយើងខុសដែរវាអត់មែនពាក់ព័ន្ធនឹងត្រូវខុសហើយវាគ្រាន់តែមានន័យថាការយកឃើញរបស់យើងការយកឃើញរបស់គាត់ហើយនឹងវិធីសាស្ត្រដែលយើងធ្វើដើម្បីទទួលបានក្តីស្រឡាញ់នឹងវាអាចមិនជាសមប្រកបឲ្យយើងទៅរកមនុស្សដែលស្រឡាញ់យើងពិតប្រាកដបានទេត្រូវចាំថាតើកាលណាយើងដាច់ដាបអត់ឃ្លានក្តីស្រឡាញ់ហើយយើងនឹងធ្វើលើសធ្វើខុសធ្វើខ្វះធ្វើអីវាខុសប្រក្រតីច្រើនណាស់តម្រាំទទួលបានអារម្មណ៍ល្អនឹងប៉ុន្តែក៏មិនមែនមានន័យថាវាគឺជាវិធីត្រឹមត្រូវដែរអញ្ចឹងបានគេឲ្យយើងចាប់ផ្ដើមស្រឡាញ់ខ្លួនឯងឲ្យច្រើនទៅយើងរៀនស្រឡាញ់ខ្លួនឯងយើងដឹងអំពីគុណតម្លៃរបស់យើងបើយើងធ្វើល្អចំពោះបុគ្គលមួយហើយបុគ្គលមួយនឹងគាត់មើលហើយគាត់មិនសូវជាបង្ហាញសញ្ញាថាទទួលស្គាល់ទទួលយល់ឬក៏មើលឃើញទេយើងត្រូវតែរៀនទទួលស្គាល់ថាប្រហែលជាគាត់អត់មានលទ្ធភាពឲ្យតម្លៃយើងកើតទេហើយបើសិនជាគុណតម្លៃដែលយើងបង្ហាញចេញទៅវាមានតម្លៃតិចពេកនៅក្នុងខ្សែភ្នែកបុគ្គលមួយយើងគួរតែហ៊ានដកត្រឡប់យកមកវិញបន្តបើកចិត្តទៅរាប់អានអ្នកថ្មីណាដែលគេមើលឃើញគុណតម្លៃនៃការលះបង់របស់យើងអញ្ចឹងអាហ្នឹងវារៀងសំប្រកបជាងតែបើយើងខំប្រឹងធ្វើដើម្បីតែបុគ្គលមួយក៏ព្រោះតែឃ្លានចង់ឲ្យគេទៅសើចង់ឲ្យគេមើលឃើញដល់ពេលសុកគេមើលលែងឃើញគេមិនទៅជាទៅសើយើងឈឺចាប់នៅក្នុងកម្រិតហ្នឹងឯងអញ្ចឹងបានជាក្នុងភាសាដែលបងប្រុសនឹងគាត់សរសេរប្រាប់ខ្ញុំថាគាត់ធ្វើច្រើនដើម្បីគេណាប៉ុន្តែហេតុអីបានជាគេមើលអត់ឃើញគុណតម្លៃហ្នឹងហើយសុកគេដើរចេញពីយើងទាំងអត់មានផ្ដល់ដំណឹងអីទាំងអស់ហើយដោយសារតែយើងវាមិនអស់ចិត្តនឹងឯងធ្វើឲ្យយើងនៅតែនឹកកន្លែងហ្នឹងអញ្ចឹងបើចង់ងើបចេញពីស្ថានភាពហ្នឹងគឺមានតែមួយទេខ្ចប់ខ្លួនឯងសារថ្មីយើងត្រូវយល់ឲ្យច្បាស់ពីគុណតម្លៃខ្លួនឯងពីបញ្ហារបស់ខ្លួនឯងពីស្ថានភាពរបស់ខ្លួនឯងយល់វាក្នុងក្រៅរួចត្រូវដឹងថាតើយើងជាបុគ្គលប្រភេទហ្នឹងចរិតអញ្ចឹងជាមនុស្សដែលលះបង់ច្រើនទៀមទាអារម្មណ៍ចេះទៀមទាអារម្មណ៍ចុះពីដៃគូតែអ្នកណាដែលចង់ឲ្យយើងទៅទៀមទាជាមួយពីគាត់បើយើងឲ្យទៅអ្នកនេះចេះអរគុណបើយើងឲ្យទៅអ្នកនោះមើលឃើញគុណតម្លៃយើងអត់អញ្ចឹងបើបកគោលមួយនោះអត់មានលទ្ធភាពមើលឃើញគុណតម្លៃយើងទេយើងអាចអញ្ជើញទៅបើកចិត្តរហូតអ្នកផ្សេងបានហើយឈប់ខ្វល់ច្រើនទៅលើរឿងថាយើងត្រូវតែដាច់ដាបយើងត្រូវតែធ្វើដើម្បីឲ្យបុគ្គលនឹងមើលឃើញចំណុចល្អរបស់យើងមិនថាយើងល្អខ្លះទៅលាយអាក្រក់ខ្លះទៅមានវិជ្ជមានអវិជ្ជមានចូលគ្នាខ្លះទៅបើយើងធ្វើតាមបែបយើងទៅហើយយល់ទេយើងគិតថាសប្បាយចិត្តហើយអ្នកដទៃគេឲ្យតម្លៃដែរអញ្ចឹងអានោះយើងអាចបើកចិត្តរាប់អានគេបានដែរតែបើសិនជាអត់ទេយើងកុំប្រឹងធ្វើច្រើនឬក៏ដាច់ដាបខ្លាំងពេកដើម្បីទៅទទួលបានក្តីស្រឡាញ់ពីបុគ្គលម្នាក់វានឹងធ្វើឲ្យយើងដាច់ដាបហើយវានឹងធ្វើឲ្យយើងឈឺចាប់ក្នុងកម្រិតហ្នឹងអញ្ចឹងខ្ញុំគិតថាមានតែប៉ុណ្្នឹងទេខ្ញុំមិនដឹងថាយល់ឬក៏អត់ទេ
សន្មតថាចប់សំណួរនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ហ្នឹងខ្ញុំគិតថាដំបូងវាស្រាលប៉ុន្តែដល់ពេលដែលខ្ញុំសិក្សារៀងស៊ីជម្រៅទៅខ្ញុំគិតថាបងប្អូនយើងក៏ប្រហែលជាមានបញ្ហាស្រដៀងបងប្រុសម្នាក់ហ្នឹងចឹងអញ្ចឹងចង់ដឹងថាវាស្រដៀងឬក៏អត់ខ្ញុំនឹងអានចែកបងប្អូនឲ្យយល់បន្តិចបងប្រុសហ្នឹងគាត់ឆាតមកខ្ញុំខ្លីទេគាត់សួរថាអញ្ចេះបងហេតុអីពេលដែលខ្ញុំនៅក្បែរនាងខ្ញុំអត់សូវស្រឡាញ់នាងទេប៉ុន្តែនៅពេលដែលខ្ញុំបែកពីនាងទើបខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់នាងខ្លាំងណាស់សូម្បីតែជីវិតក៏ព្រមឲ្យនាងដែរឲ្យតែនាងព្រមត្រឡប់មករកខ្ញុំវិញហើយពីមុនខ្ញុំគឺជាមនុស្សសាវ៉ាណាស់ប៉ុន្តែតាំងពីមានគាត់មកក៏ខ្ញុំមិនដែលសាវ៉ាទៀតដែរខ្ញុំស្រឡាញ់គ្នានឹងក៏5ឆ្នាំមកហើយប៉ុន្តែឥឡូវហ្នឹងនៅពេលដែលខ្ញុំឲ្យតាយាយរបស់ខ្ញុំទៅដណ្ដឹងគាត់ក៏គាត់បែរជាមិនព្រមយកខ្ញុំទៅវិញអញ្ចឹងសំណួរគាត់មានតែប៉ុណ្្នឹងទេខ្ញុំអាចក្តាប់សាច់ការត្រឡប់មកវិញថាគាត់មានចម្ងល់1 2 3 4ដែលខ្ញុំអាចនឹងចង់ចែករំលែកជូនទៅគាត់ទី1គឺនៅពេលដែលគាត់នៅចិត្តក៏អត់មានអារម្មណ៍ថាស្នេហានឹងសំខាន់ឬក៏គួរឲ្យស្រឡាញ់ទេប៉ុន្តែនៅពេលដែលគាត់ឃ្លាតឆ្ងាយគាត់បែរជាមានអារម្មណ៍ថាស្រឡាញ់ជាងមុនហើយចង់បាននាងខ្លាំងហើយក៏គាត់បានសម្ដែងបញ្ចេញនៅអារម្មណ៍ថាប៉ះពាល់ផ្លូវចិត្តឬក៏គាត់ថាហ៊ានសំបីតែឲ្យជីវិតទៅគេឲ្យតែនាងព្រមយកគាត់ត្រឡប់ទៅវិញហើយចុងក្រោយបន្ទាប់ដែលជាបញ្ហាដែលខ្ញុំមើលឃើញហ្នឹងគឺគាត់អត់យល់ថាហេតុអីបានជាស្រឡាញ់គ្នា5ឆ្នាំដែរនៅពេលដែលគាត់អាចថាលែងសាវ៉ាអីអស់ហើយគាត់ព្យាយាមទៅដណ្ដឹងពេញទីបែរជាគេលែងយកគាត់ហើយគាត់ប្រហែលជាពិបាកក្នុងការយល់ស្ថានភាពរបស់គាត់ថាហេតុអីបានជាវាអញ្ចឹងបន្ទាប់ពីខ្ញុំសិក្សាទៅលើគាត់ទៅខ្ញុំសម្គាល់ឃើញថាអញ្ចេះនៅក្នុងភាសាសរសេរដែលគាត់ប្រាប់មកខ្ញុំហ្នឹងស្អីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺឃ្លាមួយដែលគាត់និយាយថាស្រឡាញ់គ្នា5ឆ្នាំនៅពេលដែលយាយតារបស់ខ្ញុំទៅដណ្ដឹងបែរជាគេមិនយកខ្ញុំពាក្យយាយតានេះបើសិនជាខ្ញុំសិក្សាស៊ីជម្រៅទៅកន្លែងនេះយើងអាចមានន័យថាអញ្ចេះប្រហែលជាគាត់គឺជាមនុស្សកំព្រាគាត់កើតចេញមកពីគ្រួសារដែលប្រហែលជាមិនមានឪពុកម្ដាយខ្ញុំចង់ឲ្យបងប្អូនស្វែងយល់បន្តិចថាអញ្ចឹងហេតុអីបានជាខ្ញុំលើកវាយកមកនិយាយជាសំខាន់ពាក់ព័ន្ធទៅលើអវត្តមានរបស់ឪពុកម្ដាយហើយគ្រាន់តែលេចពាក្យយាយតាហ្នឹងវាមានន័យថាម៉េចជាទូទៅកូនកើតមកនៅក្នុងរង្វង់គ្រួសារខ្ញុំអាចនិយាយថាឪពុកម្ដាយគឺជាកងទ័រដែលអាចវាស់ថាកូនម្នាក់ហ្នឹងជាមនុស្សពេញដោយក្តីស្រឡាញ់ឬក៏អត់ឬក៏ជាមនុស្សខ្វះក្តីស្រឡាញ់ឬក៏អត់ទទួលបានក្តីស្រឡាញ់ពេញទីពីឪពុកម្ដាយឬក៏អត់អញ្ចឹងជាមួយឃ្លាដែលគាត់និយាយទៅដល់យាយតានេះគឺវាអាចបង្ហាញឲ្យឃើញថាប្រហែលជាគាត់កំព្រាឬក៏គ្មានឪពុកម្ដាយអញ្ចឹងសម្រាប់ថាបើក្មេងមានឪពុកម្ដាយគាត់មានការស្រឡាញ់ពេញលេញឪពុកម្ដាយគាត់តែងតែបង្ហាញក្តីស្រឡាញ់របស់គាត់តាមរយៈការណែនាំការស្ដីប្រដៅឬក៏ការបង្ហាញក្តីស្រឡាញ់បែបទម្រង់ផ្សេងៗអញ្ចឹងកូននឹងគឺនឹងចាប់ផ្ដើមកើតឡើងមានក្តីស្រឡាញ់ល្អជាក់ស្ដែងឧបមាថាឪពុកម្ដាយតែងតែសរសើរថាកូនអញល្អចេះមួយចុះពីរកូនអញធ្វើបានល្អកូនអញនឹងប៉កែចេះមួយចុះពីរកូននឹងនៅពេលដែលគាត់ធំឡើងគឺគាត់នឹងមានអារម្មណ៍សប្បាយចិត្តច្រើនហើយអាចមាន confidence ឬក៏ភាពក្លាហានច្រើននៅក្នុងសង្គមអញ្ចឹងគាត់អត់សូវបារម្ភរឿងគេស្រឡាញ់គាត់ច្រើនឬក៏អត់ទេប៉ុន្តែគាត់សប្បាយចិត្តរួចរាល់គាត់សប្បាយចិត្តច្រើនរួចរាល់ជាមួយនឹងអារម្មណ៍ឬក៏ក្តីស្រឡាញ់ដែលឪពុកម្ដាយបានបង្ហាញជូនគាត់ប៉ុន្តែផ្ទុយទៅវិញបើសិនជាកូននឹងពីតូចមកឪពុកម្ដាយមិនសូវបានបង្ហាញក្តីស្រឡាញ់ឬក៏គាត់ប្រហែលជាគ្មានឪពុកម្ដាយអញ្ចឹងហើយគាត់អត់សូវមានអ្នកសរសើរអត់សូវមានអ្នកលើកទឹកចិត្តអត់សូវមានអ្នកបង្ហាញក្តីស្រឡាញ់ជូនគាត់ទេអញ្ចឹងនៅពេលដែលគាត់កើតមកខ្វះខាតដល់ហ្នឹងវាធ្វើឲ្យគាត់នៅពេលដែលប្រឡូកទៅក្នុងសង្គមគឺគាត់នឹងព្យាយាមទាមទារក្តីស្រឡាញ់ពីអ្នកជុំវិញខ្លួននិយាយទៅដោយសារគាត់អត់សូវដែលស្គាល់អារម្មណ៍នៅពេលដែលគេបង្ហាញក្តីស្រឡាញ់ឲ្យគាត់គឺគាត់នឹងព្យាយាមស្វែងរកពីអ្នកជុំវិញខ្លួនអាចជាយាយតាឬក៏អ្នកជុំវិញខ្លួនហើយកន្លែងនឹងផងដែរដោយសារតែគាត់ខ្វះនឹងឯងទើបវានៅសល់ឬក៏កើតចេញជាអាកប្បកិរិយាដូចជាអេរិយាបថដើមគាត់ថាគាត់គឺជាមនុស្សសាវ៉ាពីមុនអីចឹងឯងមូលហេតុអីបានមនុស្សសាវ៉ាគឺជាមនុស្សដែលឃ្លានក្តីស្រឡាញ់ពីអ្នកជុំវិញខ្លួនខ្លាំងអញ្ចឹងនៅពេលដែលគាត់រាប់អានមនុស្សម្នាក់ហើយមនុស្សម្នាក់ហ្នឹងប្រហែលជាអត់សូវបង្ហាញអារម្មណ៍ស្រឡាញ់ខ្លាំងចំពោះគាត់ទេធ្វើឲ្យគាត់អត់ឆ្អែតទេធ្វើឲ្យគាត់អាចថាមិនពេញចិត្តនឹងបរិមាណក្តីស្រឡាញ់ដែលគេចែកឲ្យប៉ុណ្្នឹងឯងអញ្ចឹងដើម្បីបានថែមគឺគាត់ទៅញ៉ែជាមួយអ្នកដទៃទៅដើមពីអ្នកដទៃទៅសុំពីអ្នកដទៃបានច្រើនអញ្ចឹងគាត់នឹងធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីទៅទាមទារក្តីស្រឡាញ់ពីមនុស្សដទៃឬក៏គាត់ទៅញ៉ែស្រីច្រើនក្នុងពេលតែមួយដើម្បីឲ្យគាត់ខ្លួនឯងនឹងមានអារម្មណ៍ថាអញជាមនុស្សអស្ចារ្យដែលអញមានសង្សារច្រើនអញមានមនុស្សដែលស្រឡាញ់អញច្រើនតែអាហ្នឹងទាំងអស់ហ្នឹង
វាបង្ហាញថាមិនទាំងអស់ហ្នឹងទោះបីគាត់មានមនុស្សផ្សេងស្រឡាញ់ច្រើនគាត់មានសង្សារច្រើនក្នុងពេលតែមួយក៏ដោយវាគ្រាន់តែមានន័យថាគាត់គឺជាមនុស្សខ្វះក្តីស្រឡាញ់នឹងឯងទើបគាត់ឃ្លានទៅដដើមឬក៏ទៅស្វែងរកពីអ្នកជុំវិញខ្លួនផ្សេងទៀតឬក៏ច្រើនគ្នាអញ្ចឹងត្រឡប់មកគាត់វិញអានឹងហើយបានជាគាត់សារភាពប្រាប់ខ្ញុំថាគាត់ធ្លាប់ជាមនុស្សសាវ៉ាប៉ុន្តែសម័យថ្ងៃមួយនៅពេលដែលគាត់ចាប់ដើមរាប់អានជាមួយសង្សារគាត់ម្នាក់ដែលគាត់ថាស្រឡាញ់គ្នាបាន5ឆ្នាំហ្នឹងអញ្ចឹងហើយនៅពេលដែលគាត់ស្រឡាញ់គ្នាបាននៅចិត្តគ្នាប្រហែលជានៅក្នុងម៉ោងស្នេហាគាត់ខាងស្រីគាត់បង្ហាញល្មមឬក៏បង្ហាញតិចពេកឬក៏បង្ហាញមិនសូវគ្រប់ធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាជន់ណាយឬក៏មិនសូវជាចាប់អារម្មណ៍ជាមួយនឹងបរិមាណហ្នឹងឯងប៉ុន្តែបើសាកតាមនុស្សស្រីនឹងបង្ហាញក្តីស្រឡាញ់ចំពោះគាត់ច្រើនវិញគឺគាត់នឹងមានអារម្មណ៍ស្រឡាញ់ម្នាក់ស្រីនឹងកាន់តែខ្លាំងជាងនឹងទៀតពីព្រោះអីគាត់ខ្វះក្តីស្រឡាញ់បើគេធ្វើបង្ហាញសកម្មភាពអីយ៉ាបត់ថាស្រឡាញ់គាត់ខ្លាំងគាត់នឹងវិនិយោគថែមពីព្រោះជំងឺដើមរបស់គាត់ពីក្មេងដែលខ្វះក្តីស្រឡាញ់គាត់ទំនងជាមិនសូវជាហ៊ានវិនិយោគក្តីស្រឡាញ់ច្រើនចំពោះអ្នកដទៃទេកាលណាតែគាត់ទៅបានរាប់អានឬក៏ប្រស្រ័យតាក់ទងជាមួយអ្នកដទៃណាបរិមាណនៃក្តីស្រឡាញ់គឺគាត់ថ្លឹងច្បាស់លាស់មនុស្សប្រភេទនេះមនុស្សប្រភេទនោះតទៅបង្ហាញក្តីស្រឡាញ់ជាមួយគាត់ច្រើននៅក្នុងកម្រិតនោះគាត់នឹងវិនិយោគថែមឬក៏គាត់នឹងព្យាយាមវិនិយោគច្រើនដើម្បីតែធ្វើម៉េចឲ្យមនុស្សដែលគាត់ចាប់អារម្មណ៍ឬក៏គាត់ស្រឡាញ់នឹងបង្ហាញក្តីស្រឡាញ់ត្រឡប់មកគាត់ឲ្យវិញបានច្រើនដូចគាត់ចែកទៅឲ្យគេអញ្ចឹងអានេះវាមានន័យថាម៉េចគឺគាត់អាចធ្វើខុសធ្វើត្រូវច្រើនណាស់ដើម្បីតែទទួលបានអារម្មណ៍ស្រឡាញ់ពីអ្នកជុំវិញខ្លួនឬក៏ពីមនុស្សដែលគាត់ចាប់អារម្មណ៍ហើយគាត់ចង់បានខ្លាំងពីពួកគាត់ហ្នឹងអញ្ចឹងហើយបានជានៅពេលដែលស្និទ្ធពេកហើយគេលែងសូវបង្ហាញដូចដើមធ្វើឲ្យគាត់មានអារម្មណ៍ថាអត់សូវចាប់អារម្មណ៍ប៉ុន្តែនៅពេលដែលគាត់ចាប់ដើមឃ្លាតឆ្ងាយពីគេអបរិមាណដែលគេបានធ្វើកាលពីនៅស្រឡាញ់គ្នាហ្នឹងគឺវាអាចចាប់ដើមរៀងស្រកខ្លាំងជាងនឹងទៀតធ្វើឲ្យគាត់នឹកដល់ក្តីសង្ហាពីមុនឬក៏អារម្មណ៍ល្អៗដែលធ្លាប់ធ្វើពីមុនទោះបីពីមុនវាសម្រាប់គាត់មើលឃើញថាវាតិចក៏ដោយប៉ុន្តែនៅពេលដែលគាត់អត់បានទទួលអីសោះឬក៏នៅពេលដែលគាត់ឃ្លាតឆ្ងាយពីគេទៅទើបគាត់ចាប់ដើមនឹកអារសជាតិក្តីស្រឡាញ់ដែលគេធ្លាប់ចែកឲ្យកាលពីនៅរៀងស្និទ្ធឬក៏នៅជិតគ្នានឹងឯងអញ្ចឹងហើយបានជាគាត់កាន់សំណួរនឹងមកសួរខ្ញុំនេះសល់ជាលទ្ធផលគឺគាត់សួរថាហេតុអីបានជាពេលនៅជិតគាត់មានអារម្មណ៍ថាស្រកក្តីស្រឡាញ់ប៉ុន្តែនៅពេលដែលចេញឆ្ងាយក៏ចាប់ដើមមានអារម្មណ៍ស្រឡាញ់ខ្លាំងហើយអានឹងគឺជាការបកស្រាយប៉ុណ្ណឹងសម្រាប់ស្ថានភាពឬក៏ចម្ងល់មួយហ្នឹងចំណែកចម្ងល់មួយទៀតនៅពេលដែលគាត់និយាយថាចុះការដែលខ្ញុំស្រឡាញ់គ្នា5ឆ្នាំហ្នឹងហើយដល់ពេលដែលខ្ញុំខំប្រឹងឈប់សាវ៉ាឈប់អីទាំងអស់ហើយដល់ពេលឲ្យយាយតាទៅដឹងបែរជាគេមិនយកឃ្លាមួយហ្នឹងគឺជាឃ្លាដែលការចេញមកពីបញ្ហាមួយទៀតដូចប្រហែលជាខ្ញុំបានបញ្ចេញខាងដើមនឹងអញ្ចឹងពាក់ព័ន្ធទៅលើបរិមាណនៃការចែករំលែកក្តីស្រឡាញ់ទៅឲ្យអ្នកជុំវិញខ្លួននៅពេលដែលគាត់ខ្វះក្តីស្រឡាញ់នឹងដដែលហ្នឹងជាសកម្មភាពជាអេរិយាបថកើតមានគឺគាត់ដើរវិនិយោគក្តីស្រឡាញ់ចែកឲ្យគេអញ្ចឹងនៅពេលដែលគាត់ខ្វះឲ្យច្រើនគឺគាត់ដើរចែកអានឹងច្រើនទៅឲ្យគេនៅពេលដែលគាត់ចែកអានឹងទៅឲ្យគេច្រើនវាមិនបានជាការចែកដែលអាចថាវាយុត្តិធម៌សម្រាប់ខ្លួនឯងទេពេលខ្លះអញ្ចឹងហើយបើសិនជាមនុស្សណាដែលគាត់ស្រឡាញ់ខ្លាំងឬក៏ចាប់អារម្មណ៍ខ្លាំងគឺគាត់នឹងចែកនៅក្នុងកម្រិតច្រើនអញ្ចឹងណាហើយនៅពេលដែលគាត់ចែកនៅក្នុងកម្រិតច្រើនហ្នឹងក៏មិនមែនចែកដោយសារតែគាត់មានចិត្តបរិសុទ្ធអីដែរគាត់ចែកដោយសារតែគាត់គិតថាវាគឺជាការវិនិយោគបើអញចែកឲ្យគេច្រើនអញសង្ឃឹមថាគេនឹងចែកមកអញច្រើនវិញអញ្ចឹងណាពីព្រោះនៅពេលដែលពីតូចឪពុកម្ដាយអត់សូវចែកឲ្យគាត់ក៏អត់សូវមានច្រើនទេអាក្តីស្រឡាញ់ហ្នឹងអញ្ចឹងនៅពេលដែលធំឡើងគាត់ចាប់ដើមទៅស្រឡាញ់មនុស្សណាផ្សេងអាចថាជាក់ស្ដែងក្នុងករណីនេះគឺសង្សារគាត់ហ្នឹងគឺគាត់នឹងចាក់ទៅឲ្យគេច្រើនប៉ុន្តែក៏មិនចាក់ដោយសារតែគាត់មានទឹកចិត្តបរិសុទ្ធដែរគឺគាត់ចាក់ជាមួយនឹងចំណងចិត្តប៉ងមួយថាបើអញចាក់ច្រើនគេនឹងប្រហែលជាចែកម្លែកក្តីស្រឡាញ់ច្រើនឲ្យអញដូចដែលអញត្រូវការឬក៏ទៅតាមចិត្តដែលអញចង់បានអញ្ចឹងដែរអញ្ចឹងហើយបានជាវានៅសល់អេយ៉ាបតមួយទៀតដែលគាត់ទម្លាយចេញនៅក្នុងសំណួររបស់គាត់ហ្នឹងគាត់ប្រាប់ខ្ញុំថាម៉េចគាត់ប្រាប់ថាសុំបីតែជីវិតក៏គាត់ហ៊ានព្រមឲ្យគេដែរឲ្យតែគេនឹងព្រមមកស្រឡាញ់គាត់វិញឃើញទេកន្លែងហ្នឹងវាបង្ហាញថាគាត់ទទួលយកអត់បាននៅពេលដែលគាត់ខំប្រឹងធ្វើច្រើនដើម្បីគេហើយគាត់ឃើញទិន្នផលតិចគេអត់សូវចែកក្តីស្រឡាញ់ច្រើនដូចដែលគាត់ប៉ងចង់បានអានឹងហើយគឺជាពេលដែលវាបង្ហាញថាវាពិបាកទទួលយកសម្រាប់គាត់
ចិត្តគាត់គ្មានលទ្ធភាពស្ងប់នៅពេលដែលត្រូវទទួលស្គាល់ការពិតមួយថាក្តីស្រឡាញ់ដែលគាត់បានចែកទៅឲ្យគេនឹងមិនថាវាមានបរិមាណប៉ុណ្ណាទេគេប្រហែលជាគ្មានលទ្ធភាពឲ្យគាត់ត្រឡប់មកវិញច្រើនដូចដែលចិត្តគាត់ចង់បានអញ្ចឹងហើយបានជាគាត់កើតទុកមិនសុខចិត្តអញ្ចឹងពីខ្ញុំទៅខ្ញុំសូមបញ្យល់តែប៉ុណ្្នឹងពាក់ព័ន្ធទៅលើបញ្ហាឬក៏ប្រភពនៃកង្វល់ទាំងអស់ហ្នឹងថាវាកើតពីណាអញ្ចឹងសង្ឃឹមថាបន្ទាប់ពីបងអូនស្ដាប់ការបកស្រាយនេះហើយបងអូនអាចមានចម្លើយសម្រាប់ខ្លួនឯងអាចបកស្រាយចម្ងល់របស់បងអូនបានថាហេតុអីបានជាបងអូនឯងអញ្ចឹងសប្តាហ៍ហើយពីបងទៅគឺមានតែប៉ុណ្្នឹងសូមអរគុណខ្ញុំពេញចិត្តនឹងធ្វើវីដេអូមួយជូនគាត់ចុះដើម្បីឲ្យគាត់នឹងបានស្វែងយល់ពីស្ថានភាពខ្លួនឯងស៊ីជម្រៅហើយអាចពិចារណាបានថាតើស្ថានភាពគាត់ឥឡូវនេះមានស្អីដែលតាក់ទើហើយគាត់គួរតែស្វែងយល់ទៅលើចំណុចណាខ្លះទើបខ្លួនមានលទ្ធភាពអាចសម្រេចចិត្តបានថាគួរតែបន្តឬក៏គួរតែរងចាំកូនស្រីគេខណៈពេលដែលម៉ែឪកំពុងតែខាត់ខាំងមិនឲ្យរាប់អានគ្នាជាក់ស្ដែងក្នុងការសម្រេចចិត្តថាគួរតែបន្តឬក៏បញ្ឈប់ទំនាក់ទំនងមួយនឹងបងសង្ឃឹមថាបងឯងអាចដាប់ពិចារណាដល់ខ្លួនឯងប៉ុន្តែមុននឹងទៅដល់ដំណាក់កាលហ្នឹងបងចង់បញ្ជាក់បងឯងថាយេបងទទួលស្គាល់ថាបងឯងឈឺចាប់ខ្លាំងហើយបងអាចមើលឃើញថាបងឯងប្រហែលជាមានការឈឺចាប់ 3-4 មុខផ្ទួនគ្នាក្នុងពេលតែមួយពាក់ព័ន្ធនឹងអាស្នេហាតែមួយនឹងអញ្ចឹងទី1ហ្នឹងបងឃើញថាយេបងឯងប្រហែលជានៅក្មេងបងឯងគ្មានលទ្ធភាពណាទៅអះអាងគ្មានលទ្ធភាពណាទៅទាមទារម៉ែឪរបស់គេឲ្យគេនឹងមានលទ្ធភាពអនុគ្រោះឬក៏យោគយល់ខ្លួនឯងព្រោះគេបានកំណត់ចិត្តច្បាស់ហើយថាមិនឲ្យរាប់អានបងឯងអញ្ចឹងណាហើយបងឯងគ្មានសម្បីតែសិទ្ធិទៅទាមទារអញ្ចឹងនៅពេលដែលយើងគ្មានអត្តពលអីទៅទាមទារអ្វីដែលយើងចង់បានតាមចិត្តវាឈឺចាប់ដែរបងទទួលស្គាល់ថាវាប៉ុណ្្នឹងហើយមួយទៀតនៅពេលដែលបងឯងលើកឡើងពីការសួរបងថាគួរតែបញ្ចប់ឬក៏បន្តនោះក៏បងមើលឃើញថាហ្នឹងក៏វាជាបញ្ហាធំណាស់សម្រាប់បងឯងពីព្រោះបើសិនជាបងដាក់ខ្លួនទៅក្នុងស្ថានភាពរបស់បងឯងក៏បងអាចមើលឃើញដែរថាបើសិនជាយើងបញ្ឈប់ឬក៏មិនព្រមបន្តណាវាហាក់បីដូចជាការក្បត់គ្នាអញ្ចឹងយើងអត់ស្មោះស្ម័គ្រជាមួយគ្នាយើងអត់ហ៊ានក្នុងការតស៊ូបដូរផ្ដាច់ជាមួយគ្នាឲ្យបានណាព្រោះយើងថាយើងស្រឡាញ់គ្នាខ្លាំងណាអញ្ចឹងអាហ្នឹងក៏វាពិបាកក្នុងការធ្វើដែរបើសិនជាបញ្ចប់ប៉ុន្តែបើសិនជាយើងបន្តក៏វាអាចឲ្យយើងមានអារម្មណ៍ភ័យខ្លាចភ័យព្រួយច្រើនទៅលើស្ថានភាពថាមិនដឹងជាពេលណាដែលគេអាចលើកលែងឬក៏ផ្ដោតសិទ្ធិឲ្យបងឯងអាចរាប់អានគ្នាមិនដឹងជាត្រូវទ្រាំឈឺចាប់អញ្ចឹងពេលណាអញ្ចឹងណាខ្លាចថ្ងៃណាមួយដែលម៉ែឪគេបខំទៅការជាមួយអ្នកផ្សេងទៅយើងនេះវាកាន់តែវេទនាឲ្យព្រោះមនុស្សដែលយើងស្រឡាញ់អត់មានលទ្ធភាពក្នុងការទាមទារបានអញ្ចឹងបងអាចយល់ឃើញថាចេះវាជាការឈឺចាប់ខ្លាំងប៉ុន្តែបកមកវិញបើសិនជាយើងមិនអាចសម្រេចបានថាបញ្ឈប់ឬក៏បន្តតើវាមានស្អីខ្លះដែលយើងអាចយកមកគិតពិចារណាដើម្បីឲ្យយើងអាចសម្រេចចិត្តទៅអញ្ចឹងបានពីបងទៅបងចង់ណែនាំប្រភេទសំណួរ1ឬក៏2ឬក៏3សង្ឃឹមថាបងឯងស្ដាប់ហើយអាចពិចារណាថែមតិចទៀតសិនទៅថាស្ថានភាពបងឯងនៅតំបន់ណាហើយគួរតែកែខៃចេញពីប្រឡោះណាជាក់ស្ដែងសំណួរទី1ដែលបងចង់ចោទសួរទៅបងឯងហ្នឹងបងចង់ឲ្យបងឯងហ្នឹងសង្កេតចេញពីជ្រុងភាគីខាងស្រីវិញបងឯងថាស្រឡាញ់គ្នាក្នុងកម្រិតជាច្រើនឆ្នាំមកហើយយើងក៏ធ្លាប់រួមរស់នៅជាមួយគ្នាហ្នឹងបងឯងសួរមើលទៅបងឯងយល់ពីអេរិយាបថខាងស្រីអត់នៅពេលដែលខាងស្រីគាត់និយាយថាគាត់បានតស៊ូគាត់បានរើបំរាស់បន្តិចជាមួយនឹងម៉ែឪគាត់ដែរដើម្បីយើងណាតើគាត់តស៊ូឬក៏បដិសេធជាមួយម៉ែឪគាត់នឹងច្បាស់លាស់ក្នុងជំហររឹងមាំកម្រិតណាពីព្រោះមិនថាបងឯងតស៊ូកម្រិតណាទេមិនថាបងឯងនឹងធ្វើអីទេបើសិនជាគាត់ដែលនៅក្នុងជ្រុងពីម្ដាយឪពុកបើគាត់នៅក្មេងហើយនៅវ័យសិក្សាអញ្ចឹងគាត់គ្មានលទ្ធភាពក្លាហានទៅបដិសេធជាមួយម៉ែឪគាត់នៅក្នុងជំហររឹងមាំកម្រិតណាមួយទេអញ្ចឹងឱកាសបងឯងនឹងកាន់តែស្ដើងហើយអញ្ចឹងចង់មិនចង់បងឯងត្រូវតែរៀនទទួលស្គាល់បើសិនជាបើទោះបីជាគាត់និយាយថាគាត់ស្រឡាញ់បងឯងខ្លាំងក៏ដោយបើគាត់មិនហ៊ានបដិសេធជាមួយម៉ែឪនៅក្នុងជំហររឹងមាំប៉ុណ្ណាណាមួយទេអញ្ចឹងមានតែរាប់ថាជាសួយបងឯងដែលបងឯងគ្មានលទ្ធភាពទៅយកគាត់ពីព្រោះគាត់អត់មានលទ្ធភាពបដិសេធជាមួយម៉ែឪគាត់ទេហើយជាពិសេសម៉ែឪរបស់គាត់អាចថាកាចឬក៏អីចឹងទៅសម្ពាធដែលចេញពីម៉ែឪនឹងធ្វើឲ្យគាត់មិនអាចរើបំរាស់បានចង់មិនចង់គឺបងឯងមានតែបណ្ដោយព្រោះវាគ្មានវិធីណាមួយបងឯងអាចទៅដណ្ដើមគាត់បានទេជាពិសេសគាត់នៅក្នុងវ័យសិក្សាហើយក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយដែរអញ្ចឹងអាសំណួរមួយហ្នឹងបងសង្ឃឹមថាបងឯងអាចពិចារណាបានថាឱកាសបងឯងស្ដើងឬក៏ក្រាស់កម្រិតណាក្នុងការសម្រេចចិត្តថាគួរតែបន្តឬក៏បញ្ឈប់ប៉ុន្តែពេលខ្លះក៏វាមិនបញ្ចប់ត្រឹមនឹងដែរអញ្ចឹងសំណួរទី2ដែលបងឯងអាចសួរទៅបានចំពោះខ្លួនឯងហ្នឹងបងឯងអាចសួរថាចេះឥឡូវហ្នឹងបងឯងកំពុងចាំគេមែនទេ
ចឹងសាកសួរមើលថាតើអញកំពុងតែរងចាំគេដោយសារតែអញមានសង្ឃឹមព្រោះគេនឹងរើសយកអញឬក៏អញកំពុងរងចាំគេហើយអញកំពុងតែភ័យខ្លាចគេមិនឲ្យតម្លៃអញមិនជ្រើសរើសយកអញដោយសារគេតាមម៉ែឪពីពួកសំណួរមួយហ្នឹងបើសិនជាបងឯងស្ដាប់យល់វាអាចមានន័យពីរទី1បងឯងចាំគេព្រោះវាមានសង្ឃឹមអាហ្នឹងវាល្អប៉ុន្តែទី2បើសិនជាបងឯងចាំគេប៉ុន្តែក្នុងពោះកំពុងតែភ័យប្អូចខ្លាចគេហ្នឹងមិនតស៊ូដូចខ្លួនខ្លាចគេហ្នឹងមិនឲ្យតម្លៃស្នេហារបស់ខ្លួនហើយរណបតាមឪពុកម្ដាយមិនរើសយកយើងអាហ្នឹងបើសិនជាវាមានន័យអញ្ចឹងមានន័យថាជំរឿសក្នុងការរងចាំគេហ្នឹងបងឯងកំពុងតែធ្វើបាបផ្លូវចិត្តខ្លួនឯងបងឯងកំពុងតែបំផ្លាញសេចក្តីសុខផ្លូវចិត្តរបស់ខ្លួនឯងអញ្ចឹងរងចាំគេឬក៏អត់វាអាចមានន័យថាតើបងឯងចង់ធ្វើបាបខ្លួនឯងឬក៏អត់អញ្ចឹងកន្លែងនេះបើបងឯងស្ដាប់សំណួរបងយល់ប្រហែលជាអាចសម្រេចចិត្តបានថាតើគួរតែរងចាំគេឬក៏អត់ប៉ុន្តែបើសិនជាពីរសំណួរហ្នឹងហើយបងឯងឆ្លើយមិនចេញទៀតបងមានសំណួរទី3មួយទៀតអូខេសំណួរទី3ហ្នឹងគឺចេះបងឯងបានរៀបរាប់ប្រាប់សាច់រឿងបងពីដើមមកបងឯងថាខាងស្រីហ្នឹងគេក៏បានបដិសេធជាមួយឪពុកម្ដាយគេហើយដែរក៏ធ្លាប់បានរត់តាមម្នាក់មករួមរស់ជាមួយម្នាក់បានម្ដងដែរអញ្ចឹងសំណួរសួរថាក្នុងភេទគេជាស្រីហ្នឹងគេបានលះបង់ដើម្បីយើងក្នុងកម្រិតប៉ុណ្ណឹងជំទាស់ជាមួយឪពុកម្ដាយហើយថែមទាំងរត់តាមគេទៀតហើយអានេះគឺជាជំហានមួយដែលលើសពី 50% ចេញពីគេដែលគេហ៊ានបដូរផ្ដាច់មកតាមរកខ្លួនឯងនេះប៉ុន្តែសួរខ្លួនឯងមើលថាតើខ្លួនឯងនឹងធ្លាប់បានបូជាធ្លាប់បានហ៊ានធ្វើលើសពីនឹងអត់ក្រៅតែពីអង្គុយកើតទុកថាម៉ែឪគេមកបំបាយខ្លួនអញ្ចឹងបងឯងសួរខ្លួនឯងមិនតិចទៀតមើលទៅលើចំណុចនេះហើយសំណួរនោះសួរថាពេលដែលសួរខ្លួនឯងឲ្យបានប្រយោជន៍អីបងប្រាប់បងឯងត្រូវយល់នៅក្នុងស្នេហាវាទាមទារបងឯងក្លាហានឬក៏បងឯងធ្វើទូនាទីខ្លួនឯងហើយគេនឹងក៏បានធ្វើលើសពីដែនសមត្ថកិច្ចលើសពីលទ្ធភាពដែលគេអាចធ្វើបាននឹងវាច្រើនណាស់ហើយដើម្បីស្នេហាយើងនឹងបើសិនជាយើងកំសាកជាងភាគីខាងស្រីអញ្ចឹងកន្លែងនេះវាមិនល្អជាទេបងឯងអត់គួរសំបីតែចិញ្ចឹមចិត្តចង់បានគេព្រោះបងឯងអត់ក្លាហានដូចគេទេព្រោះគេជាស្រីគេហ៊ានធ្វើលើសនឹងលើសបងឯងទៀតអញ្ចឹងកន្លែងនេះវាមិនយុត្តិធម៌ទេបើសិនជាបងឯងនឹងអង្គុយយំនៅកន្លែងនឹងអង្គុយឈឺចិត្តហើយអង្គុយភ័យខ្លាចគេមិនរើសយកខ្លួនទាំងដែលខាងស្រីនោះបងអូនស្រីនេះគេធ្វើច្រើនណាស់ដើម្បីស្នេហាមួយនឹងហើយបើសិនជាបងឯងសួរថាចុះអាស្អីដែរបងឯងអាចធ្វើបានឲ្យស្មើនឹងទឹកចិត្តដែលគេហ៊ានធ្វើចំពោះស្នេហារបស់បងឯងហ្នឹងណាជាស្អីទៅបងឯងមានបានហ៊ានងើបទៅជំរាបសួរឪពុកម្ដាយខាងស្រីហ៊ានទៅជំទាស់និងហ៊ានទៅបកស្រាយបញ្យលស្នើសុំនៅក្នុងកម្រិតណាមួយឬក៏នៅពីព្រោះបើសិនជាពីជ្រុងឪពុកម្ដាយណាបងគិតថាបើសិនជាបងឯងមានភាពក្លាហានគ្រប់គ្រាន់នៅក្នុងការនិយាយដោយស្មោះត្រង់ដើមទ្រូង5ហាត់ជាមួយគាត់ណានៅក្នុងកម្រិតណាមួយអាចថាបងឯងឥឡូវហ្នឹងមិនទាន់មានការងារល្អមិនទាន់មានលទ្ធភាពណាមួយដែលមើលទៅវាហឹកហាក់សម្រាប់ភ្នែកគាត់ក៏ដោយប៉ុន្តែបើសិនជាបងឯងមានសិលធម៌ល្អបងឯងមានអរិយាប័ត្រល្អហើយមានភាពក្លាហាននៅក្នុងកម្រិតមួយថាលោកពូឬក៏អ្នកមីងឬក៏អ៊ំប្រុសអ៊ំស្រីខ្ញុំនេះវាលំបាកអញ្ចេះមួយអញ្ចេះពីរប៉ុន្តែខ្ញុំមានគោលដៅជីវិតអញ្ចេះមួយអញ្ចេះពីរហើយឥឡូវនេះខ្ញុំកំពុងតែព្យាយាមចាប់យកអានេះអានោះជាត្រីមុខជាអនាគតឬក៏ជាអីអញ្ចឹងណាខ្ញុំដឹងថាឥឡូវខ្ញុំគ្មានលទ្ធភាពឲ្យអ៊ំបានមើលឃើញអំពីសមាជិករបស់ខ្ញុំទេប៉ុន្តែបើសិនជាអ៊ំឯងយកយល់ខ្ញុំស្រឡាញ់កូនរបស់អ៊ំឯងចេះមួយចុះពីរអញ្ចឹងណាហើយអ្វីដែលខ្ញុំអាចជាឆន្ទៈជាចេតនារបស់ខ្ញុំនឹងដាក់គោលការណ៍សន្សំនៅក្នុងកម្រិតនេះកម្រិតនោះចូលទៅតាមប្រពៃណីជាមួយនឹងកូនស្រីរបស់អ៊ំអញ្ចឹងទៅអានឹងយ៉ាងហោចណាស់ក៏ម៉ែឲ្យគេមើលឃើញថានេះដឹងខ្យល់អញ្ចឹងយ៉ាងហោចណាស់វាជាមនុស្សល្អអញ្ចឹងណាអញ្ចឹងប្រហែលជាអាចកែខៃស្ថានភាពបានទៅតាមលទ្ធភាពប៉ុណ្ណឹងដែរយ៉ាងហោចណាស់បើសិនជាឪពុកម្ដាយខាងស្រីគេចង់បានកូនប្រសាល្អឬក៏ចង់បានកូនប្រសាដែលមានកំណើតអញ្ចឹងយើងធ្វើជាមនុស្សមានកំណើតទៅគឺចប់ហើយអញ្ចឹងកន្លែងនេះអូនឯងសួរខ្លួនឯងមើលទៅតើបងឯងមានអាទាំងអស់នឹងអត់ឬក៏ធ្លាប់ធ្វើអាទាំងអស់នឹងអត់បើសិនជាធ្លាប់ធ្វើហើយទៀតវានៅតែមិនបានផលដែរអញ្ចឹងវាសន្មតថាចប់ប៉ុណ្ណឹងទៅអញ្ចឹងណាអូខេជាចុងបញ្ចប់បងចង់ឧទាហរណ៍មួយអូនឯងចុះណាអូនឯងថាអូនឯងជាកូនកសិករឥឡូវបងឧទាហរណ៍នៅក្នុងជ្រុងកសិករអូនឯងយល់មួយចាស់សម័យថាអូនឯងមានគោមួយហើយអូនឯងស្រឡាញ់គោនឹងខ្លាំងហើយគោនឹងអាច
អត់ដឹងអីឬគោនឹងអាចអត់ហ៊ានធ្វើអីមួយដោយចិត្តយើងចង់បានទេមែនទេអញ្ចឹងសម័យថាគោដែលអូនឯងស្រឡាញ់ហ្នឹងត្រូវបានគេចាប់ចងទុកនៅតែនេះហើយអូនឯងកំពុងតែឈរនៅតែនេះបើអូនឯងអង្គុយតែខូចចិត្តថាគោនឹងអត់រត់មករកអូនឯងទាំងតែគោនឹងគេកំពុងតែចងទុកហើយអូនឯងកំពុងតែនៅខាងនេះអញ្ចឹងអូនឯងអង្គុយបន់ថាគោនឹងរត់មករកអូនឯងសួរថាអូនឯងបានគោនឹងឬក៏អត់យល់ទេឬក៏អូនឯងជំនួសឲ្យការអង្គុយបន់អូនឯងដើរទៅរកអ្នកដែលកំពុងចងគោនឹងហើយចរចាជាមួយគាត់ឲ្យបានត្រឹមត្រូវថាបងឯងចង់បានគោនឹងចេះបងឯងនឹងទិញគោក្នុងតម្លៃចេះហើយទៅគេប្រហែលជាគិតថាអូខេអានេះមានហេតុផលវាសមហេតុសមផលអញស្រ័យគោឲ្យវាអញ្ចឹងបានអូនឯងមានលទ្ធភាពមានគោនឹងយកទៅឃើញទេអញ្ចឹងបងឧទាហរណ៍អញ្ចឹងចោះសួរថាឥឡូវអាចឆ្លើយសំណួរណៃបានហើយថាគួរតែបញ្ឈប់ឬគួរតែបន្តអរគុណច្រើនអូខេសំណួរនេះបងអូនស្រីម្នាក់ហ្នឹងគាត់សួរនៅក្នុង comment គាត់សួរជាភាសាអង់គ្លេសហ្នឹងគាត់សួរថា how do I get distracted from something គាត់ចង់សួរថាតាមខ្ញុំយល់ណានៅពេលដែលគ្នាយើងសួរថាតើគួរតែបន្លប់ខ្លួនឯងយ៉ាងម៉េចគួរតែបន្លប់ស្ថានភាពបែបម៉េចដើម្បីឲ្យខ្លួនឯងនឹងប្រហែលជាមានអារម្មណ៍ប្រសើរឡើងជាងមុនហើយសំណួរនឹងវាទលំទលាយអញ្ចឹងខ្ញុំអត់ដឹងថានឹងចាប់ចុងប្រយោគដើមមិនទេប៉ុន្តែក្នុងករណីបើនៅក្នុងពិធីស្នេហាហ្នឹងខ្ញុំគិតថាប្រហែលជាគាត់សួរចេញពីជ្រុងថាសប្តាហ៍ថ្ងៃហ្នឹងគាត់មានបញ្ហាស្នេហាឬក៏ស្នេហាគាត់បែកបាក់អីចឹងទៅហើយគាត់មានអារម្មណ៍ថាគាត់ពិបាកក្នុងការ move on ឬក៏គាត់ពិបាកក្នុងការផ្លាស់ប្ដូរស្ថានភាពខ្លួនឯងដែលប្រហែលជាគាត់កំពុងតែឈឺចាប់រ៉ាំរ៉ៃនឹងបញ្ហាស្នេហាទាំងអស់ហ្នឹងអញ្ចឹងខ្ញុំអាចសម័យថាបើសិនជាឧទាហរណ៍ថាបើសិនជាយើងកំពុងតែបែកបាក់ស្នេហាហើយយើងមានអារម្មណ៍ថាពិបាកក្នុងការបន្តទៅមុខទៀតឬក៏ពិបាកក្នុងការធ្វើចិត្តហើយចិត្តយើងនឹងវានៅតែគិតច្រើនជាមួយនឹងស្ថានភាពពីមុនអញ្ចឹងជាធម្មតាខ្ញុំអាចបញ្យល់អំពីវិធីសាស្ត្រឬក៏របៀបដែលយើងចាប់ផ្ដើមដាក់ចិត្តស្រឡាញ់ស្អីមួយសិនដើម្បីឲ្យយើងដឹងអំពីរបៀបដែលខួរក្បាលយើងធ្វើការរបៀបដែលយើងគិតរបៀបដែលយើងកើតចេញជាអារម្មណ៍សប្បាយចិត្តរីករាយហើយស្រាប់តែសុកនៅពេលដែលយើងលែងមានលទ្ធភាពរីករាយដោយសារតែយើងខូចចិត្តនឹងស្នេហាហ្នឹងធ្វើឲ្យយើងនឹងពិបាកដកចិត្តចេញពីអាការឈឺចាប់ឬក៏អាការនឹករលឹកអារម្មណ៍ល្អៗទាំងអស់ហ្នឹងអញ្ចឹងជាទូទៅមនុស្សយើងមានវិបត្តិរៀងៗខ្លួនអ្នកខ្លះគាត់ជាមនុស្សខ្វះក្តីស្រឡាញ់អ្នកខ្លះទៀតក៏ជាមនុស្សដែលចូលចិត្តផ្គាប់ចិត្តគេច្រើនអញ្ចឹងនៅពេលដែលគាត់ស្រឡាញ់គាត់ធ្វើសកម្មភាពខុសត្រូវលើសខ្វះល្អជាឬក៏ជ្រុះច្រើនណាស់ដើម្បីតែបង្ហាញថាគាត់ស្រឡាញ់អ្នកម្ខាងទៀតខ្លាំងអញ្ចឹងម្នាក់មានវិធីសាស្ត្រស្រឡាញ់រៀងៗខ្លួនយើងអាចសម័យបានថាឧបមាថាបើខ្ញុំស្រឡាញ់របស់នេះមួយរបៀបដែលខ្ញុំមើលថែវាឬក៏របៀបដែលខ្ញុំបង្ហាញថាខ្ញុំស្រឡាញ់គឺខ្ញុំបោះវាខ្ញុំជូតវាចឹងទៅប៉ុន្តែបើសិនជាខ្ញុំស្រឡាញ់សត្វខ្ញុំឲ្យបាយវាស៊ីច្រើនឬក៏ខ្ញុំយកវាទៅងូតទឹកឬក៏ខ្ញុំធ្វើស្អីដើម្បីវាច្រើនអញ្ចឹងនៅពេលដែលយើងស្រឡាញ់មនុស្សម្នាក់បកត្រឡប់មកវិញហ្នឹងគឺយើងអាចព្យាយាមស្វែងយល់ពីរបៀបដែលយើងស្រឡាញ់អ្នកនឹងពីព្រោះអានឹងគឺជាឫសជាដើមចំនៃមូលហេតុនៃការឈឺចាប់របស់យើងឧបមាថាយើងគឺជាមនុស្សដែលមិនសូវមានគេធ្វើល្អជាមួយយើងឬក៏យើងតែងតែគិតថាខ្លួនឯងនឹងជាមនុស្សអាក្រក់មិនគួរឲ្យស្រឡាញ់យើងមានបញ្ហានឹងយើងអត់សូវស្រឡាញ់ខ្លួនឯងឬក៏យើងភាគច្រើនតែងតែទទួលបានមតិរិះគន់ថាយើងចរិតកខងមិនល្អជា2ជា3ហើយច្រើនតែមិនសូវត្រូវជាមួយគេប៉ុន្តែស្រាប់តែថ្ងៃមួយហ្នឹងមានម្នាក់ហ្នឹងគាត់ទៅសារថាយើងល្អសកម្មភាពដែលយើងធ្វើគឺជាសកម្មភាពល្អអញ្ចឹងយើងចាប់ដើមទទួលជឿពីព្រោះមានគេទៅសារយើងថាយើងជាមនុស្សល្អយើងក៏ទទួលជឿហើយអាហ្នឹងគឺជាអារម្មណ៍មួយដែលយើងជួបប្រទះហ្នឹងគឺវាធ្វើឲ្យយើងរីករាយពីព្រោះខួរក្បាលយើងពេលតែទទួលបានពាក្យទៅសារទាំងអស់ហ្នឹងយើងគិតថាអញជាមនុស្សល្អមែនពីព្រោះមានអ្នកដទៃហ្នឹងរាប់ថាអញជាមនុស្សល្អអញ្ចឹងអញជាមនុស្សល្អអញ្ចឹងហើយយើងក៏ចាប់ដើមសប្បាយចិត្តដល់ពេលដែលម្នាក់ហ្នឹងគាត់ទៅសារយើងច្រើនគិតថាយើងល្អច្រើនយើងក៏ចាប់ដើមរីករាយច្រើនហើយធម្មតានៅពេលដែលយើងរីករាយវាធ្វើឲ្យយើងអារម្មណ៍ល្អខួរក្បាលរបស់យើងវាចាប់ដើមញ៉ាំអញ្ចឹងពេលដែលយើងធ្វើសកម្មភាពរីករាយជាមួយគេមកលេងសើចប្រឡប់ប្រឡាក់មួយយើងអញ្ចឹងទៅធ្វើឲ្យយើងកាន់តែរីករាយពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងណាខួរក្បាលយើងចាប់ដើមញ៉ាំពីព្រោះពេលនៅចិត្តគេពេលដែលទៅធ្វើសកម្មភាពអីជាមួយគេយើងចាប់ដើមមានអាអុកស៊ីតូស៊ីនឬក៏ដូប៉ាមីនខួរក្បាលដែលធ្វើឲ្យយើងរីករាយហ្នឹងអញ្ចឹងហើយយើងក៏គិតថាយើងជាមនុស្សល្អដោយពឹងទៅលើអាពាក្យទៅសាររបស់ម្នាក់ទៀតហ្នឹងដែលគាត់និយាយថាយើងល្អអញ្ចឹងយើងអត់ដែលគិតថាយើងជាមនុស្សល្អណាសូមបញ្ជាក់នៅពេលដែលមានគេមើលឃើញថាយើងល្អយើងក៏រីករាយហើយយើងក៏ចាប់ដើមជឿថាយើងជាមនុស្សល្អអញ្ចឹងកន្លែងហ្នឹងគឺជាការពិតមួយនៅប្រឡោះហ្នឹងយើងសាកសម័យទៅដល់ស្ថានភាពមួយទៀតយើងស្រឡាញ់គ្នាយើងគិតថាយើងល្អរៀងខ្លួនយើងគិតថាគេល្អគេគិតថាយើងល្អយើងសប្បាយចិត្តវាពេលដែលយើងជួបគេវាធ្វើឲ្យយើងរីករាយសម័យថា
នៅពេលដែលយើងមានបញ្ហាជាមួយគ្នាម្នាក់នឹងចាក់ចោលយើងឬក៏គេសុំយើងបែកអញ្ចឹងវាคล้ายទៅជាអារម្មណ៍មិនពេញចិត្តយើងមែនណាពីព្រោះបើគេពេញចិត្តគេនៅមួយយើងតហើយប៉ុន្តែគេលែងពេញចិត្តយើងអញ្ចឹងស្រាប់តែពេលយើងទទួលពាក្យថាគេសុំបែកចាពេលហ្នឹងខួរក្បាលយើងអត់យល់ព្យាយាមគិតគេថាជ័យការស្រឡាញ់គ្នាគាត់ថាអញល្អប៉ុន្តែដល់ពេលឥឡូវគាត់សុំអញបែកអញ្ចឹងមានន័យថាគាត់លែងស្រឡាញ់អញអញ្ចឹងដល់បើសិនជាគេលែងស្រឡាញ់អញមានន័យថាគេលែងមើលឃើញថាអញល្អមិនអញ្ចឹងខួរក្បាលយើងអត់យល់អាហ្នឹងដល់ពេលអញ្ចឹងវាព្យាយាមគិតថាជ័យហេតុអីបានជាគេឈប់ស្រឡាញ់អញយើងទទួលយកអត់បានអញ្ចឹងពីព្រោះមនុស្សដែលស្រឡាញ់គ្នាគិតថាគ្នាល្អប៉ុន្តែបើលែងស្រឡាញ់គ្នាប្រហែលជាគេនឹងគិតថាអញលែងជាមនុស្សល្អអញ្ចឹងយើងពិបាកយល់អាកំណត់នឹងដែលមាននៅក្នុងខួរក្បាលខ្លួនឯងយើងអត់ដឹងថាយើងនឹងជាមនុស្សល្អមែនឬក៏អត់ទេឬក៏នៅតែជាមនុស្សល្អមែនឬក៏អត់អញ្ចឹងយើងពិបាកទទួលយកខ្លាំងថាប្រហែលជាយើងឥឡូវជាមនុស្សអាក្រក់ឬក៏មិនបានជាគេឈប់ស្រឡាញ់យើងលែងមានតម្លៃអស្ចារ្យឬក៏យ៉ាងម៉េចបានជាគេលែងឲ្យតម្លៃយើងអញ្ចឹងពេលហ្នឹងគឺជាពេលដែលយើងបាត់បង់ជំហរខ្លួនឯងពីព្រោះគុណតម្លៃរបស់យើងរងចាំថាតតែគេប្រាប់ថាយើងជាមនុស្សល្អហើយជាមនុស្សគួរឲ្យស្រឡាញ់ហើយគេស្រឡាញ់យើងទើបយើងសប្បាយចិត្តតែសម័យមួយថាគេទៅបាត់គេលែងគិតថាយើងគួរឲ្យស្រឡាញ់យើងក៏ចាប់ដើមមានអារម្មណ៍លែងពេញចិត្តនឹងស្ថានភាពខ្លួនឯងអញ្ចឹងពេលហ្នឹងនៅពេលដែលខួរក្បាលយើងវាអត់យល់ថាហេតុអីបានជាមនុស្សហ្នឹងដែលធ្វើឲ្យយើងរីករាយបែរជាលែងមានលទ្ធភាពមកជួបយើងមកធ្វើសកម្មភាពមួយយើងឲ្យយើងរីករាយអញ្ចឹងខួរក្បាលវាក៏នាំអាចយើងទៅគិតដល់អាសកម្មភាពល្អរីករាយជាមួយគ្នានេះឯងអញ្ចឹងនៅពេលដែលខួរក្បាលនាំអាចយើងទៅគិតតែរឿងអញ្ចឹងហើយជាក់ស្ដែងនៅខាងក្រៅណាយើងអត់បានទៅធ្វើអីជាមួយគ្នាអត់បានទៅកំសាន្តសប្បាយជាមួយគ្នាទៀតវាធ្វើឲ្យខួរក្បាលហ្នឹងចាប់ដើមគ្មានលទ្ធភាពបញ្ចេញសារធាតុសប្បាយដូចជាដូប៉ាមីនឬក៏អីហ្នឹងវាអត់បានធ្វើយើងរីករាយទៀតទេអញ្ចឹងហើយវាទៅជាយើងនឹកឃើញគេប៉ុន្តែយើងគ្មានលទ្ធភាពសប្បាយអញ្ចឹងវាធ្វើយើងឈឺចាប់អញ្ចឹងនៅពេលដែលយើងឈឺចាប់យើងអត់ដឹងថាត្រូវធ្វើអីទេប៉ុន្តែកន្លែងនេះពេលដែលនិយាយដល់ចំណុចហ្នឹងសួរថាវាមានន័យថាម៉េចកន្លែងនេះវាមានន័យថាជាក់ស្ដែងយើងត្រូវផ្លាស់ប្ដូរការគិតខ្លួនឯងចេញចរិតយើងបែបណាសារធាតុឬក៏សន្តានយើងបែបណាល្អឬអាក្រក់យើងត្រូវយល់ខ្លួនឯងថាខ្ញុំល្អកន្លែងណាខ្ញុំមានវិបត្តិប្រឡោះណាខ្លះខ្ញុំមានចំណុចខ្សោយអីគេខ្លះអញ្ចឹងយើងអាចសម្ដីមិនល្អចរិតមិនល្អយើងអាចយល់ពីខ្លួនឯងហើយយើងរៀនផ្ទាត់វាចោលប៉ុន្តែសម្រាប់ការដែលយើងធ្លាប់ស្រឡាញ់គេខ្លាំងយើងធ្លាប់ធ្វើល្អជាមួយគេបានច្រើនរាល់សកម្មភាពល្អៗដែលយើងធ្លាប់ធ្វើទៅឲ្យគេកន្លែងហ្នឹងវាមិនមែនមានន័យថាយើងនឹងភ្លើឬក៏មិនមែនមានន័យថាយើងនឹងល្ងងចាញ់បោកគេឬក៏លះបង់គ្មានតម្លៃអីទេព្រោះកាលណាតែយើងគិតអញ្ចឹងវាធ្វើឲ្យយើងកាន់តែស្អប់ខ្លួនឯងព្រោះយើងគិតថាយើងជាមនុស្សល្ងងយើងជាមនុស្សដែលលះបង់អត់ប្រយោជន៍គេមើលងាយគុណតម្លៃយើងយើងផ្លាស់ប្ដូរការគិតយើងតែបន្តិចថាសកម្មភាពទាំងអស់ហ្នឹងបុកដល់ខ្លួនចាយទៅវាមានន័យថាយើងគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពមានលទ្ធភាពស្រឡាញ់មនុស្សម្នាក់ទៀតនោះបានខ្លាំងកម្រិតហ្នឹងអញ្ចឹងអាហ្នឹងគឺជាសារធាតុឬក៏សន្តានមនុស្សល្អរបស់យើងគឺយើងមានសមត្ថភាពស្រឡាញ់គេបានល្អបានស្មោះអញ្ចឹងហើយបើសិនជាយើងផ្ដល់ទៅឲ្យអាមួយនឹងវាគ្មានលទ្ធភាពមើលឃើញថាល្អយើងកុំបាច់បារម្ភអីយើងអាចវិតខ្ចប់ខ្លួនឯងឡើងវិញហើយគិតថាកុំខ្វល់រឿងថាអានឹងមើលឃើញល្អឬក៏អត់បើអញយកក្តីស្រឡាញ់នឹងទៅផ្ដល់ឬក៏ចែករំលែកជាមួយអ្នកដទៃណាដែលគេជាមនុស្សល្អដូចគ្នាហើយគេមើលឃើញគុណតម្លៃយើងប្រឡោះនឹងគេឲ្យតម្លៃទឹកចិត្តយើងប៉ុណ្ណឹងហើយគេអាចផ្ដល់គុណសម្បត្តិឬក៏ផ្ដល់គុណតម្លៃត្រឡប់មកយើងវិញគោរពឲ្យតម្លៃក្តីស្រឡាញ់របស់យើងវិញបានយើងបន្តចែកទៅឲ្យអ្នកនំផ្សេងទៀតបានអញ្ចឹងរឿងមួយនឹងក្បត់យើងឬក៏មួយនឹងវារត់ចោលយើងឬក៏យ៉ាងម៉េចវាគឺជាបញ្ហារបស់វាអាចថាមួយនឹងផ្នែកស្អុយឬក៏មួយនឹងគ្មានសមត្ថភាពគោរពយើងមួយនឹងគ្មានសមត្ថភាពឲ្យតម្លៃទឹកចិត្តរបស់យើងអញ្ចឹងវាគឺជាបញ្ហារបស់មួយនោះចំណែកចំណុចល្អរបស់យើងគឺយើងមានលទ្ធភាពស្រឡាញ់គេបានខ្លាំងក្នុងកម្រិតហ្នឹងអញ្ចឹងយើងត្រូវចេះវិចខ្ចប់យកទៅឲ្យអាណាផ្សេងអញ្ចឹងហើយយើងអាចនឹកសកម្មភាពសบายនឹងបានប៉ុន្តែបើយើងបន្តនឹកវាមានន័យថាយើងនឹងកំពុងតែរងចាំឲ្យអាមួយនឹងផ្ដល់តម្លៃមកឲ្យយើងហើយរត់មករកយើងវិញប៉ុន្តែជាក់ស្ដែងការពិតនៅត្រង់ថាអាមួយនឹងវាអាចនឹងគ្មានលទ្ធភាពរត់ត្រឡប់មកយើងវិញយើងអត់ត្រូវអង្គុយតឹងអាហ្នឹងព្រោះយើងអង្គុយតឹងអាហ្នឹង 4-10 ឆ្នាំទៀតបើអាហ្នឹងវាមិនចង់មកគឺវាមិនចង់មកប៉ុន្តែយើងចង់ធ្វើអីបន្ទាប់ពីហ្នឹងទៅរកបើកចិត្តទៅមើលអ្នកណាផ្សេងឲ្យតម្លៃអ្នកណាផ្សេងអ្នកផ្សេងណាឲ្យតម្លៃយើងត្រូវគ្នាអាហ្នឹងវាសំខាន់ជាងហើយវាអាចធ្វើឲ្យយើងនឹងត្រឡប់មករីករាយវិញបានមានន័យថាបើខ្ញុំលក់របស់ហ្នឹង2រៀលទៅខ្ញុំឈឺចាប់ជាមួយអាមួយហ្នឹងខ្ញុំអាចទុកវាសិនហើយខ្ញុំខ្ចប់វាស្អាតខ្ញុំយកវាទៅលក់ 4-5 រៀលទៅឲ្យអ្នកដទៃណាដែលគេចង់បានវាហើយគេឲ្យតម្លៃវាថារបស់ហ្នឹងគឺជារបស់ល្អដែលយើងមានអញ្ចឹងណាអញ្ចឹងពេលហ្នឹងដែលយើងលក់បានជាមួយអ្នកដែលគេចង់បានពិតប្រាកដគេនឹងអរគុណយើងគេឲ្យតម្លៃយើងហើយយើងក៏ឲ្យតម្លៃទឹកចិត្ត
ដែលគេសមាជិកទិញយើងឬក៏ចង់បានរបស់ដែលយើងមាននឹងដែរអញ្ចឹងពេលដែលគេអត់ទិញអាហ្នឹងមិនមានន័យថាអាហ្នឹងអត់តម្លៃទេគ្រាន់តែអាមួយហ្នឹងវាអត់លុយទិញចំណែករបស់នេះតម្លៃវា5រៀលឬវានៅតែ5រៀលវាស្រែកតែមាត់យើងថាទេបើយើងលក់10រៀលក៏វាមានន័យថា10រៀលអ្នកណាផ្សេងដែលគេឃើញតម្លៃវាគេចង់ទិញវាក្នុងតម្លៃ10រៀលវាជាគុណតម្លៃរបស់យើងដែលយើងកំណត់ឲ្យគេមើលឃើញអញ្ចឹងដែរអញ្ចឹងពេលហ្នឹងគឺជាពេលដែលយើងអាច move on ទៅមុខបានហើយអញ្ចឹងសួរថាតើយើងបន្លប់ខ្លួនឯងវាមិនជាក់ស្ដែងឆ្លើយនឹងសំណួរហ្នឹងទៅបន្ទាប់ពីខ្ញុំឆ្លើយហើយវាអត់មានអីត្រូវបន្លប់ទេតែបើយើងពិតជាចង់បន្លប់ដើម្បីឲ្យខួរក្បាលយើងរីករាយដូចយើងដឹងអញ្ចឹងខួរក្បាលយើងត្រូវការដូផាមីនប៉ុន្តែដូផាមីនវាមិនមែនចេញតែពីស្នេហាមកទេអ្នកខ្លះគាត់ទៅច្រៀងខារ៉ាអូខេអ្នកខ្លះគាត់ទៅដើរលេងជាមួយមិត្តភក្តិអញ្ចឹងវាធ្វើឲ្យគាត់សប្បាយបានមួយពេលពីរពេលប៉ុន្តែសួរថាមួយពេលពីរពេលវាធ្វើឲ្យយើងឈឺចាប់ទៀតអត់វាអាចប៉ុន្តែត្រូវចាំថាខួរក្បាលវាត្រូវការសប្បាយមិនមែនម្ដងទេយើងត្រូវតែរៀនបន្ស៊ាំខួរក្បាលយើងឲ្យទៅសប្បាយឲ្យច្រើនដងរហូតដល់តែយើងមានលទ្ធភាពអាចដកចិត្តឈប់គិតជាមួយអានោះកើតពីព្រោះជាក់ស្ដែងបើយើងទុកឲ្យខួរក្បាលយើងទនេហើយអង្គុយគិតវានឹងលោតតែអាគំនិតអាក្រក់ហ្នឹងឯងអាគំនិតដែលឈឺចាប់ហ្នឹងប៉ុន្តែបើយើងច្រៀងមួយបទវាសប្បាយ2នាទីយើងច្រៀង10បទដើម្បីសប្បាយ20នាទីឯងអញ្ចឹងទៅនិយាយទៅច្រៀងរាល់ថ្ងៃក៏ច្រៀងទៅឲ្យតែវាសប្បាយចិត្តរាល់ថ្ងៃអញ្ចឹងនៅពេលដែលយើងបន្ស៊ាំខ្លួនឯងជាមួយនឹង routine ឬក៏សកម្មភាពសប្បាយច្រើនពេលហ្នឹងខួរក្បាលយើងចាប់ដើមប្រឡែងអ្វីដែលឈឺចាប់ហើយព្រោះវាចាប់ដើមមកឃ្លានសេចក្តីសុបាយពីសកម្មភាពថ្មីៗដែរអញ្ចឹងបានថាពេលដែលយើងបែកស្នេហាយើងអាចព្យាយាមរកអីដែលសុបាយធ្វើឲ្យបានច្រើនជាមួយមិត្តភក្តិជាមួយគ្រួសារហើយរៀនបើកចិត្តខ្លួនឯងទៅរាប់អានអត្តតីទៅពីព្រោះមនុស្សល្អហ្នឹងវាក៏មានច្រើនដែរមិនអត់ទេអញ្ចឹងអាមួយនឹងអាក្រក់យើងទៅល្អទៅហើយពេលខ្លះយើងបំភ្លេចវាមិនកើតទេយើងអត់ត្រូវការបំភ្លេចទេយើងត្រូវការតែយល់ឲ្យច្បាស់អំពីគុណតម្លៃខ្លួនឯងអញ្ចឹងហើយអាហ្នឹងខ្ញុំគិតថាវាគួរតែជាវិធីដែលអាចឲ្យយើងនឹងសប្បាយត្រឡប់មកវិញហើយមានលទ្ធភាពស្រស់បំព្រងរីករាយអីអញ្ចឹងទៅអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាមិនថាអ្នកណាមានបញ្ហាស្នេហាឬក៏មិនទេយើងត្រូវយល់ពីបញ្ហារបស់ខ្លួនហើយយើងត្រូវយល់អំពីស្អីដែលយើងត្រូវធ្វើដើម្បីឲ្យសប្បាយវាមានវិធីច្រើនដើម្បីសប្បាយប៉ុន្តែបើយើងនៅតែគិតអារឿងគេដែលហ្នឹងយើងទៅពិនិត្យទៅលើអារម្មណ៍ខ្លួនឯងថាយើងស្អប់ខ្លួនឯងកម្រិតណាយើងមើលងាយខ្លួនឯងឬក៏អត់ពីព្រោះពេលខ្លះយើងនៅពេលដែលគេបែកពីយើងទៅយើងទីដែលជាអ្នកគិតតែខ្លួនឯងអាមួយនឹងវាបែកពីយើងវាមិនមែនមានន័យថាយើងជាមនុស្សអាក្រក់ឬក៏ជាមនុស្សអស់តម្លៃទេវាគ្រាន់តែមានន័យថាអាមួយនឹងភ្នែកស្អុយក៏វាអាចថាអញ្ចឹងដែរក៏អញ្ចឹងវាមិនមែនថាយើងនឹងលែងជាមនុស្សល្អដែលគួរឲ្យស្រឡាញ់ទេមិនមែនអញ្ចឹងទេអញ្ចឹងដោយសារតែយើងគិតតែអញ្ចឹងឯងបានជាយើងចាប់ផ្ដើមស្អប់ស្ថានភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃកើតចិត្តទូចិត្តគិតថាប្រហែលជាអញលែងមានតម្លៃប្រហែលជាអញអាក្រក់អីអញ្ចឹងទៅប៉ុន្តែតាមពិតវាមិនមែនមានន័យអញ្ចឹងវាមានន័យថាអាមួយនឹងភ្នែកស្អុយវាលែងមើលឃើញថាយើងល្អអញ្ចឹងខ្ញុំគិតថាមានតែប៉ុណ្្នឹងឯងអរគុណច្រើន